Welcome back ខ្ញុំបាទតារាស្វាគមន៍បងប្អូនគ្នាចូលមកកាន់ Channel Legendary ថ្ងៃនេះខ្ញុំនឹង surprise បងប្អូននៅរឿងមួយខ្ញុំនឹងធ្វើការសម្រាយរឿងថ្មីដែលមានរហូតដល់តែ200ភាគជាងសម្រាប់បងប្អូនដែលចូលចិត្តទស្សនានៅរឿងដែលមានភាគវែងៗហ្នឹងអញ្ចឹងគឺត្រូវហើយចុច Subscribe និងដាក់សញ្ញាកណ្ដឹងឲ្យហើយទៅយើងនឹងជួបគ្នានៅក្នុងភាគថ្មីជាបន្តបន្ទាប់សម្រាប់រឿងនេះ admin ដាក់ចំណងជើងឲ្យថាក្របពូជវិញ្ញាណឋានសួគ៌ឬក៏ក្របពូជវិញ្ញាណទេវកថាហ្នឹងដំណើរសាច់រឿងគឺពិតជាល្អមើលទូប្រុសឈ្មោះថាវ៉ាងហៅសោដារបស់គាត់នឹងគឺពិតជាមិនធម្មតាប៉ុន្តែយើងចាំទៅដឹងនៅក្នុងសាច់រឿងតែម្ដងទៅកុំឲ្យ spoil រឿងតាំងពីរាប់ពាន់ឆ្នាំមុនមកអំពើអាក្រក់កើតមានគ្រប់ទិសទីមិនថាពិភពលោកនៃមនុស្សពិភពលោកនៃអរិយពិភពលោកនៃទេវតាក៏ដោយអំពើអាក្រក់តែងតែមានគ្រប់ទីកន្លែងវាថែមទាំងចាក់ឬយ៉ាងរឹងមាំទូទាំងសកលលោកស្របពេលគ្នាជាមួយនឹងភាពវឹកវរដ៏សម្បើមមនុស្សក្របពូជវិញ្ញាណទេវកថាឬក៏ក្របពូជវិញ្ញាណឋានសួគ៌បានកកើតឡើងដូចគ្នាអស់រយៈពេលរាប់ពាន់ឆ្នាំក្រោយមកវាក៏បានបង្ហាញខ្លួននៅក្នុងពិភពលោកនៃមនុស្សយូរម្ដងធម្មពលដែលបានសាយភាយចេញពីក្របពូជវិញ្ញាណឋានសួគ៌បានបង្កបរិយាកាសជុំវិញខ្លួនរបស់វារួមជាមួយនឹងភ្នំខុនលុនទាំងមូលទៀតផងពេលខ្លះលំហូរធម្មពលដែលបានសាយភាយចេញពីវាដូចគ្នាបានផ្ទុះទៅកាន់អាកាសបង្កើតបានទៅជាធម្មពលពណ៌មាសភ្លឺចែងចាំងពេញលំហមេឃនៅបាតនៃកំពូលភ្នំខុនលុនអស់រយៈពេលជាយូរមកហើយដែលក្របពូជខាងវិញ្ញាណមិនបានធ្វើសកម្មភាពប៉ុន្តែអ្វីដែលចម្លែកនៅគ្រាមួយដែលមានភ្លៀងធ្លាក់ពពកខ្មៅដែលដាស់នៅលើអាកាសក្របពូជខាងវិញ្ញាណចាប់ផ្ដើមផ្លាស់ប្ដូរសកម្មភាពរបស់វាម្ដងទៀតហាក់បីដូចជាវាកំពុងតែរៀបចំខ្លួននឹងទទួលយកអ្នកណាម្នាក់ធ្វើជាម្ចាស់ដើរលើផ្លូវបរិសុទ្ធបំផ្លាញអរិយជាមួយនឹងមហន្តរាយនៅក្នុងពិភពលោកកសាងសន្តិភាពជូនទៅកាន់ផែនដីវិញស្របពេលដែលក្របពូជខាងវិញ្ញាណឋានសួគ៌កំពុងតែធ្វើការបម្រែបម្រួលក្រឡេកមើលទៅលើកំពូលភ្នំខុនលុនមនុស្ស3នាក់កំពុងតែស្រែកសម្លុតទៅកាន់មនុស្សម្នាក់មនុស្សដែលគ្មានសូម្បីតែឫសគល់ខាងវិញ្ញាណម្ដេចនឹងអាចបង្កើតក្របពូជវិញ្ញាណបានទៅសម្រាប់ដូចជាឯងនេះម្ដេចនឹងអាចប្រៀបធៀបជាមួយនឹងព្រះអង្គម្ចាស់ទី6បានហ្វាងហាបើឯងឆ្លាតចាប់ផ្ដាច់ពាក្យជប់រៀបការជាមួយនឹងបងស្រីរបស់យើងទៅប្រគល់កិច្ចសន្យារៀបការមកឲ្យខ្ញុំនៅពេលនេះមកបើមិនអញ្ចឹងនោះទេគេក្តាប់ដៃហ្វាងហាជូតឈាមចេញពីជ្រុងមាត់ត្បិតតែថាខ្ញុំក៏មិនពេញចិត្តជាមួយនឹងបងស្រីរបស់ឯងដូចគ្នាប៉ុន្តែអាពាហ៍ពិពាហ៍មួយនេះខ្ញុំក៏មិនបញ្ឈប់នោះដែរពីព្រោះថាគឺជាការរៀបចំរបស់ឪពុកម្ដាយម្យ៉ាងវិញទៀតខ្ញុំក៏ពិតជាស្អប់ការគំរាមកំហែងប្រសិនបើជាឯងគិតថាខ្ញុំមិនស័ក្តិសមជាមួយនឹងបងស្រីរបស់ឯងស៊ូម៉ូយូនោះឲ្យនាងមកអង្វរខ្ញុំដោយផ្ទាល់មកក្រែងខ្ញុំចិត្តទន់ប្រគល់លិខិតអាពាហ៍ពិពាហ៍នេះទៅឲ្យគេនិយាយបែបនោះធ្វើឲ្យបរិះឈុតក្រហមកាន់តែខឹងស្រែកទៅកាន់ហ្វាងហាវតែឯងចង់ស្លាប់មែនទេគេមិនខ្លាចបាយជាបញ្ចេញស្នាមញញឹមធ្វើឲ្យបរិះឈុតក្រហមនោះក៏មានការភ្ញាក់ផ្អើលដែរថាគេបំរុងចង់លោតចូលទៅខាងក្រោមមែនទេចេតនារបស់គេពិតជាបែបនឹងមែនមុននឹងលោតចុះសួរហងតែឯងអស់ចាអ្វីទៅប្រើគេឈ្មោះគ្រួសារមកធ្វើបាបយើងប្រសិនបើជាថ្ងៃនេះខ្ញុំមិនស្លាប់ហើយអាចត្រឡប់មកវិញបាននោះខ្ញុំនឹងសងសឹកឯង100,000 ដងលើអ្វីដែលឯងបានធ្វើមកលើយើងនិយាយចប់ក៏លោតចូលវឹងធ្វើឲ្យអ្នកប្រុសទុយនៃគ្រួសារស៊ូច្រហមមាត់ធ្វើសម្រាប់ខ្លួនដោយសារតែរឿងបែបនេះតើជាអ្នកក្លាហានអ្វីទៅទាំងមេទាំងកូនចៅរបស់ពួកគេបន្ទាប់ពីស្ដោះទឹកមាត់ទៅកាន់ហ្វាងហៅហើយក៏បានចាក់ចេញពីទីនោះហ្វាងហៅដែលធ្លាក់ហើយធ្លាក់ទៀតអស់រយៈពេលជាយូរនោះនៅតែមិនទាន់បានធ្លាក់ទៅដល់បាតនៅឡើយស្របពេលដែលកំពុងតែធ្លាក់ហ្វាងហៅបាននិយាយខ្សឹបខ្សួលតែម្នាក់ឯងប្រសិនបើជាមានជាតិក្រោយពិនខ្ញុំនឹងសងសឹកទៅកាន់ពួកគេរកយុត្តិធម៌ជូនពិភពលោកនេះវិញមនុស្សល្អមិនមែនចេះតែត្រូវរងទុក្ខរហូតនោះទេក្តាប់ដៃឡើងរំពេចនោះបរិយាកាសដែលនៅជុំវិញស្រាប់តែប្រែទៅជានឹងថ្កល់រន្ទះមេឃបានបាញ់ចូលមកទម្លុះរាងកាយរបស់ហ្វាងហៅពីម្ខាងទៅម្ខាងប៉ុន្តែគេហាក់ដូចជាមិនមានការឈឺចាប់អ្វីនោះទេភ្ជាក់ផ្អើលថាកន្លែងនេះគឺជាកន្លែងណាតើគួរតែជាខាងក្នុងនៃសមុទ្រស្មារតីរបស់នរណាម្នាក់ដែលគេតែងតែនិយាយនោះមែនទេនៅចំពោះមុខគឺជាក្របពូជវិញ្ញាណឋានសួគ៌កំពុងតែរង្វិលបញ្ចេញធម្មពលចែងចាំងហ្វាងហៅមានអារម្មណ៍ដឹងវាពោពេញទៅដោយធម្មពលបរិសុទ្ធលោកដៃទៅប៉ះធម្មពលក្របពូជវិញ្ញាណបានហូរចូលទៅក្នុងរាងកាយរបស់ហ្វាងហៅភ្នែករបស់គេឡើងពន្លឺពណ៌មាសស្រែកមួយវ៉ាទិដ្ឋភាពនៃសាច់រឿងបានកាត់មកកន្លែងមួយផ្សេងទៀតសម្លេងទូងទាំងរបស់មនុស្សម្នាក់កំពុងតែហ្វឹកហាត់ដែលមានព្រឹត្តិការណ៍ចាស់ម្នាក់នៅក្បែរនោះក៏បាននិយាយដូចគ្នាចៅសានមើលទៅឯងកម្លាំងរាងកាយហាក់ដូចជារីកចម្រើនច្រើនណាស់បើទោះបីជាចោះទៅបាតនៃកំពូលភ្នំខុនលុនជោគអ្នកប្រុសតូចត្រឡប់មកវិញចំណាយអស់រយៈពេលមួយយប់មួយថ្ងៃទៅហើយខ្ញុំក៏នៅតែអាចទទួលដឹងនៅអារម្មណ៍ពោពេញទៅដោយធម្មពលរបស់ឯងដែរបរិសាច់ដុំដែលមានឈ្មោះថាចៅសាននោះក៏បានតបទៅកាន់ព្រឹត្តិការណ៍ចាស់ខ្ញុំគឺបានទម្លាប់ជាមួយនឹងរឿងនឹងទៅហើយប្រសិនបើជាខ្ញុំមិនធ្វើការហ្វឹកហាត់ឲ្យខ្លាំងទេនៅពេលដែលពួកគេត្រឡប់មករករឿងលោកម្ចាស់តូចម្ដងទៀតនោះពួកយើងមិនអាចតតាំងជាមួយនឹងគេបានទេគេក៏និយាយបន្តនិយាយអញ្ចឹងលោកពូចៅអ្នកប្រុសតូចពិតជាត្រូវពួកគេបណ្ដេញចេញមែនទេប្រសិនបើជាគាត់មិនអាចធ្វើការហ្វឹកហាត់បានមែននោះព្រឹត្តិការណ៍ចាស់ដែលឈ្មោះពូចៅនោះក៏បានតនោះក៏វាមិនសំខាន់ដែរដឹងត្រឹមថាអ្នកប្រុសតូចទៅទីណាពួកយើងនឹងទៅទីនោះតាមមើលថែគាត់និយាយចប់គាត់ក៏បានក្រោកទាំងភ្ញាក់ផ្អើលនៅពេលដែលបានឃើញចំហាយធម្មពលដែលបានសាយភាយចេញពីបន្ទប់ឈើសានមានការព្រួយបារម្ភបំរុងនឹងចូលទៅប៉ុន្តែត្រូវបានព្រឹត្តិការណ៍ជើហាមគាត់ឲ្យចាំមើលបន្តិចទៅបន្តគិតក្នុងចិត្តចំហាយធម្មពលនេះគឺពិតជាខ្លាំងណាស់តើមានរឿងអ្វីកើតឡើងចំពោះលោកម្ចាស់តូចទៅនៅខាងក្នុងបន្ទប់ហ្វាំងហៅបានបើកភ្នែកឡើងតើនេះគឺជាអំណាចធម្មពលនៃក្របពូជដែលខ្ញុំបានជួបប្រទះកាលពីយប់នោះមែនទេត្រឹមតែមួយយប់ប៉ុណ្ណោះឬគល់ខាងវិញ្ញាណរបស់ខ្ញុំបាន
បានដោះលូតលាស់ឡើងពេញលេញថែមទាំងអាចឈានទៅដល់កម្រិតដំបូងនៃអំណាចដ៏ទេវភាពអញ្ចឹងខ្ញុំនឹងហៅជាលេខកាយមួយនៃកម្រិតទី1អញ្ចឹងក៏មានន័យថានៅពេលនេះហ្វាំងហៅគឺអាចហ្វឹកហាត់នៅធម្មពលបានហើយដោយការពីពេលមុនគេមិនមានឫសគល់ខាងវិញ្ញាណទេប៉ុន្តែនៅពេលនេះមិនត្រឹមតែមានឫសគល់ខាងវិញ្ញាណទេថែមទាំងមានគ្រាប់ពូជនៃវិញ្ញាណដ៏ទេវភាពទៀតផងក្តាប់ដៃសាយភានៅចំហាយធម្មពលចាប់តាំងពីព្រះបានផ្ដល់ឱកាសឲ្យខ្ញុំនឹងសងសឹកទៅកាន់អ្នកទាំងអស់គ្នាដែលបានធ្វើបាបខ្ញុំកាលពីពេលមុនដើរចេញមកខាងក្រៅចៅសានមានការព្រួយបារម្ភសួរទៅកាន់ម្ចាស់តូចថាមិនអីទេលពូចៅបានចាប់ដៃរបស់ហ្វាំងហៅស្ទង់មើលទៅជីបចមានខាប់ជាផ្អើលម្ដងទៀតថាម៉េចមិនត្រឹមតែមានឫសគល់ខាងវិញ្ញាណទេថែមទាំងមានគ្រាប់ពូជនៃវិញ្ញាណឋានសួគ៌ទៀតផងកាយសម្បទាដែលអាចរស់ឡើងវិញម្ដងទៀតនេះពិតជាអស្ចារ្យមែនថាមានរឿងបីកើតឡើងទៅគួរឲ្យចាប់អារម្មណ៍ពិតជាស័ក្តិសមជាមួយនឹងកូនបរិសម្នាក់នោះមែនឃើញមុខរបស់ហ្វាំងហៅឆ្ងល់បែបនោះលពូចៅក៏បានតមិនអីទេបានជាសុខភាពរបស់អ្នកប្រុសមិនអីថ្ងៃនេះខ្ញុំក៏អស់កម្លាំងណាស់ដែរខ្ញុំសូមទៅសម្រាប់មុនហើយហ្វាំងហៅបានគិតក្នុងចិត្តតែម្នាក់ឯងតើលោកពូចៅបានដឹងពីវត្តមានរបស់គ្រាប់ពូជឋានសួគ៌ដែលនៅក្នុងខ្លួនរបស់ខ្ញុំទេសំឡេងមួយក៏បានមកលើឡើងបងហៅក្រឡេកទៅមានក្មេងស្រីម្នាក់កំពុងតែរត់ចូលមកលោតដែលយកអ្វីរបស់នាងនឹងទៅបុកជាមួយនឹងមុខរបស់ហ្វាំងហៅនិយាយឡើងខ្ញុំពិតជាមានការព្រួយបារម្ភណាស់ពេលដែលដឹងថាបងធ្លាក់ចុះទៅក្នុងបាតជ្រោះនៃកំពូលភ្នំខុនលុននេះជាមូលហេតុដែលខ្ញុំប្រញាប់មកមើលប៉ុន្តែហេតុអ្វីក៏បងមិនកើតអ្វីអញ្ចឹងចុះមកវិញស្រាប់តែឃើញចិត្តមករបស់ហ្វាំងហៅហូរឈាមទៅហើយតាមពិតបងពិតជាមានរបួសមែនងាកទៅខាងក្រោយជូតឈាមរួចងាកមកវិញខ្ញុំមិនអីនោះទេបែកឯងតែប៉ុន្មានឆ្នាំសោះបែកជាធំបែបនេះទៅហើយនាងក៏បានតបនោះក៏ដោយសារតែលោកពងខាត់ខ្ញុំឲ្យនៅក្នុងផ្ទះធ្វើការហ្វឹកហាត់ខ្ញុំក៏ពិតជាធន់ខ្លាំងណាស់មានតែកម្រិតធម៌ពលរបស់ខ្ញុំឡើងមកដល់កម្រិតមួយនេះទេទើបគាត់អនុញ្ញាតឲ្យខ្ញុំចេញពីផ្ទះនោះតែក៏មិនអីដែរបច្ចុប្បន្នគឺជាពេលវេលាដ៏ល្អបំផុតសម្រាប់ខ្ញុំហើយមកពេញជាងលើកនេះខ្ញុំប្រកាសជាអាចនៅក្នុងរយៈពេលយូរបានចាប់ដៃបន្តនិយាយបងហៅពួកយើងប្រកាសជាអាចជួបគ្នាជារៀងរាល់ថ្ងៃមិនខានអងអែលក្បាលរបស់នាងឯងពិតជាខូចមែនកំពុងតែសប្បាយចិត្តសំឡេងមួយក៏បានមកលើឡើងហ្វាំងហៅ3ថ្ងៃហើយហេតុអ្វីក៏ឯងមិនទាន់រើបង្វិចចេញពីផ្ទះកញ្ចាស់ដែលជាកម្មសិទ្ធិរបស់ត្រកូលហ្វាំងអញ្ចឹងមនុស្សសម្រាមដែលគ្មានសមត្ថភាពសម្បីតែធ្វើការហ្វឹកហាត់នោះមិនស័ក្តិសមដែលសម្បីតែនៅលើដីចិញ្ចឹមជ្រូករបស់គ្រួសារហ្វាំងផងក្មេងស្រីតូចដែលទើបតែចូលមកនោះពិតជាខឹងជាខ្លាំងស្រែកទៅកាន់អាម៉ាប់ម្នាក់នឹងថាថ្លើមធំឯងត្រឹមតែជាអ្នកបំរើនៃគ្រួសារហ្វាំងបាយជាហ៊ាននិយាយពាក្យឆ្លើយនៅចំពោះមុខម្ចាស់តូចនៃគ្រួសារហ្វាំងបែបនេះទៅវិញគ្នារបស់គេទាំងពីរក៏បានសើចអាម៉ាប់ដែលជាអ្នកបំរើនៃគ្រួសារហ្វាំងនោះក៏បាននិយាយឡើងអ្នកប្រុសតូចនៃគ្រួសារហ្វាំងមែនទេអាសម្រាប់ម្នាក់នេះវាមិនស័ក្តិសមសំបីតែដកដង្ហើមនៅក្នុងដីនៃគ្រួសារហ្វាំងផងគេរស់នៅទីនេះគ្រាន់តែជាការម៉ាស់របស់ទីក្រុងពីងជាងជាមួយនឹងអាណាចក្រឈូតែប៉ុណ្ណោះក្មេងស្រីតូចរួចចោះថានាងគឺជាខ្សែស្រឡាយថោកទាបរបស់វាមកពីខាងណាដែរកូនចៅរបស់គេក៏បានប្រាប់ទៅកាន់មេនាងក៏ជាមនុស្សរស់នៅទីក្រុងពីងជាងដែរក៏ត្រូវជាបងប្អូនរបស់អាឡិតម្នាក់នឹងដូចគ្នាអាម៉ាប់បានសើចចំអករួចក៏បន្តនិយាយហ្វាំងហៅហ្វាំងហៅឯងពិតជាអត់កំណត់ខ្លាំងណាស់លាក់ខ្លួននៅក្រោមសម្ពុតរបស់មនុស្សស្រីឬបែបនោះនាងពិតជាខឹងហ្វាំងហៅបានខ្វាន់រួចគេក៏ដើរចូលទៅខ្លួនឯងអាម៉ាប់សើចយ៉ាងហួចចិត្តទៀតហើយខឹងហើយតែឯងចង់វាយខ្ញុំមែនទេឆាប់ចូលមកតែឯងអាចធ្វើអ្វីខ្ញុំបានទៅសូម្បីតែឆ្កែនៅក្នុងគ្រួសារហ្វាំងក៏មានឋានៈធំជាងឯងដែរនៅពេលនេះក៏មិនចាំបាច់រញ៉េរញ៉ៃច្រើនទាំងទឹកមុខរបស់គេស្ងប់ស្ងាត់បានប្រាប់ទៅកាន់ចៅសានឆាប់ទៅបិទទ្វារភ្លាមតែលោតត្រឹមតែម្ដងចៅសានបានបិទទ្វាររួចទៅហើយអាម៉ាប់បានងក់ក្បាលឲ្យកូនចៅរបស់គេសម្រុកចូលចាប់ក្បាលបោកផ្ទប់ជាមួយនឹងដីស្រែកវេវ៉ាពេញនោះឯងអាម៉ាប់បានចឹងអល់ទៅឯងបិទទ្វារចង់គំរាមខ្ញុំមែនទេហ្វាំងហៅបានសើចមិនមែនទេខ្ញុំគ្រាន់តែបិទទ្វារវាយឆ្កែដែលមិនស្ដាប់បង្គាប់ម្ចាស់ប៉ុណ្ណោះបំផ្ទុះធម្មពលសម្រុកចូលទៅអណ្ដាតរបស់ឯងពិតជាមុតគួរសោះហ្វាំងហៅយកដៃរបស់គេទប់ស្រាលក៏អាចទប់ជាប់ដែរបញ្ឆេះនៅធម្មពលវាយពី3ដៃបន្ថែមទៀតស៊ីមួយជើងព្រោះឈាមលុតជង្គង់មិនដេញនឹងអាចទៅរួចទៅចាប់កាច់បំបាក់ដៃរបស់គេមកខាងផ្ទះមួយកំភ្លៀងជ្រុះទ្វីងពីរខណៈពេលដែលគេរកនឹងនិយាយអ្វីបន្តទៅហើយសំឡេងលឺសូរតែផាច់ឆ្វេងស្ដាំនៅពេលនេះមិនត្រឹមតែរូបរាងរបស់គេដូចជាជ្រូកទេសំបីតែមុខក៏ត្រូវវាយហើមពលដូចជាជ្រូកដោយសារតែហ្វាំងហៅដូចគ្នាលោកពូចៅឃើញបែបនោះក៏មិនថាអ្វីដែរបញ្ចេញស្នាមញញឹមរបស់គាត់យ៉ាងពេញចិត្តក្មេងប្រុសម្នាក់នេះគួរឲ្យចាប់អារម្មណ៍មិនខុសពីឪពុករបស់គេនោះទេមើលមុខអាម៉ាប់នៅពេលនេះសឹងតែមិនស្គាល់ទៅហើយហ្វាំងហៅបានស្រែកឲ្យចៅសានបើកទ្វារដេញឆ្កែចេញហ្វាំងហៅខ្ញុំមិនលើកលែងឯងនោះទេបន្ទាប់ពីខ្ញុំទៅប្រាប់ម្ចាស់នៃគ្រួសារហ្វាំងឯងប្រកាសជាចាប់មិនខាននិយាយអ្វីនិយាយទៅហ្វាំងហៅមិនខ្វល់រវាំងមួយជើងប៉ឹងចេញពីទីនោះអ្វីដែលគេនិយាយជាបន្តនោះអូមិនចាំបាច់ឲ្យមេគ្រួសារមករកជាងនោះទេយើងប្រកាសជាទៅរកមេរបាយនៃខ្លួនឯងសម្រាប់ភាគនេះបានភាពចោលបងប្អូនទាំងអស់គ្នាធ្វើការធ្វើការបញ្ជាក់ព្រឹត្តិការណ៍ធំគឺនៅក្នុងត្រកូលមើលទេអ្នករកជាពិភពមួយដល់ភាព100នឹងមិត្តថាបើសិនបើធ្វើគេធ្វើរបស់ខ្ញុំជាសុភាពបាននេះព្រឹត្តិការណ៍ម្នាក់ក្នុងចំណោមព្រឹត្តិការណ៍កំពូលនោះក៏បានជាខ្ញុំទៅខុសក្មេងល្អតាំងពីតូចមកគេម្លេះបានខ្ញុំធ្វើរឿងអត់សូវល្អដូចគ្មានហេតុផលបានទៅរឿងនេះគួរតែធ្វើការស្រាវជ្រាវជាមួយចាំវិញព្រឹត្តិការណ៍ធំកំពូលមិនទាន់បាននិយាយអ្វីទៅបានទេមួយទៀតបានបន្តលេងជួយគេវាយខ្ញុំពីព្រោះគេគិតថាយើងជួបគ្នានៅវីរ៉ូក្រោយពីសំណាក់គ្រួសារនៃត្រកូលវាងដោយឡែកគេក៏មានការច្រណែនជាមួយនឹងខ្ញុំហ្វាំងហៅបានស្រែកមកពីខាងក្រោយឆ្កែដែលមិនស្ដាប់បង្គាប់មួយក្បាលនេះបាយជាហ៊ានមកព្រោះនិយាយបំភ្លើនៅទីនេះផងអាអូនម្នាក់ដែលជាសមាជិកនៃគ្
គ្រួសារហ្វាំងដូចគ្នាឈរនៅទីនោះមានអារម្មណ៍ដឹងថាហ្វាំងហើយហាក់ដូចជាមានភាពក្លាហានខុសពីធម្មតាព្រឹត្តិការណ៍ធំកំពូលនៃគ្រួសារហ្វាំងបាននិយាយឡើងឆាប់រៀបរាប់ទៅមើលតាមមានរឿងអ្វីកើតឡើងគេក៏បានតបត្រឹមត្រូវហើយគេម្នាក់នេះខ្ញុំគឺជាអ្នកវាយប៉ុន្តែសួរថាបើមែនតើវាយ៉ាងម៉េចទៅអាម៉ាប់បានក្រវិះដៃរបស់គេឡើងនៅចំពោះមុខព្រឹត្តិការណ៍ធំនៃគ្រួសារឯហ៊ាននិយាយពាក្យមិនគួរសមបែបនេះផងហ្វាំងហើយបានបញ្ចេញស្នាមញញឹមកាលពីម្សិលមិញប៉ពួករបស់គេបានទៅដល់កន្លែងខ្ញុំស្នាក់នៅថែមទាំងមិនដេញខ្ញុំចេញពីគ្រួសារហ្វាំងទៀតផងតាមច្បាប់នៃគ្រួសារសមាជិកណាមួយដែលមានអាយុចាប់ពី16ឆ្នាំឡើងដែលមិនមានសូម្បីតែឬគល់ខាងវិញ្ញាណនឹងមិនអាចធ្វើការដាំដុះបាននោះនឹងត្រូវបណ្ដេញចេញពីត្រកូលនៃគ្រួសារហ្វាំងក៏ប៉ុន្តែហើយអ្វីត្រូវបណ្ដេញខ្ញុំចេញទាំងដែលខ្ញុំមិនទាន់ទាំងបានធ្វើការសាកល្បងនៅឬគល់ខាងវិញ្ញាណផងនោះចង្អុលមុខទៅកាន់ហ្វាំងហើយអាម៉ាប់ក៏បានបន្តនិយាយឡើងឯងគឺជាសម្រាមអ្នកណាក៏ដោយនៅក្នុងត្រកូលនៃគ្រួសារហ្វាំងនេះគឺសុទ្ធតែដឹងថាឯងគឺគ្មានឬគល់ខាងវិញ្ញាណនោះទេមិនចាំបាច់និយាយដល់ក្របពូជនៃវិញ្ញាណឡើយហ្វាំងហើយក៏តបហ្វាំងហ្វូត្រូវបណ្ដេញខ្ញុំចេញឬអត់មិនមែនជាសិទ្ធិរបស់ឯងនេះត្រូវអនុម័តនោះទេនោះគឺជាសិទ្ធិរបស់ព្រឹទ្ធាចារ្យក្នុងត្រកូលដូច្នេះហើយទាំងធ្វើរបស់ឯងតើស័ក្តិសមក្នុងការវាយដំដែរទេហ្វាំងហ្វូដែលជាអាម៉ាប់នឹងក៏បានក្តាប់ដៃទាំងខឹងក៏បានប្រសិនបើជាថ្ងៃនេះឯងអាចឆ្លងកាត់នឹងការធ្វើតេស្តសាកល្បងដែលខ្លួនឯងមានឬគល់ខាងវិញ្ញាណនោះចាប់ពីពេលនេះតទៅខ្ញុំនឹងស្ម័គ្រចិត្តទៅធ្វើការនៅអណ្ដូងរ៉ែនៃគ្រួសារហ្វាំងអស់មួយជីវិតនឹងមិនចាក់ចេញពីទីនោះទេប៉ុន្តែប្រសិនបើជាឯងមិនអាចឆ្លងកាត់នឹងការសាកល្បងវិញឯងគឺត្រូវចាក់ចេញពីត្រកូលនៃគ្រួសារហ្វាំងដូចគ្នាទាំងមុខរបស់គេនៅតែបញ្ចេញស្នាមញញឹមដដែលហ្វាំងហៅបានលោតត្រឹមតែម្ដងបង្ហាញខ្លួននៅចំពោះមុខថ្មនៃការសាកល្បងឬគល់ខាងវិញ្ញាណដាក់ដៃចូលទៅពន្លឺពណ៌មាសដែលជាចំហាយធម្មពលរបស់បានសាយភាយចេញពីក្របពូជខាងវិញ្ញាណឋានសួគ៌ចាក់បញ្ចូលទៅកាន់ថ្មនៃការសាកល្បងបរិវេណនៅជុំវិញនោះបានរង្គើកញាប់ញ័រធម្មពលពីរបេដងនៅតែបន្តផ្ទុះជះចេញពីរាងកាយរបស់ហ្វាំងហៅសូម្បីតែព្រឹទ្ធាចារ្យក៏ចាំងសឹងតែខ្វាក់ភ្នែកទៅហើយអាម៉ាប់បានដួលនៅទីនោះអ្នកគ្រប់គ្នាបន្តពិភាក្សាគ្នាមិនដេញនឹងអាចទៅរួចទៅធម្មពលនេះក៏ពិតជាខ្លាំងពេកហើយហ្វាំងហៅក៏ដឹងដូចគ្នាថាវាហាក់ដូចជាអំណាចនៃក្របពូជខាងវិញ្ញាណរបស់ខ្ញុំវាខ្លាំងលើសលប់ពេកហើយបើតាមស្ថានភាពបច្ចុប្បន្នគួរតែមិនគួរបង្ហាញវាច្រើនពេកនោះទេដកដៃចេញពីថ្មធ្វើតេស្តសាកល្បងឬគល់ខាងវិញ្ញាណនោះព្រឹទ្ធាចារ្យក៏បានដកដង្ហើមធំម្ដងហ្វាំងហៅអាចជាប់នៅក្នុងការធ្វើតេស្តសាកល្បងឬគល់ខាងវិញ្ញាណគ្រាន់តែថាគេគឺស្ថិតក្នុងទេពកោសល្យថ្នាក់ទាបក្នុងចិនគាត់ក៏ពិតជាឆ្ងល់ណាស់ដែរធម្មពលដែលបានសាយភាយចេញអំបញ្ញមិញនេះវាក៏ពិតជាខ្លាំងតែថ្មសាកល្បងឬគល់ខាងវិញ្ញាណនេះអាចមានបញ្ហាអ្វីដែរទេអ្នកដែលមិនជឿនឹងមិនសុខចិត្តសោះតែម្ដងជាមួយនឹងលទ្ធផលនោះគឺជាហ្វាំងហ្វូអាម៉ាប់នោះឯងខ្ញុំចាំបានថាការពីតូចឯងមិនមែនជាក្មេងដែលមានឬគល់ខាងវិញ្ញាណនោះទេប៉ុន្តែហារអ្វីនៅពេលនេះមិនត្រឹមតែមានឬគល់ខាងវិញ្ញាណទេថែមទាំងមានក្របពូជនៃវិញ្ញាណទៀតផងព្រឹទ្ធាចារ្យមើលទៅគេកំពុងតែលេងល្បិចហើយហ្វាំងហ្វូឯងគឺជាមនុស្សដែលមិនចេះភ្ញាក់រលឹកសោះហ្វាំងហៅដើរមកហើយបន្តនិយាយខ្ញុំមិនដឹងថាគួរតែត្រូវហៅឯងជាមនុស្សល្ងងឬក៏ជាជ្រូកមួយក្បាលនោះទេឯងហ៊ានធ្វើការភ្នាល់ជាមួយនឹងខ្ញុំទាំងដែលដឹងថាការពីម្សិលមិញជាមួយនឹងសមត្ថភាពរបស់ឯងខ្ញុំនៅតែអាចវាឯងរហូតដល់មានសភាពបែបនេះហើយអ្វីក៏ឯងមិនគិតទៅប្រសិនបើជាខ្ញុំមិនមានឬគល់ខាងវិញ្ញាណនោះទេមិនដេញនឹងខ្ញុំអាចវាឯងធ្លាក់មកក្នុងសភាពបែបនេះបានទេហ្វាំងហ្វូឯងអាចវិចមកវិញទៅរកកន្លែងជីករ៉ែបានហើយឈប់សិនសំឡេងក្មេងប្រុសម្នាក់ទៀតបានមកលើឡើងក្រឡេកមើលទៅគឺជាវ៉ាងឈីដែលឈរនៅក្បែរនោះឯងវ៉ាងហ្វូគេទើបតែមានកំហុសជាលើកទី1ប៉ុណ្ណោះហើយក៏មិនមែនជាកំហុសធ្ងន់ធ្ងរអ្វីដែរមិនចាំបាច់ឲ្យគេទៅអណ្ដូងរ៉ែនៃគ្រួសារវ៉ាងធ្វើការនៅទីនោះអស់មួយជីវិតឡើយហ្វាំងហៅបានបញ្ចេញស្នាមញញឹមដដែលអូតើឯងចង់មានន័យថាយ៉ាងម៉េចទៅខ្ញុំមិនបានដាក់ពីន័យគេឯណានេះគឺជាលក្ខខណ្ឌដែលគេបាននិយាយដោយខ្លួនឯងមុននេះទេតើវាមានន័យថាឯងកំពុងតែមិនសុខចិត្តជំនួសគេក៏បានតបប្រកាសហើយខ្ញុំមិននឹងអាចសុខចិត្តបានទេធ្វើបែបនេះចុះប្រសិនបើជាខ្ញុំវាយឈ្នះឯងត្រូវតែដោះលែងវ៉ាងហ្វូហើយគេក៏មិនចាំបាច់ទៅធ្វើការនៅអណ្ដូងរ៉ែគ្រួសារវ៉ាងដែរហ្វាំងហៅក៏បានសួរចុះប្រសិនបើជាឯងចាញ់តើឯងនឹងស្ម័គ្រចិត្តទៅធ្វើការនៅអណ្ដូងរ៉ែនៃគ្រួសារហ្វាំងជាមួយនឹងគេមែនទេល្អសម្រាប់បែបនឹងទៅចុះហ្វាំងឈីបានបញ្ឆេះធម្មពលរបស់គេព្រឹទ្ធាចារ្យដែលនៅក្បែរដាស់តឿនទៅកាន់ហ្វាំងហៅហ្វាំងឈីគឺស្ថិតក្នុងកម្រិតទី1ផ្កាយ3ទៅហើយឯងមិនមែនជាដៃគូរបស់គេនោះទេមិនអីទេព្រឹទ្ធាចារ្យខ្ញុំមិនដែលធ្វើរឿងអ្វីដែលខ្ញុំមិនមានទំនុកចិត្តនោះទេហើយអូនពីអ្នកនេះពិភាក្សាគ្នាហ្វាំងហៅឈួតហើយមែនទេដែលព្រមទទួលយកការប្រយុទ្ធជាមួយនឹងហ្វាំងឈីលុតចុះមកខាងក្រោមវ៉ាងឈីបាននិយាយទៅកាន់ហ្វាំងហៅប្រសិនបើជាឯងលុតជង្គង់សុំអង្វរខ្ញុំនៅពេលនេះខ្ញុំនៅតែអាចទុកជីវិតឲ្យឯងបានដដែលយល់ដល់ពួកយើងមានត្រកូលដូចគ្នាបញ្ចេញស្នាមញញឹមបំផ្ទុះធម្មពលរបស់គេឡើងចាប់ចូលមកពេញទាំងដងខ្លួនរបស់គេពោពេញទៅដោយធម្មពលរន្ទះដាល់មួយដៃចេញហ្វាំងហៅគិចបានយ៉ាងស្រួលវ៉ាងឈីពិតជាមានការភ្ញាក់ផ្អើលដៃទី2ដៃទី3ហ្វាំងហៅនៅតែអាចគិចបានដដែលថែមមួយដៃទៀតហ្វាំងហៅធ្វើការទម្រង់តែឯងលេងឆ្អែតហើយឬនៅគួរតែដល់វេនរបស់ខ្ញុំម្ដងហើយចាប់បោកគេភីងទៅខាងក្រោយធ្វើឲ្យព្រឹទ្ធាចារ្យនៅលើវេទិកាចង្ហមាត់គ្រប់គ្នាវ៉ាងឈីដែលបានក្រោកឡើងមកហើយនោះមិននឹងអាចសុខចិត្តតែរងភាពអាម៉ាស់បែបនេះទៅតែបើទោះបីជាបែបនេះក៏ដោយគ្រាន់តែក្រោកឡើងក៏ស៊ីមួយជើងប៉ាំងបំលាស់ទីយ៉ាងលឿនផ្ទះពីរកំភ្លៀងថែមមួយដៃទៀតប៉ាំងកាន់ទៅឆ្ងាយអាម៉ាប់ឃើញបែបនោះស្រគាខ្លួនជំនួសទប់លំនឹងខ្លួនលុតជង្គង់នៅទីនោះក្អួតជាមិនតិចនោះទេល្អហ្វាំងហៅឯងហ៊ានវាយខ្ញុំនៅចំពោះមុខគេនោះគឺជាហ្វាំងហៅហើយអ្វីបានជាខ្ញុំមិនហ៊ានវាយឯងទៅបំផ្ទុះធម្មពលបំរុងនឹងសម្រុកចូលទេរា
មួយជង្គង់កណ្ដាលចង្ការថៃមួយដៃបាំងកាន់ទីឆ្ងាយបន្ថែមទៀតសមត្ថភាពអន់បែបនេះបាយចង់រកខុសត្រូវចំពោះរឿងរបស់យើងផងងាកមកក្រៅលោកព្រឹទ្ធាចារ្យធំសូមលោកនិយាយអ្វីបន្តិចទៅល្អស្ដាប់បញ្ជារបស់ខ្ញុំប្រាប់ឲ្យមេការនៃភាគខាងត្បូងបញ្ជូនវ៉ាងហ្វូជាមួយនឹងវ៉ាងឈីទៅកាន់ភ្នំខាងកើតនៃអណ្ដូងរ៉ែគ្រួសារហ្វាងឲ្យគេធ្វើការនៅទីនោះដូចជាអ្វីដែលគេបាននិយាយមុននេះទៅវ៉ាងឈីនៅពេលនេះពិតជាខឹងខ្លាំងណាស់ស្រែកទៅកាន់អាម៉ាប់ដែលជាវ៉ាងហ្វូនោះគ្រប់យ៉ាងដោយសារតែឯងបានទាញខ្ញុំធ្លាក់ចូលទៅក្នុងសភាពបែបនោះវ៉ាងហ្វូដែលជាអាម៉ាប់ភ័យខ្លាចខ្លាំងណាស់និយាយទៅកាន់ម្ចាស់នៃគ្រួសារប្រសិនបើជាឲ្យគេទៅក្នុងអណ្ដូងរ៉ែជាមួយនឹងខ្ញុំនោះគេប្រកាសជាសម្លាប់ខ្ញុំមិនខានលោកព្រឹទ្ធាចារ្យធំសូមជួយខ្ញុំផងចាប់តាំងពីពេលមុនមកដល់ពេលនេះខ្ញុំសុទ្ធតែបានធ្វើតាមអ្វីដែលលោកព្រឹទ្ធាចារ្យធំបានប្រាប់ទាំងអស់ឯងនិយាយផ្ដេសផ្ដាសអ្វីទៅតើខ្ញុំបានបញ្ជាឯងឲ្យទៅធ្វើរឿងអ្វីទៅព្រឹទ្ធាចារ្យធំបានខឹងយ៉ាងខ្លាំងឆាប់ចាប់គេអូសទៅអណ្ដូងរ៉ែទៅហើយកំភ្លេងទាំងកំភ្លេងគេមានពាន់ដៃផងនិយាយបែបនោះចប់ស្របពេលដែលមានមនុស្សម្នាក់អូសអាម៉ាប់ចេញពីទីនោះហ្វាំងហៅដែលបានឮនៅការរៀបរាប់របស់ពួកគេទាំងពីរមុននេះបានដឹងហើយថាមនុស្សដែលនៅពីក្រោយខ្នងចង់បណ្ដេញគេចេញពីគ្រួសារហ្វាងនោះគឺជាព្រឹទ្ធាចារ្យធំសម្លេងទូងស្គរបានមកលើឡើងព្រឹទ្ធាចារ្យដែលនៅក្បែរនោះប្រកាសឡើងកម្មវិធីធ្វើតេស្តសាឡបងឬគល់ខាងវិញ្ញាណចាប់ផ្ដើមក្មេងប្រុសម្នាក់ដែលចូលមកធ្វើតេស្តសាឡបងមុនគេឈ្មោះថាវ៉ាងយីទេពកោសល្យរបស់គេស្ថិតក្នុងកម្រិតមធ្យមអាយុ14ឆ្នាំមុខចាស់គួរសមក្មេងប្រុសបន្ទាប់ឈ្មោះថាវ៉ាងឈួនអាយុ14ឆ្នាំទេពកោសល្យថ្នាក់ទាបក្មេងប្រុសម្នាក់ទៀតឈ្មោះវ៉ាងជឿអាយុ13ឆ្នាំទេពកោសល្យថ្នាក់កណ្ដាលវ៉ាងលីនដែលជាប្អូនស្រីជីដូនមួយជាមួយនឹងវ៉ាងហៅនោះដើរចូលទៅដាក់ដៃរបស់នាងថាមពលដែលពណ៌ក្រហមនោះបានផ្ទុះចេញពីរាងកាយធ្វើឲ្យព្រឹទ្ធាចារ្យបានលន់មាត់ថាវ៉ាងលីនគឺជាទេពកោសល្យថ្នាក់កំពូលគាត់ក៏បន្តនិយាយវ៉ាងលីនឯងគឺជាក្តីសង្ឃឹមនៃត្រកូលគ្រួសារវ៉ាងចាប់ពីថ្ងៃនេះទៅសម្ភារៈដែលឯងត្រូវការក្នុងការហ្វឹកហាត់អាចបង្ជោគនៅក្នុងគ្រួសាររបស់យើងបានគ្រប់ពេលមិនថាជាឆ្នាំងចម្រាញ់អាសន្នក្របថ្នាំវិញ្ញាណអ្វីក៏ដោយឯងអាចយកទៅប្រើប្រាស់បានតាមចិត្តអរគុណព្រឹទ្ធាចារ្យរួចនាងក៏បានដើរចេញហ្វាំងហៅបានសរសើរទៅកាន់លីងទេពកោសល្យថ្នាក់ខ្ពស់ក៏ពិតជាកម្រតាមសមត្ថភាពរបស់ឯងនៅពេលនេះអនាគតប្រកាសជាអាចក្លាយទៅជាអ្នកខ្លាំងកំពូលឬក៏ជាមយុរានៃគ្រួសារវ៉ាងជាជាមិនខាននិយាយបែបនោះវ៉ាងលីនមិនសប្បាយចិត្តបែរជាខឹងបងកុំហៅខ្ញុំថាមយុរាបានទេឈ្មោះមួយនេះឬពេលណាខ្ញុំគឺក្តៅក្រហាយពេលនោះតែងតែគិតដល់ស៊ូមួយយូម្នាក់នឹងអង្អែលក្បាលរបស់នាងក្មេងស្រីតូចមិនគួរធ្វើអរិយាប័ត្របែបនេះហើយក៏មិនគួរខឹងជាមួយនឹងអ្នកណាដែលមិនពាក់ព័ន្ធជាមួយយើងនោះដែរនាងក៏បានតោមិនពាក់ព័ន្ធជាមួយនឹងបងចឹងមិនទៅនាងក្រែងជាគូដណ្ដឹងរបស់បងនោះអីហ្វាំងហៅក៏បានសើចគូដណ្ដឹងអញ្ចឹងនាងគ្រាន់តែជាមនុស្សស្រីដែលមានសម្រស់ដូចជាទេពអប្សរហើយបេះដូងមានពឹសដូចជាសត្វពស់ព្រឹទ្ធាចារ្យធំនៅក្នុងគ្រួសារប្រកាសឡើងថាកម្មវិធីនៅក្នុងថ្ងៃនេះគឺត្រូវបានបញ្ចប់ហើយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងព្យាយាមហ្វឹកហាត់បង្កើននូវសមត្ថភាពរបស់ខ្លួនឲ្យកាន់តែខ្លាំងនិងក្លាយទៅជាសសរនៃគ្រួសារវ៉ាងរបស់យើងនាពេលអនាគតបំរុងនឹងដើរចេញហ្វាំងហៅក៏បានខាត់ធ្វើការគោរពមុនពេលដែលលោកពូរបស់ខ្ញុំទទួលមរណភាពគាត់បានបន្សល់ទុកនៅរបស់បីយ៉ាងឲ្យខ្ញុំថ្ងៃនេះតើខ្ញុំអាចសុំរបស់បីយ៉ាងនោះមកវិញបានទេផ្ដើមឡើងសាច់រឿងនៃភាពនេះព្រឹទ្ធាចារ្យកំពូលវ៉ាងធានយ៉ាងតបទៅកាន់ហ្វាំងហៅនោះគឺជាកំណប់ទ្រព្យដែលបន្សល់ទុកដោយឪពុករបស់ឯងពួកយើងមិនមែនចង់ឃុំឃាំងវាទុកនៅទីនេះទេប៉ុន្តែដោយសារតែសមត្ថភាពបច្ចុប្បន្នរបស់ឯងជាមួយនឹងកំណប់ទ្រព្យដ៏មានតម្លៃបែបនេះខ្លាចទៅថាយកទៅនាំឲ្យបង្កបញ្ហាដល់ខ្លួនទៅវិញគាត់បំរុងនឹងដើរចេញជាបន្តប៉ុន្តែត្រូវបានហ្វាំងហៅខត់ដដែលនោះគឺជាវត្ថុដែលឪពុករបស់ខ្ញុំបានបន្សល់ទុកឲ្យខ្ញុំបើទោះបីជាទទួលបានហើយមានបញ្ហាក៏ដោយក៏មិនចាំបាច់ឲ្យគ្រូសាវ៉ាងខ្វល់ខ្វាយអំពីខ្ញុំដែរបានជាហ្វាំងហៅរឿងក្បាលបែបនេះទៅហើយព្រឹទ្ធាចារ្យធានយ៉ាងបានលើកនៅលក្ខខណ្ឌមួយក្នុងរយៈពេល1ខែនេះថ្ងៃខាងមុខនេះសាលនៃបណ្ឌិតសភាក្បាច់គុណនៅក្នុងអាណាចក្រឈួតរបស់យើងប្រកាសជានឹងប្រពឡើងនៅកម្មវិធីរសើរថ្មីដរាបណាឯងអាចជាប់ឈ្មោះរៀននៅទីនោះនឹងទទួលបានកន្លែងហ្វឹកហាត់សមរម្យមួយនោះខ្ញុំមិនប្រគល់ទ្រព្យសម្បត្តិទាំង3ត្រឡប់ទៅឯងវិញទទួលយកនៅកិច្ចសន្យាមួយនោះហ្វាំងហៅជាមួយនឹងវ៉ាងលីនបានដើរត្រឡប់មកផ្ទះរបស់គេវិញតាមផ្លូវធ្វើដំណើរវ៉ាងលីននៅទៅសួរដដែលប្រសិនបើបងគ្រាន់តែចង់ផ្ដាច់ពាក្យជាមួយនឹងស៊ូវយូនោះហេតុអ្វីបងចាំបាច់លោតពីលើច្រាំងថ្មចោលចុះទៅខាងក្រោមធ្វើវិញតែឯងដឹងអ្វីទេនៅពេលនោះខ្ញុំបានតស៊ូដើម្បីជីវិតរស់ចាំមើលថានៅពេលដែលជួបស៊ូហងលើក្រោយខ្ញុំនឹងសងសឹកគេដោយយ៉ាងម៉េចកំពុងតែនិយាយវ៉ាងលីនបានដកចេញនៅថ្នាំអ្វីម្យ៉ាងដាក់ចូលទៅក្នុងមាត់វ៉ាងហៅនិយាយឡើងនៅចង់មានពេលលើក្រោយទៀតបងប៊ីនឹងស្លាប់ម្ដងទៅហើយជលអគូតែកុំទៅរករឿងជាមួយនឹងគេអីវ៉ាងលីនតើវាជាអ្វីទៅហេតុអ្វីក៏ល្វីងចឹងនេះនាងក៏បានតបវាគឺជាថ្នាំព្រឹទ្ធាចារ្យទី2បានផ្ដល់មកឲ្យខ្ញុំហើយគាត់ថែមទាំងផ្ដាំថាឲ្យបងប្រយ័ត្នជាមួយនឹងក្រុមរបស់ព្រឹទ្ធាចារ្យកំពូលវ៉ាងធានយ៉ាងផងគេក៏ឆ្ងល់តើមានន័យថាយ៉ាងម៉េចទៅវ៉ាងលីនក៏បន្តពីព្រោះថាកូនរបស់ព្រឹទ្ធាចារ្យវ៉ាងធានយ៉ាងដែលឈ្មោះថាវ៉ាងគុណក៏ជាមនុស្សដែលមានទេពកោសល្យម្នាក់នៅក្នុងសាលាបណ្ឌិតសភាដែលបងចិត្តនឹងទៅប្រឡងនៅទីនោះឯងតាមឆន្ទៈរបស់ព្រឹទ្ធាចារ្យធំគាត់តែងតែចង់ប្រគល់របស់ទាំង3ដែលពុករបស់បងបានបន្សល់ទុកនោះឲ្យទៅកាន់កូនប្រុសរបស់គាត់ដែលជាវ៉ាងគុណនោះឯងលើបែបនោះហ្វាំងហៅបានដឹងហើយថាហេតុអ្វីបានជាព្រឹទ្ធាចារ្យធំដាក់លក្ខខណ្ឌឲ្យគាត់ចូលទៅធ្វើជាសិស្សនៃសាលាបណ្ឌិតសភានោះក៏ព្រោះតែចង់បង្កើតនូវឧបសគ្គផ្សេងដល់គាត់វ៉ាងលីនក៏គិតដូចគ្នាបែបនោះដែរដើម្បីអាចក្លាយទៅជាសិស្សចូលរៀននៅក្នុងសាលាបណ្ឌិតសភាបានលុះត្រាតែបងអាចទម្លុះទៅកាន់កម្រិតទី2នៃអាណាចក្រប្រមូលផ្ដុំប៉ុន្តែនាពេលបច្ចុប្បន្ននេះបងត្រឹមតែជាមនុស្សស្ថិតក្នុងដំណាក់កាលទី1នៃកម្រិតទី1តែប៉ុណ្ណោះមើលទៅព្រឹទ្ធាចារ្យធំមាន
មានចេតនាធ្វើយ៉ាងណាឲ្យបងលំបាកហើយនឹងមិនអាចឆ្លងកាត់នឹងការសាកល្បងរបស់គាត់បានប៉ុន្តែបើក្រឡេកទៅមើលទឹកមុខរបស់ហ្វាំងហៅវិញវាគឺសល់ពេលរហូតទៅដល់តែ1ខែត្រឹមតែជាកម្រិតទី2ដែលជាកម្រិតប្រមូលផ្ដុំធម៌ពលនោះមែនទេគ្មានអ្វីអស្ចារ្យនោះទេហ្វាំងលីនបានសើចហ្វាំងហៅក៏បានសួរថាតើឯងមិនជឿជាក់លើបងនាងក៏បានតបខ្ញុំប្រកាសជាជឿលើបងហើយបងហៅគឺខ្លាំងជាងគេលើពិភពលោកមួយនេះរត់ចាក់ចេញពីទីនោះអញ្ចឹងខ្ញុំត្រឡប់ទៅវិញហើយបងធ្វើយ៉ាងណាត្រូវតែព្យាយាមទម្លុះទៅកាន់កម្រិតទី2ក្នុងរយៈពេល1ខែបាននៅខាងឆ្វេងដៃចៅសានគឺកំពុងតែសើចហ្វាំងហៅបានប្រាប់ឲ្យគេក៏ខំហ្វឹកហាត់ដូចគ្នាពេលយប់ក៏បានមកដល់នៅខាងក្នុងបន្ទប់របស់គេដដែលហ្វាំងហៅកំពុងតែធ្វើការហ្វឹកហាត់ចាំមមាញឹកផ្ទះរបស់ហ្វាំងហៅឲ្យទៅយប់ឡើងតែងតែចាស់នៅចំហាយធម្មពលដូចជាសពមួយដងនៅក្នុងសមុទ្រស្មារតីហ្វាំងហៅនៅពេលនេះដូចគ្នាកំពុងតែព្យាយាមចម្រាញ់នៅធម្មពលដែលបានចាក់ចូលក្នុងរាងកាយរបស់គេដោយសារតែក្របពួយខាងវិញ្ញាណឋានសួគ៌បើកភ្នែកពុតខ្លួនប្រានហ្វាំងហៅនៅតែមិនចង់ជឿត្រឹមតែប៉ុន្មានថ្ងៃសោះគេបានទម្លុះមកកាន់ដំណាក់កាលទី4នៃកម្រិតទី1សមត្ថភាពនៃកែវភ្នែករបស់គេសម្លឹងមើលកាន់តែច្បាស់ត្រជាស្ដាប់ឮកាន់តែឆ្ងាយសមត្ថភាពនៃវិញ្ញាណទាំង5កាន់តែរីកចម្រើនប្រសិនបើជាខ្ញុំនៅតែអាចរីកចម្រើនបែបនេះរហូតនោះនាពេលអនាគតតើខ្ញុំនឹងខ្លាំងប៉ុណ្ណាទៅលោកពូចៅដែលដេកបន្ទប់ក្បែរនោះបានញញឹមយ៉ាងសប្បាយចិត្តក្នុងរយៈពេលមួយយប់ឯងបែរជាអាចទម្លុះបានរហូតទៅដល់3ដំណាក់កាលទេពកោសល្យដ៏អស្ចារ្យបែបនេះខ្ញុំទើបតែឃើញលើកទី1នៅក្នុងជីវិតគាត់បន្តបញ្ចេញស្នាមញញឹមទាំងកណ្ដាលយប់ការខំប្រឹងប្រែងរបស់គាត់ពិតជាមិនអត់ប្រយោជន៍នោះទេកាន់មកកាន់ព្រឹត្តិការណ៍ធំវាងធានចាកូនចាស់របស់គាត់ម្នាក់បានធ្វើការគោរពនិយាយថាទ្រព្យសម្បត្តិទាំង3ដែលជារបស់ពុកហ្វាំងហៅបានមកសល់ទុកឲ្យគេនឹងពួកយើងមិនអាចបើកបានទេក៏មិនដឹងថាបើកវាដោយរបៀបណាដែរមើលទៅពួកយើងគួរតែត្រូវប្រគល់របស់ទាំង3នោះឲ្យទៅកាន់ហ្វាំងហៅមែនទេលោកម្ចាស់គាត់ក៏បានតបរបស់ទាំង3នោះមិនទាន់ជាបញ្ហាសម្រាប់យើងនៅពេលនេះទេប៉ុន្តែហ្វាំងហៅនៅពេលនេះវិញទើបជាបញ្ហារបស់យើងយ៉ាងពិតប្រាកដសមត្ថភាពរបស់គេស្រាប់តែកើនឡើងភ្លាមៗតែគួរតែមានរឿងអ្វីចំពោះគេទៅបញ្ចេញស្នាមញញឹមរួចហើយបញ្ជាទៅកាន់កូនចៅរបស់គាត់ជោគដំណឹងមួយនេះទៅប្រាប់ស៊ឺហួងថាហ្វាំងហៅនៅមិនទាន់ស្លាប់នោះទេនៅពេលនោះស៊ឺហួងប្រកាសជាដឹងថាគេគួរតែត្រូវធ្វើយ៉ាងម៉េចហើយដើរចេញទៅព្រឹត្តិការណ៍ធំក៏បានគិតក្នុងចិត្តតែម្នាក់ឯងហ្វាំងហៅខ្ញុំនឹងរងចាំមើលគេបញ្ជូនសាកសពរបស់ឯងមកដល់ទីនេះសាច់រឿងបានកាត់មកព្រឹកនេះថ្ងៃបន្ទាប់ហ្វាំងហៅជាមួយនឹងចៅសាននឹងបានដើរផ្សារដែលចៅសានបាននិយាយទៅកាន់លោកម្ចាស់របស់គេថាពួកយើងមិនមានប្រាក់សម្រាប់ចាយវាយនោះទេតើអ្នកប្រុសតូចមកទីនេះធ្វើអ្វីទៅបំរុងនឹងតបឲ្យសម្លេងមួយក៏បានមកលឺឡើងហ្វាំងហៅងាកទៅគឺជាស៊ូហងនោះឯងមិននឹកស្មានថាឯងមករកខ្ញុំបានលឿនយ៉ាងនេះសោះគិតក្នុងចិត្តហ្វាំងហៅបញ្ចេញស្នាមញញឹមគេក៏បន្តនិយាយមិននឹកស្មានថាឯងធ្លាក់ចូលទៅក្នុងជ្រោះជ្រៅបែបនេះហើយមិនស្លាប់បែរជាអាចមានជីវិតរស់នៅហើយថែមទាំងទៅធ្វើការសាកល្បងនៃឫសគល់ខាងវិញ្ញាណបានសម្រេចទៀតផងមើលទៅជប់នោះខ្ញុំគួរតែសម្លាប់ឯងឲ្យហើយទើបល្អអូព័ត៌មានដែលឯងទទួលបានពិតជាច្បាស់មែនហើយថែមទាំងរហ័សទៀតផងមើលទៅមាននរណាម្នាក់នៅក្នុងគ្រួសារវាងដែលជាប់ពាក់ព័ន្ធជាមួយនឹងរឿងនេះហើយចឹងអុលមុខទៅកាន់ហ្វាំងហៅទាំងកំហឹងឈប់ព្រោះអត់បានការទៀតទៅខ្ញុំគ្មានពេលលេងសើចជាមួយនឹងឯងទេប្រគល់សមុទ្រអាពីពីបងសេរីរបស់ខ្ញុំមកវិញមកខ្ញុំនឹងធ្វើជាចិត្តល្អដោះលែងជីវិតរបស់ឯងសាជាថ្មីម្ដងទៀតគេខឹងបែបនេះទៅហើយហ្វាំងហៅមិនខ្វល់បែរជានិយាយនៅសុភាសិតមួយផ្លែអាលឹកដែលរមួលវាមិនឆ្ងាញ់នោះទេដូចគ្នាដែរមនុស្សដែលតែងតែគិតថាខ្លួនឯងជាអ្នកខ្លាំងប៉ុន្តែនៅពេលដែលបានជួបជាមួយនឹងអ្នកខ្លាំងពិតប្រាកដនោះវាប្រែទៅជាគ្មានន័យស៊ូហងមិនយល់ពីអ្វីដែលហ្វាំងហៅបាននិយាយគេមិនខ្វល់ដូចគ្នាថាផ្លែអាលឹកដែលហ្វាំងហៅបាននិយាយនោះផ្អែមឬក៏អត់គេគ្រាន់តែចង់បានសមុទ្រអាពីរបស់បងស្រីរបស់គេត្រឡប់មកវិញអូឯងមិនចាប់អារម្មណ៍ជាមួយនឹងពាក្យសម្ដីរបស់ខ្ញុំមែនទេអញ្ចឹងក៏មានន័យថាយើងមិនចាំបាច់ពិភាក្សាគ្នានោះដែរម្យ៉ាងវិញទៀតមនុស្សស្រីដែលមានចរិតពើពលដូចជាបងស្រីរបស់ឯងនោះខ្ញុំក៏មិនចង់បាននាងយកមកធ្វើជាប្រពន្ធដែរប៉ុន្តែចាត់ទុកថាយើងធ្វើបុណ្យម្ដងចោះយកបងស្រីរបស់ឯងធ្វើជាប្រពន្ធចុងនេះក៏អាចចាត់ទុកបានថាជាការផ្ដល់កិត្តិយសមួយដែលខ្ញុំផ្ដល់ទៅឲ្យឯងជាមួយនឹងគ្រួសារនៃត្រកូលស៊ូល្អអណ្ដារបស់ឯងពិតជាមុតស្រួចមែនគឺបន្តិចកូនចៅរបស់គេមួយក៏បានដល់ចូលទៅចៅសានឃើញបែបនោះចាប់កវត្តផ្អឹបជាងអាមួយទៀតបានស្ទុះចូលមកជាមួយនឹងកណ្ដាប់ដៃស៊ីមួយជើងរបស់ហ្វាំងហៅហោះឡើងលើមេឃដូចជាខ្លែងអញ្ចឹងកូនចៅរបស់គេទាំងពីរបានដេកដួលទៅហើយស៊ូហងបាននិយាយទៅកាន់ហ្វាំងហៅរបស់យើងឯងនៅតែមិនចោលចរិតបន្ទាប់ពីនៅពីក្រោយខ្នងរបស់មនុស្សស្រីនៅពេលនេះក៏នៅតែពីក្រោយខ្នងរបស់គេដដែលតើពេលណាដែលឯងអាចផ្លាស់ប្ដូរខ្លួនឯងពីឆ្កែមកក្លាយទៅជាមនុស្សម្នាក់បានខ្ញុំជាឆ្កែមែនទេចោះសួរថាឯងស័ក្តិសមជាមនុស្សត្រង់ណាទៅខ្ញុំនៅមិនទាន់ឃើញឯងចូលមកវាយប្រហារខ្ញុំដោយខ្លួនឯងនៅឡើយទេហើយបើថាបែបនោះឯងហៅខ្ញុំគឺជាឆ្កែអញ្ចឹងមានន័យថាឯងគឺជាកូនឆ្កែមែនទេប្រកែកមិនឈ្នះបំផ្ទុះធម្មពលនិយាយឡើងថាខ្ញុំសម្លាប់កូនចៅរបស់ឯងបន្ទាប់មកនឹងសម្លាប់ឯងតាមក្រោយនៅខាងលើអគារក្បែរនោះមនុស្សដែលមានភ្នែកមួយខាងខៀវមួយខាងធម្មតានឹងក៏បាននិយាយទៅកាន់លោកម្ចាស់របស់គេធ្វើទៅថាស៊ូហួងសមត្ថភាពមិនខ្លាំងអស្ចារ្យយ៉ាងណាក៏ដោយក៏ប៉ុន្តែត្រឹមតែស្ថិតក្នុងដំណាក់កាលទី9នៃកម្រិតទី1នេះក៏អាចនិយាយបានថាជាអំណាចនៃមនុស្សស្ថិតក្នុងកម្រិតកំពូលមួយទៅហើយបើតាមអាយុដ៏ក្មេងខ្ចីរបស់គេនោះចាវាយតើលោកចង់ឲ្យខ្ញុំទៅធ្វើការទំនាក់ទំនងជាមួយនឹងស៊ូហួងនោះទេមិនចាំបាច់នោះទេគេក៏បានសួរបន្តលោកម្ចាស់ចង់មានន័យថាយ៉ាងម៉េចទៅភ្នែករបស់ឯងក៏ពិតជាអន់មែនតាមពិតទៅហ្វាំងហៅពិតជាគួរឲ្យចាប់អារម្មណ៍ជាស៊ូហួងទៅទៀតសម្រុកចូលប៉ះទង្គិចគ្នាមួយដៃចៅសានបានប៉ាំងថយមកខាងក្រោយអាកាសល្អឃើញបែបនោះស៊ូហួងបានលោតថែមមួយដៃទៀតជាមួយនឹងមា
មានចៅសានធំសម្បើមបែបនេះទៅហើយជង្គង់របស់គេបានលុតបែកដីនៅខាងក្រោមទឹកមុខរបស់ហ្វាំងហៅនៅរៀបស្មើដដែលស្រែកប្រាប់ចៅសានឲ្យធ្វើការវាប្រហារបកទៅកាន់គេវិញទៅរវាំមួយជើងប៉ើងស៊ូហួងថយទៅខាងក្រោមវាយជាមួយកូនចៅមិនឈ្នះស្ទុះចូលទៅរកហ្វាំងហៅនៃផ្ទាល់មួយដៃផ្អឹបគ្នាហ្វាំងហៅថែមជូនមួយដៃវិញផ្លងចេញពីទីនោះធ្លាក់ដេកស្ប៉ាមនឹងដីសមត្ថភាពរបស់ហ្វាំងហៅពិតជាគួរឲ្យខ្លាចនៅពេលនេះដើរចូលទៅរកស៊ូហួងរួចប្រាប់ទៅកាន់ចៅសានមិនត្រូវមានមនោសញ្ចេតនាជាមួយនឹងសត្រូវនោះទេជន់ដៃស៊ូហួងស្រែកជាមួយនឹងការឈឺចាប់អាចចង្រៃបើទោះបីជាយើងសល់ដៃតែម្ខាងក៏យើងត្រូវតែសម្លាប់ឲ្យបានដែរឬបែបនោះហ្វាំងហៅក៏បានតបអូថាឯងត្រូវការតែដៃម្ខាងដើម្បីសម្លាប់ខ្ញុំទេមែនទេចាប់កាច់ដៃស៊ូហួងម្ខាងបំបាក់ធ្វើឲ្យគេស្រែកជាមួយនឹងការឈឺចាប់អ្នកដែលនៅជុំវិញនោះបាននិយាយឡើងមើលទៅហ្វាំងហៅពេលនេះកំពុងតែឈួតហើយមែនទេដែលគេហ៊ានប៉ះពាល់ជាមួយនឹងគ្រូសាស៊ូគេប្រកាសជាត្រូវស្លាប់ដោយសារតែការតាមសម្លាប់របស់គ្រូសាស៊ូជាមិនខានគ្រូសាស៊ូមិនដែលនឹងអាចអនុញ្ញាតឲ្យគេរស់បន្ទាប់ពីគេបានធ្វើបែបនេះទៅកាន់អ្នកប្រទោយនៃគ្រូសាស៊ូនោះក្រោយលេងមកកាន់ហ្វាំងហៅនៅពេលនេះវិញបាននិយាយទៅកាន់ស៊ូហួងនេះគ្រាន់តែជាការប្រមានលើកដំបូងសម្រាប់ការម៉ាស់ដែលឯងបានធ្វើមកលើខ្ញុំប៉ុណ្ណោះថ្ងៃក្រោយប៉ះសិនបើជាឯងនៅតែហ៊ានខ្ញុំធានាថាឯងប្រកាសជាបាត់បង់ជីវិតជាមិនខានមិនត្រឹមតែដៃម្ខាងដូចជាថ្ងៃនេះនោះទេបរិសង្ហាដែលនៅលើអាគារក្បែរនោះមើលទៅខ្ញុំហាក់ដូចជាត្រូវទៅជួបហ្វាំងហៅដោយផ្ទាល់ហើយភាគទី4ដែរជាភាគបន្តរបស់យើងហ្វាំងហៅជាមួយនឹងចៅសានកំពុងតែជ្រើសរើសឧបករណ៍ជាមួយនឹងសម្ភារៈដែលគេត្រូវការចាំបាច់ក្នុងការចម្រាញ់អាសន្នធ្វើយ៉ាងណាឲ្យគេឆាប់ឈានចូលទៅកាន់កម្រិតទី2ឲ្យបានលឿនបំផុតក្នុងរយៈពេល1ខែដ៏ខ្លីខាងមុខនេះហ្វាំងហៅក៏បាននិយាយដែរថាមើលទៅទីអាសន្នវ៉ាន់ដានេះគឺជាកន្លែងដ៏ល្អបំផុតសម្រាប់អ្នកហ្វឹកហាត់ពីព្រោះថារបស់អ្វីក៏មានលក់ដែរសូម្បីតែចង្ក្រានអាសន្នដែលមានកម្រិតខ្ពស់បែបនេះក៏អាចរកទិញបាននៅទីអាសន្នវ៉ាន់ដានេះចំណែកចៅសានវិញនៅតែបន្តនិយាយរអ៊ូដដែលម្ចាស់តូចពួកយើងមិនមានប្រាក់ដើម្បីទិញវានោះទេអ្នកប្រុសតូចនៃគ្រួសារវាងមួយទាំងមូលប៉ុន្តែហ្វាំងហៅមើលទៅហាក់ដូចជារហេមរហាមដូចជាអត់មានអញ្ចឹងដាក់ឆ្នាំងចម្រាញ់អាសន្ននោះចោះហ្វាំងហៅជាមួយនឹងចៅសានបានដើរចាក់ចេញពីទីនោះស្របពេលដែលសំឡេងបរិះម្នាក់បានមកលើឡើងខតឲ្យគេទាំងពីរនៅទីនោះបន្តិចសិនហើយដរាបណាដែលហ្វាំងហៅពេញចិត្តជាមួយនឹងរបស់អ្វីមួយដែលនៅទីនេះគឺអាចយកបានទៅតាមចិត្តរួចបន្តណែនាំខ្លួនឯងខ្ញុំគឺត្រកូលតៃជាគ្រួសារដែលមានស្រុកស្ដំសម្បត្តិបបោហូហៀមិនខ្វះនោះទេជាក់ស្ដែងក៏ពិតជាបែបនោះមែនសូម្បីតែហ្វាំងហៅក្រឡេកមើលទៅហើយដែលគេពាក់នោះចាំងភ្នែកហ្វាំងហៅសឹងតែខ្វាក់ទៅហើយពិនិត្យមើលឲ្យកាន់តែច្បាស់បរិះម្នាក់ដែលឈរនៅចំពោះមុខគេនោះហ្វាំងហៅមិនដែលស្គាល់ឡើយដាក់ដៃទាំងពីរធ្វើការគោរពអរគុណចំពោះទឹកចិត្តអ្នកប្រុសប៉ុន្តែរបស់របរទាំងអស់នេះពិតជាមានតម្លៃណាស់ខ្ញុំមិនអាចទទួលយកបានទេក្មេងប្រុសម្នាក់នោះក៏មិនបានបន្តបង្ខំឲ្យហ្វាំងហៅយកនៅរបស់ទ្រព្យគេដែរគ្រាន់តែបន្តនិយាយសរសើរទៅកាន់ហ្វាំងហៅពិតជាអស្ចារ្យដែលហ៊ានឲ្យមេរៀនទៅកាន់អ្នកប្រុសតូចនៃគ្រូសាស៊ូមើលទៅបើទោះបីជាមនុស្សពេញទាំងទីក្រុងនេះក៏ដោយក៏មិនមានអ្នកណាហ៊ានថ្លើមធំធ្វើបាបនៅសមាជិកនៃគ្រួសារស៊ូដូចជាលបងហ្វាំងហៅដែរប៉ុន្តែរឿងមួយនេះខ្ញុំពិតជាពេញចិត្តជាមួយនឹងលបងជាខ្លាំងក៏មិនដឹងពីចេតនារបស់ក្មេងប្រុសម្នាក់នឹងហ្វាំងហៅបានធ្វើការគោរពអរគុណចំពោះការសរសើររួចក៏បបួលចៅសានដើរចាក់ចេញពីទីនោះស្របពេលដែលក្មេងប្រុសម្នាក់នឹងដដែលបានខត់ហ្វាំងហៅម្ដងទៀតពីព្រោះថាគេពិតជាមានរឿងចង់ធ្វើការដោះដូរជាមួយនឹងហ្វាំងហៅក្នុងរយៈពេល1ខែដែលមនុស្សម្នាក់អាចឈានចូលទៅកាន់កម្រិតទី2ដែលខ្លួនឯងបច្ចុប្បន្នទើបតែស្ថិតក្នុងកម្រិតទី1នោះមិនមែនជារឿងដែលសាមញ្ញនោះទេប្រសិនបើជាមានជំនួយពីគេហ្វាំងហៅប្រកាសជាអាចទម្លុះទៅកាន់កម្រិតទី2បានយ៉ាងពិតប្រាកដលើបែបនោះហ្វាំងហៅក៏មានការចាប់អារម្មណ៍ខ្លាំងណាស់ដែរបានជានិយាយត្រូវៗគ្នាបែបនេះហើយអ្នកទាំងពីរបានចូលទៅខាងក្នុងធ្វើការជជែកគ្នាជាបន្តដោយទុកឲ្យចៅសានជាអ្នកយាមទ្វារនៅខាងក្រៅអត់តែមីម៉ាត់ចូលមាត់ហ្វាំងហៅបានសួរតើជំនួយនោះគឺជាអ្វីទៅខ្ញុំក៏ចង់ឲ្យលបងហៅចូលទៅក្នុងជួរភ្នំ1000ដែលជាដែនដីផ្សារភ្ជាប់បិសាចនឹងមនុស្សជោគបេះដូងអ្នកក្រៀកមកឲ្យខ្ញុំនៅក្នុងលក្ខខណ្ឌមួយដែលលបងហៅអាចទទួលបាននៅបេះដូងអ្នកក្រៀកនោះខ្ញុំធានាថាទៀមថ្នាំវ៉ាន់ដាននេះនឹងប្រកល់របស់របរក្នុងរយៈពេល7ឆ្នាំទៅឲ្យលបងដោយមិនគិតថ្លៃនោះទេឬបែបនោះហ្វាំងហៅក៏មានការភ្ជាប់ផ្អើលដែរហើយអ្វីបានជាលបងត្រូវការរបស់មួយនោះគេក៏បានតបក្រែងខ្ញុំគឺជាអ្នកជំនួញនឹងលក់វត្ថុបុរាណនោះអីចង់បានរបស់នោះវាមិនមែនជារឿងអ្វីដែលប្លែកនោះទេនៅពេលដែលឮអ្វីដែលក្មេងប្រុសម្នាក់នឹងបាននិយាយគេក៏បានដឹងហើយថាម្នាក់នេះមិនមានចិត្តស្មោះត្រង់នោះទេក្រោកឡើងហ្វាំងហៅក៏បានដើរចាក់ចេញពីទីនោះចំណែកអ្នកប្រុសតៃវិញក្នុងចិនក៏ពិតជារេរេជាខ្លាំងចង់ហាមឃាត់ហ្វាំងហៅហើយនិយាយពាក្យពិតប្រាប់តែគេប៉ុន្តែអាចកំបាំងមួយនោះគឺជាអាចកំបាំងរបស់គ្រួសារគេមិននឹងអាចប្រាប់ទៅកាន់អ្នកក្រៅបានអ្វីផ្សេងទៀតគឺខ្ញុំមិនអាចប្រាប់ទៅកាន់អ្នកប្រុសហ្វាំងហៅបានទេប៉ុន្តែរឿងមួយនេះខ្ញុំប្រកាសជាអាចប្រាប់បាននោះគឺជាបណ្ដាំគ្រួសារនិងគឺជាកាតព្វកិច្ចដែលខ្ញុំព្យាយាមធ្វើអស់រយៈពេលជាយូរឆ្នាំណាស់មកហើយចាប់តាំងពីខ្ញុំដឹងក្តីមកប្រសិនបើជាអ្នកប្រុសហ្វាំងហៅអាចជួយខ្ញុំឲ្យយករបស់មួយនោះបានមែនមិនត្រឹមតែខ្ញុំទេដែលអរគុណដល់អ្នកប្រុសគ្រួសាររបស់ខ្ញុំទាំងមូលនឹងអរគុណថែមទាំងដឹងគុណអ្នកប្រុសជាខ្លាំងស្ដាប់នៅការរៀបរាប់របស់អ្នកប្រុសតៃហើយហ្វាំងហៅរបស់យើងមិនមែនជាមនុស្សចិត្តដាច់អីណាៗដែរគេក៏បានឆ្លើយយល់ព្រមធ្វើឲ្យអ្នកប្រុសតៃមានការសប្បាយចិត្តជាខ្លាំងលបងហ្វាំងហៅគឺជាមនុស្សល្អដែលអាចរាប់អានធ្វើជាមិត្តបានមែនអ្វីដែលហ្វាំងហៅបាននិយាយជាលើកចុងក្រោយនោះការធ្វើដំណើរចូលទៅក្នុងពិភពបិសាចជួបភ្នំ1000វាមិនមែនជារឿងសាមញ្ញនោះទេបច្ចុប្បន្នជាមួយនឹងកម្រិតធម៌ពលរបស់ខ្ញុំខ្លាចតែមិនអាចជួយអ្នកប្រុសតៃបានឡើយអ្វីដែលខ្ញុំត្រូវការនៅពេលនេះគឺចង្ក្រានចម្រាញ់អសត់ដែលខ្ញុំបានមើលលំពេញមិញជាមួយនឹងអសត់ខាងវិញ្ញាណជាច្រើនទៀតឬបែប
នោះអ្នកប្រុសតែតមិនចាំស្អែករបស់ទាំងអស់នោះលបងហ្វាំងហៅគឺអាចយកតាមតែចិត្តបងចង់បានប្រសិនបើជាបងគិតថានៅតែខ្វះខាតឬក៏របស់បងត្រូវការនៅទីនេះមិនមានខ្ញុំនឹងប្រកល់ថែមជូននៅមាន10000ដំឡឹងដាក់ចូលក្នុងកប៉ាល់របស់លបងថែមទៀតផងទស្សនវិជ្ជានិស្ស័យរឿងបានកាត់មកពេលជប់នៅពេលនេះអ្នកប្រុសតែកំពុងតែរៀបចំរបស់ក៏ដូចជាមាន10000ដំឡឹងក្របថ្នាំអាសន្នជាមួយនឹងចង្ក្រានចម្រាញ់ដើម្បីប្រកល់ទៅឲ្យហ្វាំងហៅកូនចាស់របស់គេបានសួរបញ្ជាក់ទៅកាន់អ្នកប្រុសតែហើយអ្វីក៏ម្ចាស់តូចពេញចិត្តជាមួយក្មេងប្រុសដែលមានឈ្មោះថាហ្វាំងហៅម្នាក់នោះអ្វីម្ល៉េះចំណែករបស់នឹងមានប្រាក់ទាំងអស់នេះវិញតើម្ចាស់តូចចង់ឲ្យគេមុនពេលដែលការងារបានសម្រេចទៀតផងមែនទេមិនត្រឹមតែប៉ុណ្ណឹងថែមទាំងឲ្យចង្ក្រានឋានសួគ៌ទៅកាន់គេទៅទៀតអ្នកប្រុសតែហាក់ដូចជាមិនអើពើខ្ញុំគឺទុកចិត្តគេមិនមែនជាមនុស្សអាក្រក់ដែលពួកយើងគួរតែខ្លាចនោះទេខ្ញុំមានអារម្មណ៍ប្រកបចិត្តរហូតទៅដល់100%ថាលើកនេះប្រកាសជាអាចយកបាននៅអ្វីដែលខ្ញុំចង់បានអ្វីមិនគិតបែរជាគិតថាលោកម្ចាស់តូចរបស់ខ្លួននឹងលងស្រឡាញ់ទៅកាន់ហ្វាំងហៅលើបែបនោះគេក៏ពិតជាខឹងជាខ្លាំងដកមាសមេដុំទៅកណ្ដាលចិញ្ចើមផាច់និយាយឡើងថាឯងបានហូបអ្វីខុសមែនទេថ្ងៃនេះនិយាយអ្វីធ្វើអ្វីហាក់ដូចជាលប់មិញមិនដឹងទេភ្នែករបស់ឯងមកខាងណាមើលឃើញតែខ្ញុំស្រឡាញ់គាត់ទៅខ្ញុំគ្រាន់តែចង់ឲ្យគាត់ធ្វើកិច្ចការឲ្យខ្ញុំតែប៉ុណ្ណោះមនុស្សពេញតែទីក្រុងពេញឆ្វងនេះតែងតែនិយាយថាហ្វាំងហៅគឺជាមនុស្សដែលអត់បានការគឺជាសម្រាមដែលកប់ក្នុងបាតដីនៃគ្រួសារហ្វាំងប៉ុន្តែផ្ទុយទៅវិញខ្ញុំមើលទៅមកខាងណាក៏ហ្វាំងហៅហាក់ដូចជាអ្នកក្លាហាននិងពោពេញទៅដោយធម៌ពលដែរដូចជាអ្វីដែលគេបាននិយាយនោះទេខ្ញុំថែមទាំងមានអារម្មណ៍ដឹងថានេះពេលអនាគតគេប្រកាសជាអាចក្លាយទៅជាអ្នកខ្លាំងនៅក្នុងអាណាចក្រឈូនេះទាំងមូលទៀតផងឯងសាកគិតទៅមើលទៅតើមនុស្សដែលមានទេពកោសល្យប្រភេទណាទៅដែលអាចបំបែករហូតដល់ទៅ3ដំណាក់កាលក្នុងពេលមួយយប់បាននោះដោយសារតែយើងក៏គ្មានបំណងអាក្រក់អ្វីដែរឆ្លៀតនៅអាកាសមួយនេះធ្វើទំនាក់ទំនងល្អជាមួយនឹងគាត់ត្រកូលនៃគ្រួសារតែរបស់យើងប្រកាសជាមិនមានអ្វីខាតបង់នោះទេម្យ៉ាងវិញទៀតមានអ្វីទៅព្រួយបារម្ភទៅគ្រប់យ៉ាងគឺស្ថិតក្រោមការគ្រប់គ្រងរបស់ខ្ញុំកូនចៅរបស់គេដដែលនឹងក៏បានតមាត់ភ្លាមហើយថាមើលទៅដូចមិនអញ្ចឹងទេខ្ញុំមានអារម្មណ៍ថាអ្នកប្រុសគឺស្ថិតក្រោមការគ្រប់គ្រងរបស់ក្មេងប្រុសម្នាក់ដែលឈ្មោះថាហ្វាំងហៅនឹងទៅវិញគេក៏បានមើលមកទៀតហើយសួរទាំងខាងថាឯងនិយាយអ្វីអំបញ្ញមិញនេះគេក៏បានបដិសេធភ្លាមខ្ញុំចង់មានន័យថាក្មេងប្រុសហ្វាំងហៅម្នាក់នោះគួរតែត្រូវបានស្ថិតក្រោមការគ្រប់គ្រងរបស់គ្រួសារនេះត្រកូលស៊ូតែប៉ុណ្ណោះយកគុជពីមុខមកវិលលេងគ្រួសារស៊ូមិនមានអ្វីគួរអស្ចារ្យទេមុននឹងក្រោយប្រកាសជាត្រូវបានបោះសម្អាតដោយលបងហ្វាំងហៅជាមិនខានសាច់រឿងបានកាន់មកកាន់ហ្វាំងហៅជាមួយនឹងជូសានទៅផ្សារទាំងខ្លួនឯងមិនមានសូម្បីតែ100រៀលត្រឡប់មកវិញខ្លះមានទាំងស្ពាយខ្លះទៀតយូររនេងរណោសឹងតែបាក់ស្មាដាក់អីវ៉ាន់ចោះមិនទាន់ទាំងបានសប្បាយចិត្តផងកូនចៅរបស់គេម្នាក់បានរត់ចូលមកទាំងត្រហេតត្រហមម្ចាស់តូចវីវ៉ូហើយមានរឿងធំហើយម្ចាស់ត្រកូលនៃគ្រួសារស៊ូបានធ្វើដំណើរមកកាន់ទីនេះគេបាននិយាយថាមករកអ្នកប្រុសថែមទាំងនាំនៅព្រឹត្តិការណ៍ធំនៃគ្រួសារវាងរបស់យើងមកទីនេះផងដែរហ្វាំងហៅបានគិតនៅក្នុងចិត្តមើលទៅប៉ពួករបស់គេត្រូវលេចមកហើយទាំងខ្ញុំមិនទាន់បានទៅរកគេផងគេក៏បែរជាមករកខ្ញុំដល់កន្លែងតែម្ដងមើលទៅក៏គួរតែត្រូវបិទទ្វារវាឆ្កែម្ដងទៀតហើយនេះក៏ពិតជារឿងល្អមួយមែនចៅសានទុករបស់ទាំងអស់នេះរងចាំខ្ញុំបន្តិចទៀតខ្ញុំនឹងត្រឡប់មកវិញកាត់មកបន្ទប់ទទួលភ្ញៀវនៃគ្រួសារហ្វាំងម្ចាស់នៃគ្រួសារស៊ូនោះក៏បាននិយាយឡើងថាថ្ងៃនេះធ្វើយ៉ាងណាត្រូវតែប្រគល់ហ្វាំងហៅមកឲ្យគេយ៉ាងណាក៏ដោយត្រូវតែធ្វើឲ្យគេផ្ដល់នូវការបកស្រាយមួយហើយអ្វីបានជាធ្វើបាបកូនប្រុសរបស់ខ្ញុំស៊ូហួងរហូតដល់ថ្នាក់នេះហ្វាំងហៅក៏បានដើរចូលមកក្រោកឈរឡើងចង្អុលទៅកាន់ហ្វាំងហៅគ្មានចង្រៃថ្ងៃមិញឯងបានធ្វើបាបកូនប្រុសរបស់យើងថែមទាំងកាច់ដៃគេមកខាងមកបាក់ទៀតផងថ្ងៃនេះខ្ញុំនឹងយកជើងឯងមកខាងដៃឯងមកខាងសងទៅកាន់កូនប្រុសរបស់ខ្ញុំវិញបន្ទាប់ពីម្ចាស់នៃគ្រួសារស៊ូបាននិយាយចំពូរបស់ស៊ូហួងដែលជាម្ចាស់នៃគ្រួសាររងរបស់គ្រួសារស៊ូនោះបងប្រុសមិនចាំបាច់និយាយជាមួយអ្នកក្មេងម្នាក់នេះច្រើនទេទុកឲ្យខ្ញុំជាអ្នកកាច់បំបាក់ដៃមកបាក់ជើងគេសងសឹកឲ្យស៊ូហួងទៅចោះនិយាយចំក៏បានសម្រុកចូលទៅជាមួយនឹងក្រញាំដៃហ្វាំងហៅគិតបានចងាយស្រួលស្ទុះចូលទៅម្ដងទៀតស៊ីមួយជើងដេកច្បាប់នៅទីនោះត្រឹមតែជាមនុស្សស្ថិតក្នុងដំណាក់កាលកំពូលនៃកម្រិតទី1តែប៉ុណ្ណោះហ៊ានមកក្អេងក្អាងនៅចំពោះមុខខ្ញុំផងងាកមកក្រោយវិញធ្វើការគោរពទៅកាន់ព្រឹត្តិការណ៍កំពូលនៅក្នុងគ្រួសារវាងរបស់គេមិនអស់ចិត្តក្រោកឡើងសម្រុកចូលទៅម្ដងទៀតត្រូវបានហ្វាំងហៅចាប់កាច់កករួចនិយាយផ្ដាំទៅប្រាប់ស៊ូហួងផងប្រសិនបើជាគេនៅតែធ្វើបែបនោះទៀតមិនត្រឹមតែដៃម្ខាងនោះទេខ្ញុំនឹងយកក្បាលរបស់គេតែម្ដងចាំមើលថាមាននរណាម្នាក់នៅក្នុងគ្រួសារស៊ូហ៊ានធ្វើអ្វីខ្ញុំទៅនិយាយចំធាក់គាត់មួយជើងត្រឡប់ទៅកាន់តុវិញម្ចាស់នៃគ្រួសារស៊ូបានខឹងទះតង់មួយដៃនិយាយឡើងថាបើទោះបីជាកូនប្រុសរបស់យើងខុសក៏ដោយក៏មិនទាន់ដល់វេនឯងប្រដៅគេដែរហ្វាំងហៅមិនខ្វល់និយាយសអការពារពុករបស់ខ្ញុំនៅរស់ខ្ញុំចាំបានថាលោករនេប្រណោពុករបស់ខ្ញុំខ្លាំងណាស់តាមទាំងលើកកូនស្រីរបស់ខ្លួនឲ្យភ្ជាប់ពាក្យជាមួយនឹងខ្ញុំទៀតផងនៅពេលនេះបែរជាបកក្បាលមកចង់ខំអ្នកប្រុសនៃគ្រួសារវាងដូចជាខ្ញុំទៅទៀតឬបែបនោះម្ចាស់នៃគ្រួសារស៊ូកាន់តែខឹងជាខ្លាំងក្រោកឈរឡើងនិយាយថាអាល្អិតឯងគិតថាខ្ញុំមិនហ៊ានខ្វែអណ្ដារបស់ឯងចេញទេប្រមូលផ្ដុំនៅធម្មពលផ្ទះមួយដៃចេញហ្វាំងហៅបានជោគដៃរបស់គេធ្វើការទប់រងធម្មពលនោះក៏បានបែកវាប្រែคล้ายទៅជាចំណងចង់ហ្វាំងហៅជាប់នៅទីនោះជាប់ចំណងបែបនឹងហើយមករបស់ហ្វាំងហៅនៅតែរឹងមើលទៅជាមួយនឹងឋានៈនៃម្ចាស់គ្រួសារស៊ូលោកម្ចាស់បែរជាធ្វើការវាប្រហារមកកាន់ខ្ញុំដោយផ្ទាល់ហាក់ដូចជាឲ្យតម្លៃមកកាន់ខ្ញុំពេកហើយគាត់មិនខ្វល់ក្រឡោះឲ្យហ្វាំងហៅអណ្ដែតទៅខាងលើជោគដៅរបស់គាត់ចេញផ្ទះមួយដៃដែលពោពេញទៅដោយធម្មពលទៅហើយនោះវាប្រហារទៅកាន់ហ្វាំងហៅព្រឹត្តិការណ៍ទី2ទៅវិញឃើញបែបនោះគាត់បំរុងទៅសម្រុកចូលទៅជួយហ្វាំងហៅទៅហើយ
ប៉ុន្តែក្របពូជវិញ្ញាណឋានសួគ៌នៅក្នុងខ្លួនរបស់ហ្វាំងហៅសកម្មឡើងផ្ទុះសាយភានិងធម្មពលដ៏សម្បើមធ្វើឲ្យហ្វាំងហៅរួចផុតពីចំណងរំវាំងមួយជើងទៅកាន់ដៅដែលបានសម្រុកចូលមកនោះbịប្រហារត្រឡប់ទៅវិញចង់បញ្ឆិតផ្ទៃមុខរបស់ម្ចាស់នៃគ្រួសារស៊ូធ្វើឲ្យមានឈាមខ្លាបានហូរចេញពីផ្ទៃមុខរបស់គាត់ទៅហើយខឹងជាខ្លាំងស្រូបដៅនោះត្រឡប់មកវិញវាប្រហារទៅស្រែកថាខ្ញុំនឹងសម្លាប់ឯងព្រឹត្តិការណ៍ទី2នៅក្បែរនោះស្រែកបានហើយប្រើធម្មពលរបស់គាត់ទប់រងជាមួយនឹងដៅមួយនោះឃើញបែបនឹងម្ចាស់នៃគ្រួសារស៊ូបានត្រឡប់ការវាប្រហារសម្ដៅទៅកាន់ព្រឹត្តិការណ៍ទី2ប៉ុន្តែក៏លោកកាកាបែបនេះដែលម្ខាងរបស់គាត់លើកទប់រងផ្ទុះសាយភានោះធម្មពលពីពេញនៅកន្លែងនឹងសូម្បីតែព្រឹត្តិការណ៍ទី1ក៏មានការភ្ញាក់ផ្អើលជាមួយនឹងធម្មពលរបស់ព្រឹត្តិការណ៍ទី2ដែរហ្វាំងហៅវិញក៏ដូចគ្នាមិននឹកស្មានថាព្រឹត្តិការណ៍ទី2មានធម្មពលដ៏ខ្លាំងសម្បើមបែបនេះសោះដែលសូម្បីតែគេជាសមាជិកនៃគ្រួសារហ្វាំងក៏មិនដែលបានដឹងថាព្រឹត្តិការណ៍ទី2ខ្លាំងខ្លាំងបែបនេះឡើយតាមការស្មានរបស់គាត់ចឹងហើយណាស់ស្ថិតក្នុងកម្រិតទី3ពាក់កណ្ដាលចំហៀនដែរបងប្អូនទាំងពីរនៃគ្រួសារស៊ូឃើញអំណាចធម្មពលរបស់ព្រឹត្តិការណ៍ទី2ខ្លាំងបែបនេះពិភាក្សាគ្នាបន្តិចហើយក៏នាំគ្នាចាក់ចេញហ្វាំងហៅបានផ្ដាំទៅកាន់ម្ចាស់នៃគ្រួសារស៊ូទាំងពីរធ្វើដំណើរប្រកបទៅដោយសុវត្ថិភាពកាត់មកពេលយប់នេះពេលរាត្រីដែលហ្វាំងហៅមិនដេកមិនពួនទេព្យាយាមស្រោកយកធម្មពលបរិសុទ្ធបំពេញឲ្យក្របពូជខាងវិញ្ញាណឋានស៊ូដែលនៅក្នុងខ្លួនរបស់គេចម្លែកនៅខាងក្នុងនៃសមុទ្រស្មារតីរបស់ហ្វាំងហៅក្របពូជវិញ្ញាណឋានស៊ូចាប់ផ្ដើមបង្វិលព្យាយាមបឺតស្រោកនៅចំហាយដែលហ្វាំងហៅបានផ្ដល់ឲ្យពីខាងក្រៅការវិវត្តជាលើកដំបូងរបស់វាបានលេចចេញនៅត្រួយដែលមានស្លឹករហូតដល់តែ2សន្លឹកវាវិវត្តខ្លួនបែបនេះដែលនៅមជ្ឈដ្ឋានខាងក្រៅវិញហ្វាំងហៅបានផ្ទុះជះចេញនៅចំហាយធម្មពលដ៏សម្បើមគេបានគិតនៅក្នុងចិត្តតែម្នាក់ឯងមើលទៅខ្ញុំហ៊ាននឹងទម្លុះកម្រិតទៀតហើយដោយអ្វីដែលខ្ញុំបាននិយាយចឹងនៅអ្នកគ្នាសម្រាប់រឿងមួយនេះមិនមានសាបថៃថលនោះទេខ្ញុំមើលភាសាចិនជាមួយនឹងភាសាអង់គ្លេសឡើងសឹងតបែកភ្នែកទៅហើយប្រកាសជាមានការខ្វះចន្លោះសង្ឃឹមថាបងប្អូនរាល់គ្នានឹងអធិស្ឋានភាគទី5ដែលជាភាគបន្តរបស់យើងតាមឡើងសាច់រឿងនៃភាគនេះគ្នារបស់គេទាំង4នាក់បានធ្វើដំណើរចូលមកក្នុងព្រៃមួយកន្លែងភ្លាមនៅហ្វាំងហៅបានក្រឡេកមកខាងក្រោយសួរទៅកាន់អ្នកប្រុសថៃពួកយើងបានដើរអស់រយៈពេលជា1ម៉ោងទៅហើយតើត្រូវចំណាយរយៈពេលប៉ុន្មានទៀតទើបយើងអាចទៅដល់គោលដៅដែលយើងត្រូវទៅផែនទីនៅក្នុងដៃគាត់ក៏បានតបចិត្តដល់ហើយវាគួរតែត្រូវបត់ទៅស្ដាំក៏វាក្បាលអត់ទេគួរតែទៅឆ្វេងវ៉ាងលីនឃើញបែបនោះក៏ចាប់ផែនទីនោះត្រឡប់នេះជាប្រាប់ទៅកាន់អ្នកប្រុសថៃតើនៅពេលនេះយើងដល់ណាទៅពីព្រោះថាលោកមើលផែនទីបញ្ច្រាននោះអីគេមានការអៀនខ្មាស់នៅពេលដែលដឹងថាខ្លួនឯងមើលបញ្ច្រានជាវិធីសាស្ត្រនៃការមើលផែនទីរបស់ខ្ញុំប៉ុណ្ណោះតើនាងដឹងអ្វីទៅវ៉ាងលីនក៏អស់សំណើចណាស់ដែរចំណែកហ្វាំងហៅនៅពេលនេះគេមិនខ្វល់ពីអ្នកទាំង3នាំផ្លូវដើរទៅខាងមុខដើរបានមួយសន្ទុះធំទៀតក៏បានសួរទៅកាន់អ្នកប្រុសថៃទៀតហើយប្រកាសចេះឬអត់ថាជាផ្លូវមួយនេះប៉ុន្តែអ្វីដែលគេសួរនោះមិនមានអ្នកតបឆ្លើយឡើយគេមកខាងក្រោយទៅបានដឹងថាពួកគេបានវង្វេងគ្នាទៅហើយស្រែកហៅអ្នកប្រុសថៃចៅសានវ៉ាងលីនថាពួកឯងនៅឯណាសម្លឹងមើលមជ្ឈដ្ឋានជុំវិញនោះហ្វាំងហៅបានដឹងប្រកាសជាមានអ្វីខុសឆ្គងជាមួយនឹងអាប់ដឹកក្រាននៅចំពោះមុខនេះដកគុណកំបិតវាប្រហារទៅលឺសូតឆាំងនារីម្នាក់ក៏បានដើរចូលមកហ្វាំងហៅគឺភ្ញាក់ផ្អើលស៊ូមួយយូតើនាងមកទីនេះធ្វើអ្វីទៅខ្ញុំមិនរំពឹងទុកសោះថាបានជួបនាងនៅទីនោះស៊ូមួយយូក៏ភ្ញាក់ផ្អើលដូចគ្នាហ្វាំងហៅតើអ្នកមកទីនេះក៏ដើម្បីតែស្វែងរកនៅគេដំណើររបស់អត្រីដែរមែនទេហ្វាំងហៅមិនបានដឹងអំពីរឿងនោះឡើយក្រោយពីបានឮមួយយូនិយាយបែបនោះគេក៏បានគិតក្នុងចិត្តតែម្នាក់ឯងវាមានន័យថានៅទីនេះក្រៅពីបេះដូងបិសាចនេះគ្រានៅមានទ្រព្យសម្បត្តិដែលជាគេមរតករបស់អត្រីត្រូវរក្សាទុកនៅទីនេះទៀតមែនទេឱកាសមួយនេះគួរតែមិនគួរឲ្យរំលងផនដីងាយនោះទេតបទៅកាន់ស៊ូមួយយូខ្ញុំគ្រាន់តែធុញថប់ហើយចេញមកស្រូបយកខ្យល់អាកាសតាមបែបធម្មតារបស់ខ្ញុំក៏គ្មានបំណងអ្វីផ្សេងក្រៅពីនឹងដែរឬក៏ថានៅទីនេះគ្រួសារស៊ូរបស់នាងដាក់បំរាមមិនឲ្យខ្ញុំមកក្រឹមបន្តិចខ្ញុំមិនខ្វល់ថាលោកមកទីនេះដើម្បីកំសាន្តឬក៏មកដើម្បីធ្វើអ្វីនោះទេអ្វីដែលសំខាន់កាលពីម្សិលមិញលោកបានធ្វើបាបប្អូនប្រុសរបស់ខ្ញុំចង់ឬមិនចង់យើងមិនអាចល្អជាមួយនឹងគ្នាបានទេក្រវែងដៅរបស់នាងចេញស្រែកប្រាប់ឲ្យហ្វាំងហៅស្លាប់ទៅគ្រាន់តែជាការក្រឡដៃបន្តិចធម្មពលដ៏សម្បើមនៃចេញពីដៅរបស់នាងត្រូវបានកំចាត់ហ្វាំងហៅក៏បន្តនិយាយឌឺដងទៅកាន់នាងនាងខឹងមនុស្សស្រីដ៏ស្រស់ស្អាតបែបនេះនៅពេលដែលខឹងតើដូចជាអ្វីទៅគួរតែដូចជាកញ្ជ្រោងញីមួយក្បាលបែបនោះកាន់តែធ្វើនាងកាន់តែខឹងបញ្ចេញសម្រែកម្ដងទៀតដើរផ្គររន្ទះនឹងខ្យល់វាប្រហារចេញទៅហ្វាំងហៅក៏បានប្រែទៅជា 4-5 បាត់ចាក់ចេញពីទីនោះបង្ហាញខ្លួននៅពីក្រោយខ្នងលាងមួយដៃពេញមួយទំហឹងត្រូវបាននាងយកដៅទៅប្រងបើទោះបីជាបែបនេះក៏ដោយនៅតែមិនគ្រប់គ្រាន់ប៉ឹងជាមួយនឹងចម្ងាយដ៏ឆ្ងាយមកខាងក្រោយខ្ញុំដឹងថានាងបានឈានជើងមួយចំហៀនចូលទៅក្នុងកម្រិតទី2នៃអំណាចអាណាចក្រប្រមូលផ្ដុំធម្មពលតែនៅចំពោះមុខខ្ញុំនោះក៏មិនមែនជាអ្វីដ៏អស្ចារ្យដែរក្រោកឡើងនាងក៏បានតបទៅកាន់ហ្វាំងហៅច្បាស់ណាស់ថាលោកត្រឹមតែជាមនុស្សស្ថិតក្នុងដំណាក់កាលទី6នៃកម្រិតទី1ប៉ុណ្ណោះហើយអ្វីបែរជាមានធម្មពលខ្លាំងក្លាបែបនេះទៅវិញតើលោកត្រូវបានបិសាចចូលខ្លួនមែនទេបញ្ចេញស្នាមញញឹមអោនទៅក៏លើកចង្ការរបស់នាងយ៉ាងម៉េចនៅពេលដែលបានឃើញខ្ញុំកាន់តែរឹងមាំនាងមិនសប្បាយចិត្តមែនទេយល់ដល់យើងចិត្តខ្លាយទៅជាប្តីប្រពន្ធបើសុំទោសខ្ញុំតែមួយម៉ាត់នោះខ្ញុំប្រកាសជាឲ្យនាងនៅក្បែរខ្ញុំនាពេលអនាគតលើបែបនោះនាងក៏បានផ្លាស់ប្ដូរអរិយាប័ត្រភ្លាមបងហៅតាមពិតខ្ញុំមិនមែនចង់ធ្វើបែបនោះទេដោយសារតែស្ថានភាពគ្រួសារបង្ខំប៉ុណ្ណោះបំរុងនឹងអោបគេហ្វាំងហៅក៏បានច្រានចេញកញ្ជ្រោងដូចជានាងមិនដឹងនឹងអាចធ្វើឲ្យខ្ញុំពេញចិត្តបានទៅនៅពេលនាងចង់សម្លាប់ខ្ញុំនោះក៏មិនបាននិយាយថាដោយសារតែបញ្ហាគ្រួសារដែរជាដៃបំរុងនឹងវាប្រហារត្រាមួយក៏បានធ្លាក់ពីលើអាកាសមកសង្គ្រប់ទៅកាន់ហ្វាំងហៅបន្ទាប់ពីគេចផុតហ្វាំងហៅក៏បាន
ដឹងថានេះគឺជាត្រារបស់ព្រះអង្គម្ចាស់ក្មេងប្រុសម្នាក់បានដណ្ដែតខ្លួននៅលើលំហនិយាយឡើងថាមនុស្សស្រីស្អាតដូចជាផ្កាមានសម្រស់ដូចជាព្រះច័ន្ទវាក៏ពិតជាកម្រនឹងកម្រប៉ុន្តែបែរជាមានមនុស្សប្រុសថោកទាបធ្វើបាបមនុស្សស្រីទាំងកណ្ដាលយប់បែបនេះទៅវិញហ្វាំងហៅឯងគឺជាមនុស្សថោកទាបណាស់គេក៏បានតបភ្លាមបិទមាត់របស់ឯងទៅខ្ញុំជាអនាគតប្តីរបស់នាងមិនទាន់ទាំងបាននិយាយមួយម៉ាត់ផងឯងត្រឹមតែជាសហាយប៉ុណ្ណោះសំអាងអ្វីនិយាយពាក្យទាំងអស់នៅចំពោះមុខខ្ញុំអូឬមួយក៏ឯងមានចេតនាចង់សម្លាប់ខ្ញុំនៅដើមយកនាងបញ្ចេញដាវត្រឹមត្រូវហើយប្រសិនបើជាឯងត្រូវស្លាប់នៅទីនេះក៏គ្មានអ្នកណាដឹងម្យ៉ាងវិញទៀតខ្ញុំជាមួយនឹងស៊ូមួយយូប្រកាសជាអាចរស់នៅជាមួយនឹងគ្នាដោយគ្មានអ្វីរារាំងនោះទេកាប់មួយដាវចេញទៅប៉ុន្តែនៅតែត្រូវបានហ្វាំងហៅក្រវាតែមួយដៃបំបីនៃធម្មពលមួយនោះក៏បន្តនិយាយឌឺដងដោយការពីពេលមុនមិននឹកស្មានថាមនុស្សដែលស្ថិតក្នុងកម្រិតការប្រមូលផ្ដុំនៅធម្មពលដំណាក់កាលទី4ទៅហើយបែរជាមានធម្មពលអន់បែបនេះទៅវិញពិតជារឿងដែលគួរឲ្យអស់សំណើចមួយមែនលើបែបនោះកាន់តែធ្វើឲ្យក្មេងប្រុសម្នាក់ដដែលនឹងខឹងបំទុះនៅចំហាយធម្មពលរបស់គេចេញកាប់ពីបេដាវចូលប៉ុន្តែនៅតែត្រូវបានហ្វាំងហៅយកម្រាមដៃរបស់គេផ្ទាត់ផឹងហើយនិយាយចំអកទៅកាន់ស៊ូមួយយូថាកញ្ជ្រងតូចមើលទៅកែភ្នែករបស់នាងក្នុងការជ្រើសរើសមនុស្សប្រុសគឺពិតជាអន់ខ្លាំងណាស់បើតាមខ្ញុំទីមិនខុសទេអ្នកទាំងពីរបានឡើងមកកាន់កម្រិតទី2នេះក៏ដោយសារតែប្រើប្រាស់ថ្នាំជំនួយក្នុងការហ្វឹកហាត់មែនទេម្ដងជា2ដងហ្វាំងហៅព្យាយាមនិយាយបញ្ឆេះកំហឹងពួកគេក្មេងប្រុសម្នាក់នឹងដដែលខឹងកាន់តែខ្លាំងបញ្ចេញត្រាព្រះអង្គម្ចាស់របស់គេមកបណ្ដែតវាទៅលើអាកាសពង្រីកវាកាន់តែធំប្រមូលផ្ដុំនៅធម្មពលស៊ូមួយយូដែលនៅក្បែរនោះបាននិយាយដាស់តឿនទៅកាន់ក្មេងប្រុសម្នាក់នឹងឲ្យប្រុងប្រយ័ត្នជាមួយនឹងល្បឿនដ៏លឿនរបស់ហ្វាំងហៅប៉ុន្តែវាហាក់ដូចជាជឿនពេលមួយចំហៀនទៅហើយហ្វាំងហៅបានបាត់ចេញពីកន្លែងនោះបង្ហាញខ្លួនភ្លាមរវែមួយជើងប៉ើងរួចក៏រត់ចាក់ចេញពីទីនោះបានទៅស៊ូមួយយូបានរត់មកលើកសហាយរបស់គេនឹងប្រាប់ឲ្យគេរំងាប់ចិត្តទៅពួកយើងនឹងសងសឹកគេនៅពេលក្រោយបំលាស់ទីមកដល់កន្លែងមួយហ្វាំងហៅបាននិយាយតែម្នាក់ឯងបើគុំទីខ្ញុំមានល្បឿនលឿនឯងរត់ចាក់ចេញពីទីនោះបានកុំអីនៅពេលដែលពួកគេទាំងពីររួមដៃគ្នាខ្ញុំមិនមែនជាដៃគូរបស់ពួកគេឡើយនៅពេលនេះគួរតែរកកន្លែងស្ដារធម្មពលឡើងវិញសិនក្រឡេកមើលទៅខាងមុខឃើញរូងដល់ចម្លែកមួយហ្វាំងហៅក៏បានដើរចូលពីនៅចំពោះមុខក៏បានរបើកហ្វាំងហៅបន្តដើរចូលកាន់តែជ្រៅជាបន្តនៅចំពោះមុខគឺជារូបសំណាកមេតបមួយថែមទាំងមានក្តារអុកដែលលេងមិនទាន់ចប់វគ្គទៀតផងកន្លែងនេះត្រូវបានរៀបចំយ៉ាងល្អមើលទៅថែមទាំងគ្មានទូលីដីទៀតជាមួយនឹងស្ថានភាពមួយនេះគួរតែមានមនុស្សដែលរស់នៅទីនេះមែនទេក៏មិនខ្វល់អ្វីច្រើនហ្វាំងហៅអង្គុយចុះដើម្បីធ្វើការតាំងសមាធិប្រមូលផ្ដុំនៅធម្មពលរបស់គេគ្រាន់តែអង្គុយភ្លាមធម្មពលពណ៌មាសចាំងចែងបានផ្ទុះចេញពីគូបើកភ្នែកឡើងមកវិញសំឡេងមួយក៏បានមកលើឡើងអូទីបំផុតអាចមានមនុស្សម្នាក់ចូលមកដល់ទីនេះហើយការរងចាំរបស់ខ្ញុំពិតជាមានអត់ប្រយោជន៍នោះទេហ្វាំងហៅភ័យបំរុងនឹងរត់ចេញហើយសួរថាលោកមិនមែនជារូបចម្លាក់ទេអញ្ចឹងតើលោកគឺជាខ្មោចឬអាល្អិតកុំនិយាយច្រើនពេកមុននឹងឯងសួរអ្វីខ្ញុំនោះត្រូវលេងអុកជាមួយនឹងខ្ញុំឲ្យឈ្នះសិនទៅគាត់ក៏បានដើរមួយគ្រាប់មុនហើយទាញយកប្រលឹងហ្វាំងហៅទៅកាន់កន្លែងមួយបន្តនិយាយអ្នកកំឡោះនៅលើសមរភូមិមិនថាគេម្នាក់នោះគឺជាមិត្តឬក៏ជាសត្រូវនោះទេឯងគួរតែគប្បីព្យាយាមដោះស្រាយជាមួយនឹងគេអស់ពីលទ្ធភាពបង្កើតត្រាបំលែងទៅជាធម្មពលវាប្រហារទៅកាន់ហ្វាំងហៅបង្ខំឲ្យគេព្យាយាមទប់រងឆ្វេងស្ដាំស្ទុះចូលទៅខាងមុខព្យាយាមគេចពីបេដៃជាបន្តរួចជាពេញមួយទំហឹងដាល់ចំកណ្ដាលពួរប៉ុន្តែជាក់ស្ដែងសូម្បីតែបន្តិចក៏មិនរង្គើកផងអ្នកកំឡោះហារអ្វីក៏ឯងមិនប្រើកម្លាំងឯអស់ឬក៏ឯងមានកម្លាំងតែប៉ុណ្្នឹងទេបងវល់ខ្លួនមួយដៃខុសមួយដៃទៀតភ្ជង់ករបស់គាត់ទៅហើយគិតក្នុងចិត្តក្មេងប្រុសម្នាក់នេះមានចិត្តស្លូតត្រង់គេមិនបានមានចេតនាធ្វើបាបខ្ញុំនោះទេជាការពិតណាស់គេគួរតែជាមនុស្សល្អម្នាក់គាត់បានបញ្ចេញស្នាមញញឹមប៉ុន្តែបើទោះបីជាបែបនេះក៏ដោយខ្ញុំនឹងសាកល្បងម្ដងទៀតហ្វាំងហៅបានសួរលោកម្ចាស់តើនេះគឺជាកន្លែងណាគាត់មិនបានតបបំលាស់ទីមកខាងក្រោយស្រែកប្រាប់ទៅកាន់ហ្វាំងហៅឲ្យប្រយ័ត្នបញ្ចេញធម្មពលកាន់តែខ្លាំងជាងមុនវាប្រហារទៅកាន់ហ្វាំងហៅជោគដៃទាំងពីរធ្វើការទប់រងតែនៅតែមិនគ្រប់គ្រាន់ប៉ោងថយមកខាងក្រោយគាត់ក៏បានស្រែកសួរទៅកាន់ហ្វាំងហៅអាឡិនតើនៅក្នុងចិត្តរបស់ឯងនៅព្រួយបារម្ភជាមួយនឹងអ្នកណាមែនទេគេក៏បានប្រញាប់ឆ្លើយតបមិនមាននោះទេខ្ញុំគ្រាន់តែជាមនុស្សម្នាក់ដែលឯការរស់នៅក្នុងពិភពលោកមួយនេះប៉ុណ្ណោះប្រសិនបើជាមានគំនុំគុណស្រ័យអ្វីនោះលោកម្ចាស់អាចដោះស្រាយជាមួយនឹងខ្ញុំតែម្នាក់ឯងបានហើយអូច្បាស់នៅថ្នាក់នេះផងគាត់បានផ្ទាត់មេរៀមដៃបន្តិចអ្នកទាំង3ដែលជាគ្នារបស់ហ្វាំងហៅត្រូវបានគាត់ចាប់ចងនៅក្បែរគាត់បាត់ទៅហើយហ្វាំងហៅគឺពិតជាមានការភ្ញាក់ផ្អើលតែពួកគេទាំង3ត្រូវបានចាប់ដោយគាត់ដោយរបៀបណាតែគាត់បានធ្វើអ្វីខ្លះចំពោះអ្នកទាំង3ទៅគាត់ក៏បានសើចយ៉ាងសប្បាយចិត្តធម្មពលរបស់ឯងបច្ចុប្បន្នគឺពិតជាទន់ខ្សោយខ្លាំងណាស់ប្រសិនបើជាខ្ញុំប្រើកម្លាំងខ្លាំងជាងនេះតែបន្តិចសាច់ស្បែកសរសៃបូករួមទាំងឆ្អឹងរបស់ឯងប្រកាសជាត្រូវផ្ទុះបែកខ្ទេចជាមិនខាននៅពេលនេះជឿនឹងឲ្យឱកាសឯងមួយប្រសិនបើជាមិនអាចទ្រាំទ្របានទេឆាប់ចាក់ចេញពីទីនេះទៅលើបែបនោះហើយហ្វាំងហៅក៏បាននិយាយអរគុណប៉ុន្តែខ្ញុំមិនត្រូវការចាក់ចេញតែម្នាក់ឯងនោះទេខ្ញុំនៅមានមិត្តភក្តិនិងប្អូនស្រីដែលត្រូវយកពួកគេទៅជាមួយផងដែរបើទោះបីជាសរសៃរបស់ខ្ញុំត្រូវដាច់ឆ្អឹងរបស់ខ្ញុំត្រូវបែកក៏ខ្ញុំមិនរាថយដែរលោកម្ចាស់ចាប់ធ្វើការវាយប្រហារបញ្ចប់ខ្ញុំនៅពេលនេះតែម្ដងទៅគាត់ក៏ពិតជាដូចចិត្តទៀតឬបែបនោះក្រវិះមួយដៃធម្មពលកាន់តែខ្លាំងសង្កត់ទៅកាន់ហ្វាំងហៅពិតជារឿងដែលឆោតល្ងងមែនតែឯងគិតច្បាស់ហើយឬនៅដែលចង់សម្រេចចិត្តការពារមិត្តភក្តិនិងបងប្អូនរបស់ឯងនោះតែឯងគិតថាវាខុសគ្នាអ្វីទៅជាមួយនឹងសមត្ថភាពរបស់ឯងបច្ចុប្បន្នប្រៀបដូចជាខ្លួនឯងជាមនុស្សធម្មតាប្រយុទ្ធជាមួយនឹងមេឃាអញ្ចឹងដែលនៅក្នុងកែវភ្នែករបស់ខ្ញុំឯងត្រឹមតែជាស្រមោចដែលតូចតាចមិនស័ក្តិសមថែមទាំងមិនមានតម្លៃក្នុងការនិយាយឡើយដែលខ្ញុំអាចសម្លាប់ឯងដោយត្រឹមតែការយកម្រាមដៃពីរក្រញិចតែប៉ុណ្ណោះនៅពេលនោះថាឯងនឹងធ្វើអ្វីទៅគេបន្តប៉ើង
ថយមកខាងក្រៅកាន់តែឆ្ងាយហ្វាំងហៅបានតបទៅកាន់លោកម្ចាស់ដែលនៅចំពោះមុខគេថានៅពេលនោះខ្ញុំនឹងប្រែខ្លាចទៅជាខ្លាំងហើយនឹងប្រយុទ្ធជាមួយនឹងឋានសួគ៌ស្វែងរកផ្លូវបំបែកដើម្បីដណ្ដើមយកយុត្តិធម៌មកកាន់ផែនដីជាមួយនឹងមនុស្សស្លូតត្រង់វិញមិនថាបើទោះបីជាខ្ញុំត្រូវទប់ទល់ជាមួយនឹងមេឃឬទប់ទល់ជាមួយនឹងអរិយដ៏ខ្លាំងបែបណាក៏ដោយច្រើនក្បួនវាប្រហារនៅចំពោះមុខរបស់គេទៅខាងមុខបន្តិចរវាងមួយដៃពេញមួយទំហឹងប៉ុន្តែក៏មិនដឹងថាគេអាចបំបែកបានឬក៏អត់នោះទេភាគនេះគឺត្រូវបានបញ្ចប់ភាគទី6ដែលជាភាគបន្តរបស់យើងលោកមេតបបានបន្តនិយាយទៅកាន់ហ្វាំងហៅតែឯងអាចទប់ទល់ជាមួយនឹងឆានតៈទាហានរាប់ពាន់នាក់ជាមួយនឹងអំណាចដ៏ខ្លាំងក្លាបែបនេះបាននៅរបៀបណាច្របាច់កណ្ដាប់ដៃរបស់គាត់បញ្ចូលគ្នាតែគ្មានការភ្ញាក់ផ្អើលណាដែរដែលឃើញហ្វាំងហៅមិនអីគេក៏បានច្រានធម្មពលនោះបំបែកធ្វើឲ្យគាត់កាន់តែមានការភ្ញាក់ផ្អើលទៀតហើយឃើញបែបនោះគាត់បន្តសើចយ៉ាងសប្បាយចិត្តនៅក្មេងបែរជាមានឆន្ទៈដ៏មោះមុតបែបនេះខ្ញុំក៏មានអារម្មណ៍ថាកាន់តែចូលចិត្តឯងថែមទៀតហើយនាំវិញ្ញាណហ្វាំងហៅចូលមកក្នុងរាងកាយរបស់គេវិញបើកភ្នែកសម្លឹងមើលទៅគាត់ហ្វាំងហៅក៏បាននិយាយឡើងបើខ្ញុំស្មានមិនច្រឡំទេលោកម្ចាស់គឺជាលោកមេតបចាងប៉ៃឈ័នដែលល្បីល្បាញខាងដឹកនាំទ័ពកាលពីសម័យមុនមែនទេអូខ្ញុំមិននឹកស្មានថាអស់រយៈពេលជាច្រើនរយឆ្នាំនៅតែមានមនុស្សដែលអាចចងចាំឈ្មោះរបស់ខ្ញុំបានសោះក្រោកឡើងហ្វាំងហៅធ្វើការគោរពក្មេងចំនួនក្រោយដូចជាខ្ញុំមិនដេញនឹងហ៊ានល្មើសជាមួយនឹងលោកមេតបទៅមុននេះខ្វះការគួរសមសង្ឃឹមថាលោកមេតបអាចជាស្រ័យឲ្យខ្ញុំផងគាត់ក៏បាននិយាយខ្សឹបខ្សឹបតែម្នាក់ឯងវាក៏ជារឿងដ៏អាម៉ាស់ដែរសម្រាប់ខ្ញុំបានបាត់បង់ព្រលឹងនិងរូបរាងកាយទៅហើយអ្វីដែលឯងឃើញគ្រាន់តែជាបំណែកនៃស្មារតីរបស់ខ្ញុំដែលបានបន្សល់ទុកកាលពីពេលមុនប៉ុណ្ណោះនៅពេលដែលព្រះអង្គម្ចាស់ព្រះចៅអត្រិយេបានរំដោះប្រទេសចេញពីគ្រោះហន្តរាយនោះតែបើថាបានជោគជ័យក៏ប៉ុន្តែខ្ញុំជាមួយនឹងទ្រង់ក៏បានស្លាប់បាត់បង់ជីវិតដោយបន្សល់ទុកត្រឹមតែបច្ចេកទេសអត្រិយមួយនេះតែប៉ុណ្ណោះក្រលាស់ដៃគាត់ឡើងធម្មពលជុំវិញបានប្រមូលផ្ដុំចាក់ចូលទៅក្នុងថ្ងាសរបស់ហ្វាំងហៅភ្នែករបស់គេមានពន្លឺលោកមេតបបាននិយាយទៅកាន់ហ្វាំងហៅធ្វើយ៉ាងណាត្រូវរក្សារបស់មួយនេះឲ្យបានល្អជាយាមបន្តនឹងមនសិការឲ្យពិភពលោកមួយនេះស្គាល់នូវភាពស្រស់បំព្រងដោះលែងខ្លួនឯងពីចំណងរបស់ឋានសួគ៌បំពេញបំណងប្រាថ្នាដ៏យូរអង្វែងរបស់ព្រះចៅអត្រិយេនិយាយចប់គាត់ក៏រលាយបាត់ទោះបីជាហ្វាំងហៅព្យាយាមស្រែកក៏គាត់នៅតែមិនអាចត្រឡប់ធម្មពលនៅក្បែរនោះបានប្រមូលផ្ដុំម្ដងទៀតបញ្ចេញនៅកម្ពីមួយដែលត្រូវបានហៅថាសិភើមេឃគ្រាប់ពូជវិញ្ញាណឋានសួគ៌ភ្លាមទទួលដឹងនៅអារម្មណ៍ទ្រព្យសម្បត្តិអតិថិភាពនៅចំពោះមុខវាក៏បានសកម្មឡើងស្រូបយកធម្មពលដែលបានសាយភាចេញពីសិភើមេឃចូលទៅក្នុងខ្លួនរបស់វាហ្វាំងហៅក៏ដូចគ្នាដោយសារតែធម្មពលដែលគេបានស្រូបចូលមិញនេះវាច្រើនលើសលប់ណាស់ពេកអង្គុយចុះប្រមូលផ្ដុំនៅកម្លាំងធាតុនឹងចម្រាញ់វាឲ្យទៅជាកម្លាំងធម្មពលរបស់ខ្លួនបើកភ្នែកឡើងនិយាយតែម្នាក់ឯងសិភើមេឃមួយនេះមិនត្រឹមតែជាក្បួនក្នុងការហ្វឹកហាត់ប៉ុន្តែវាបូករួមជាមួយនឹងបច្ចេកទេសនៃការបង្កើតផ្សេងទៀតផងគេដំណើរនៃព្រះចៅអត្រិយេពិតជាអស្ចារ្យមែនយកវាទុកនិយាយឡើងថាគួរតែដល់ពេលស្វែងរកថៃឈៀនជាមួយនឹងអ្នកផ្សេងទៀតហើយការមកស្រះទឹកដ៏ថ្លាឆ្វេងវាងលិនកំពុងតែរអ៊ូពេលរបស់ហ្វាំងហៅរកពួកយើងមិនឃើញតែគាត់ព្រួយបារម្ភប៉ុណ្ណាទៅថៃឈៀនបាននិយាយតាមសមត្ថភាពរបស់ហ្វាំងហៅគាត់គឺធ្លាប់បានមើលផែនទីរបស់យើងម្ដងហើយគាត់ប្រកាសជាចាំនឹងអាចរកកន្លែងនេះឃើញបានយ៉ាងពិតប្រាកដក៏ដូចជាអ្វីដែលថៃឈៀនបាននិយាយមែនហ្វាំងហៅបានបង្ហាញខ្លួនពីខាងក្រោយតែអ្នកណាដែលកំពុងតែនិយាយដើមខ្ញុំទៅឃើញបែបនោះវាងលិនដែលជាប្អូនស្រីនឹងលោតទៅអោបទៀតហើយខ្លួនឯងធំងាយអោបហ្វាំងហៅក្តៅខ្លួនតែរហូតនឹងសម្លឹងមើលទៅកាន់ស្រះទឹកមួយនឹងហ្វាំងហៅក៏បាននិយាយទៅកាន់ថៃឈៀននៅចំពោះមុខយើងនេះគួរតែជាកន្លែងបង្ខាំងបេះដូងបិសាចនៃគ្រានោះហើយតែមែនទេថៃឈៀនក៏តបត្រូវហើយទីនេះគឺជាកន្លែងដែលព្រះចៅអត្រិយេបានប្រទះជាមួយនឹងបិសាចនាគគ្រាដ៏កាយសាហាវមួយក្បាលនៅជួរភ្នំ1000នេះបិសាចនាគនេះមានកម្លាំងខ្លាំងក្លាណាស់សូម្បីតែអត្រិយេក៏មិនអាចសម្លាប់គេបានដែរនេះជាមូលហេតុដែលគាត់បានខ្វេះបេះដូងរបស់វាបិទត្រាឃុំទុកនៅក្នុងស្រះទឹកត្រជាក់នេះសម្លឹងមើលទៅហ្វាំងហៅក៏និយាយថៃឈៀនមើលទៅអ្វីដែលលោកចង់បានគឺពិតជាធំធេងសម្បើមណាគេក៏តបដូចជាអ្វីដែលខ្ញុំបាននិយាយអញ្ចឹងខ្ញុំបានបញ្ជូនមនុស្សមកជាច្រើនថែមទាំងជាច្រើនក្រុមទៀតផងកាលពីពេលមុនមកក៏ប៉ុន្តែគ្មាននរណាម្នាក់អាចរួចរស់ជីវិតនៅទេបន្ទាប់ពីពួកគេបានចោះទៅក្នុងបាតទឹកនៃស្រះត្រជាក់នេះឯងអាចគិតសារជាថ្មីម្ដងទៀតប្រសិនបើជាឯងសម្រេចចិត្តថាមិនចង់ចោះទៅខាងក្រោមនោះទេខ្ញុំក៏មិនបង្ខំឯងដែរហ្វាំងហៅក៏បានតបខ្ញុំសន្យាថានឹងជួយយកបេះដូងនាគគ្រានោះមកឲ្យឯងហើយយ៉ាងណាខ្ញុំក៏ត្រូវទៅចោះទៅខាងក្រោមនិយាយចប់ក៏បានលោតក្តាំងហែលចោះឡើងមួយសន្ទុះមានអារម្មណ៍នឹងថាកាន់តែជ្រៅកាន់តែត្រជាក់ធ្វើឲ្យរាងកាយរបស់គេសកម្មជាមួយនឹងធម្មពលនិយាយឡើងថាសំណាងល្អដែលខ្ញុំទើបតែទទួលបានបច្ចេកទេសរាងកាយមាសពីអត្រិយេបើពុំដូចនោះទេជាមួយនឹងស្ថានភាពដនត្រជាក់បែបនោះបេះដូងរបស់ខ្ញុំប្រកាសជាឈប់ដើររាងកាយរបស់ខ្ញុំក៏ប្រកាសជាត្រូវកកនៅទីនេះដូចគ្នាហែលចូលទៅដល់បានស្រះហ្វាំងហៅប្រកាសនៅក្នុងចិត្តថាបេះដូងនាគគ្រាមួយក្បាលនោះគួរតែត្រូវលាក់ទុកនៅក្នុងដុំទឹកកកនេះហើយដាក់ដៃរបស់គេទៅស្រាប់តែវាបឺតយកឈាមរបស់ហ្វាំងហៅតែម្ដងគិតក្នុងចិត្តនាគគ្រាមួយក្បាលនេះពិតជាបិសាចបឺតជញ្ជក់ឈាមមែនមួយផ្លែនស្ទើរតែអស់ឈាមពីខ្លួនរបស់ខ្ញុំទៅហើយរាងកាយរបស់គេចាប់ផ្ដើមចុះខ្សោយហ្វាំងហៅបានដឹងហើយថាប្រសិនបើជានៅបន្តបែបនេះទៀតគេនឹងខ្សោយអស់ឈាមស្លាប់នៅនឹងកន្លែងនឹកឃើញថាវិជ្ជាបាយមួយនេះមានតែឲ្យគ្រាប់ពូជវិញ្ញាណជួយស្ដារឡើងនៅធម្មពលរបស់គេសកម្មវាបន្ទិញធម្មពលដែលនៅជុំវិញបរិវេណនោះបានស្រូបចូលទៅក្នុងរាងកាយហ្វាំងហៅស្របពេលដែលបេះដូងនាគគ្រាដែលនៅក្នុងទឹកកកនោះនៅតែបន្តបឺតស្រូបយកឈាមរបស់ហ្វាំងហៅដដែលអ្នកនៅខាងលើពិតជាមានការព្រួយបារម្ភជាខ្លាំងរលកតូចធំបោកបក់នៅលើស្រះទាំងភ្លាមនោះក៏បានផ្ទុះសាយភាយនៅចំហាយធម្មពលថៃឈៀនបានដឹងហើយថាហ្វាំងហៅគួរតែអាចទទួលបាននៅបេះដូងនាគគ្រាដែរជាក់ស្ដែងនៅក្នុងទឹក
ฟังหายเนื้อแต่มันตอนอาจบ่มใบดมตะกอได้ในจมูกมุกระบอกเกบานอะไรตีខ្ញុំក៏ចង់ដឹងដែរថាអីរឹងមាំជាងឬក៏ឈាមខ្ញុំច្រើនជាងទៅបន្ទាប់ពីវាបឺតស្រូបអស់ចិនអស់ចង់ទៅហើយនោះក៏បានផ្ទុះបែកនៅចំពោះមុខហ្វាំងហៅប្រអប់មួយដែលនៅក្នុងតកក៏បានហោះមកហ្វាំងហៅក៏បានទទួលក្រឡេកមើលទៅឃើញដំបងមួយពិតជាចម្លែកតើវាគូតែជាអ្វីទៅរបស់ដែលអាចមានសមត្ថភាពសង្កត់បេះដូងនេះគិរីនៅទីនេះរាប់រយឆ្នាំបែបនេះក៏គូតែមិនមែនជារបស់ធម្មតានោះដែរដកវាចេញពីក្រលៀតថ្មរួចហើយបំលាស់ទីចេញពីទឹកមកខាងក្រៅដៃមួយក៏បានចាប់ស្មារបស់គេហ្វាំងហៅបានប្រគល់បេះដូងនេះគិរីទៅឲ្យនិយាយឡើងថាកិច្ចការមួយនេះមិនមែនងាយស្រួលនោះទេខ្ញុំស្ទើរតែបាត់បង់ធម៌ពលជាមួយនឹងឈាមខ្សោយអស់ពីខ្លួនទៅហើយនៅពេលដែលត្រឡប់ទៅផ្ទះវិញត្រូវតែប្រកាសចិត្តថានឹងមានម្ហូបឆ្ងាញ់ៗសម្រាប់ខ្ញុំកញ្ឆក់របស់នោះចេញពីដៃហ្វាំងហៅខ្ញុំគិតថាឯងប្រកាសជាមិនមានសំណាងស៊ីនៅរបស់ឆ្ងាញ់បែបនេះទៀតនោះទេបំលាស់ទីផ្ទះមួយដៃចេញត្រូវបានគេកាប់បំបីហ្វាំងហៅគួរតែអរគុណឯងហើយដែលយករបស់មួយនេះមកឲ្យខ្ញុំបំរុងនឹងសម្រុកចូលម្ដងទៀតក្រឡេកមើលទៅឃើញគ្នារបស់គេស្ថិតក្នុងការបង្កើតមួយទៅហើយមើលទៅនៅពេលដែលខ្ញុំចុះទៅបាតស្រះឯងបានរៀបចំនៅរឿងមួយនេះរួចជាស្រេចត្រៀមរងចាំខ្ញុំឡើងមកវិញអនាគតប្រពន្ធរបស់ហ្វាំងហៅក៏បានបង្ហាញខ្លួននៅទីនេះដូចគ្នាខ្ញុំបានប្រាប់លោកហើយប្រសិនបើជាលោកហ៊ានប៉ះពាល់សមាជិកនៃគ្រួសារស៊ូនោះខ្ញុំក៏នឹងឲ្យលោកសងមួយគុណនឹងច្រើនម្ដងជាពីរដងមិនរៀងចាលបញ្ឆេះធម្មពលកាប់ទៅរកហ្វាំងហៅធ្វើការទប់រងដាល់មួយដៃបន្ថែមទៀតបំពើនឹងថយមកខាងក្រៅអាសហាយរបស់គេនឹងដកត្រាវិបហាទៅកាន់ហ្វាំងហៅពីខាងក្រៅត្រូវបានគេលាងមួយដៃបើអឹងទាំងពីរក្នុងរយៈពេលដ៏ខ្លីមិនដល់ទាំងមួយយប់ផងសមត្ថភាពរបស់ហ្វាំងហៅបានកើនឡើងមួយគុណនឹងពីរតើមានរឿងអ្វីកើតឡើងទេប៉ុន្តែបើទោះបីជាបែបនេះក៏ដោយត្រូវតែប្រយុទ្ធបន្តបង្កើតក្បួនបញ្ចេញត្រាវិប្រហាទៅផ្ទុះហុយដីសំពងថៃឈានសម្លឹងមើលដោយយកចិត្តទុកដាក់ហ្វាំងហៅកំពុងតែធ្វើអ្វីទៅប្រអប់នៅក្នុងដៃបត្រាតូចទី6នឹងភ្លាមក៏បានរង្គើកហោះចូលទៅក្នុងបណ្ដុំផ្សែងនៅចំពោះមុខនាគរាជពណ៌មាសដ៏ធំសម្បើមមួយភ្លាមបានបង្ហាញរូបរាងរបស់វានៅលើហ្វាំងហៅជាមួយនឹងអំណាចធម៌ពលពន្លឺពណ៌មាសដ៏សម្បើមចឹងមិនសប្បាយចិត្តពេលដែលឃើញខ្ញុំមិនស្លាប់មែនទេអ្នកដែលសមនឹងស្លាប់គឺជាឯងមិនមែនជាខ្ញុំនោះទេហ្វាំងហៅក្រហមនេះនោះក៏ក្រហមព្រោះភ្លើងទៅខាងមុខស៊ូមកយូធ្វើការទប់រងក៏មិនដឹងថាគេអាចរត់រួចខ្លួនបានឬក៏អត់ហ្វាំងហៅក៏បាននិយាយឡើងមិននឹកស្មានថាត្រឹមតែជានាគរាជតូចល្អិតមួយអាចបំភ័យពួកគេឲ្យរត់បាសជើងសោព្រាតបែបនេះសោះលោកទម្លុះរាងកាយរបស់វាចាប់យកចេញមកខាងក្រៅគឺពិតជានាគរាជតូចមួយក្បាលមែនប្រើការបំភាន់ចង់បន្លំភ្នែករបស់ខ្ញុំឯងមិនទាន់មានសមត្ថភាពបែបនោះទេដូចជាអ្វីដែលខ្ញុំបាននិយាយអញ្ចឹងបងប្អូនទាំងអស់គ្នាសម្រាប់ការធ្វើរឿងមួយនេះឡើងប្រកាសជាមានចន្លោះខ្វះខាតជាច្រើនដោយសារតែដូចជាខ្ញុំបាននិយាយកាលពីដំបូងអញ្ចឹងវាអត់មាន subtitle មើលទេខ្ញុំមើលភាសាចិននិងភាសាអង់គ្លេសឡើងចង់បែកព្រីដែរដើម្បីជាការតបស្នងដល់ខ្ញុំនៅសង្ឃឹមថាអ្នកទាំងអស់គ្នាកុំភ្លេចជួយចុច subscribe និងដាក់សញ្ញាកណ្ដឹង comment លេងជាមួយនឹងខ្ញុំផងប្រសិនបើជាអាចឧបត្ថម្ភកាហ្វេមកខ្លះក៏បានដែរពីព្រោះថារឿងនឹងមានរហូតដល់តែ200ភាគតម្រាំតែមានធ្វើចប់នឹងកាលឡើងនឹងបំពង់ក៏ប្រកាសជារីកបប៉ុនទៅចូលទឹកជាក់ជាមិនខានទេផ្ដាំឡើងសាច់រឿងនៃភាគនេះហ្វាំងលីនបាននិយាយបងប្រុសវាពិតជាគួរឲ្យស្រឡាញ់ណាសត្វនេះមួយក្បាលនឹងបានស្ដោះទាំងមាត់ភើយនាងទេដែលគួរឲ្យស្រឡាញ់គ្រួសាររបស់នាងទាំងមូលគឺសុទ្ធតែគួរឲ្យស្រឡាញ់ចៅសានភ្ញាក់ផ្អើលម្ចាស់តូចវាថែមទាំងចេះនិយាយភាសាមនុស្សទៀតផងនាងនឹងក៏ចាប់ផ្ដើមតែម្ដងនិយាយជាការពិតចុះខ្ញុំគឺជាអ្នកមាសថៃឈៀនបានចំហមាត់តើវាជាបិសាចនាគដ៏សាហាវដែលត្រូវបានបិទយន់ដោយអត្រាជេនោះមែនទេលើគេនិយាយបែបនោះក៏ចាប់ផ្ដើមកតើទៀតដែរយ៉ាងម៉េចតើឯងខ្លាចមែនទេប្រសិនបើជាឯងខ្លាចនោះគ្រាន់តែដោះលែងខ្ញុំទៅគឺរួចទៅហើយហ្វាំងហៅច្របាច់ឡើងចង់លៀនដានច្របាច់ខ្លាំងបែបនេះតើឯងចង់សម្លាប់ជាងឬក៏យ៉ាងម៉េចហ្វាំងហៅក៏បានតបស្មានតែខ្ញុំមិនដឹងថាអំណាចរបស់ឯងត្រូវបានបិទភ្ជាប់ទៅហើយនិយាយដល់ចំណុចនេះគេពិតជាអន់ចិត្តជាខ្លាំងបើគុំតែអត្រាចង្រៃយោយេស្អីគេនឹងវ៉េះបេះដូងរបស់យើងចេញទេកុំអីជាងក៏មិនមែនទុនខ្សោយបែបនេះដែរហ៎ថាមិនក្រឡេកមើលទៅថៃឈៀនបានដឹងហើយថាក្នុងប្រអប់នោះគឺមិនមានបេះដូងនៃគ្រាជអ្វីនោះទេមានន័យថាការខំប្រឹងប្រែងរបស់គ្រួសារគេអរិយៈពេលជាយូរនោះគឺជារឿងដែលអត់ប្រយោជន៍ប៉ុណ្ណោះហ្វាំងហៅបានលួងចិនកុំសោកសៅអីបើទោះបីជាឯងមិនបានបេះដូងនៃគ្រាជក៏ដោយក៏ប៉ុន្តែឯងក៏បានប្រអប់មួយនេះដែរថៃឈៀនក៏បានសួរប្រអប់មួយនេះមានប្រយោជន៍អ្វីទៅយ៉ាងណាក៏វាមិនមែនជារបស់មានតម្លៃអ្វីដែរហ្វាំងហៅក៏បានប្រាប់ទៅកាន់ថៃឈៀនប្រអប់មួយនេះពិតជាមិនមានប្រយោជន៍ពិតមែនប៉ុន្តែវេទមន្តដែលនៅលើប្រអប់នេះទើបជារបស់ដែលមានប្រយោជន៍ទៅពិតប្រាកដចាក់ធម្មពលវិញ្ញាណចូលទៅប្រអប់នោះក៏បានបញ្ចេញក្បួនមកខាងក្រៅមួយវាគឺជាការបង្កើនដែលបានបាត់បង់អស់រយៈពេលជាយូរឆ្នាំមកហើយគឺជាអាការៈវិរុទ្ធបំពេញបន្ថែមមានរបស់មួយនេះហើយគ្រួសាររបស់ខ្ញុំប្រកាសជារីកចម្រើនខ្ញុំចាំមើលថាតើមានថ្នាំហាងថ្នាំណាដែលហ៊ានប្រកួតប្រជែងជាមួយនឹងហាងថ្នាំរបស់ខ្ញុំទៅប្រាប់អ្នកទាំងអស់គ្នាយល់អាការៈវិរុទ្ធបំពេញបន្ថែមនឹងគឺជាក្បួនដើម្បីដំឡើងកម្រិតក្របថ្នាំអញ្ចឹងណាឧទាហរណ៍ថាថ្នាំហ្នឹងវាអត់សូវមានកម្រិតខ្ពស់ទេប៉ុន្តែពេលដែលប្រើប្រាស់អាការៈវិរុទ្ធបំពេញបន្ថែមហ្នឹងក្របថ្នាំនឹងវាកើនឡើងកម្រិតរបស់វាអញ្ចឹងទៅភ្លាមនោះថៃឈៀនស្រាប់តែចាប់អារម្មណ៍ជាមួយនឹងសញ្ញាដែលនៅលើថ្ងាសរបស់ហ្វាំងហៅសួរថាតើឯងបានចុះកិច្ចសន្យាឈាមជាមួយនឹងសត្វស្វានេះតាំងពីអង្កលឬបែបនោះក៏ខឹងគេទៀតហើយបំរុងនឹងចេញពីដៃហ្វាំងហៅទៅធ្វើការវាប្រហារថៃឈៀនហ្វាំងហៅច្របាច់គេបន្ថែមសួរថាតើឯងធ្វើកិច្ចសន្យានេះជាមួយខ្ញុំតាំងពីពេលណាខ្ញុំមានបានចុះកិច្ចសន្យាជាមួយនឹងឯងពីពេលណាទៅនោះក៏ដោយសារតែឈាមរបស់ឯងមានបញ្ហានៅពេលដែលខ្ញុំស្រូបយកនោះកិច្ចសន្យាឈាមក៏ស្រាប់តែបង្កើតឡើងនៅខ្លួនឯងខ្ញុំមិនដេចនឹងដឹងទៅខ្ញុំគឺជាអ្នកមាសដល់កំពូលមិនដេចនឹងអាចធ្វើកិច្ចសន្យាជាមួយនឹងមនុស្សដែលអន់ដូចជាឯងទៅហ្វាំងហៅបានគិតក្នុងចិត្តនោះក៏ប្រហែលដោយសារតែគេមានកេរមរតក
ករបស់អន្តរជាតិហើយថៃឈៀនក៏បានបន្ថែមហ្វាងហៅសត្វស្វាមួយក្បាលនេះគឺពិតជាមានភាពក្រអឺតក្រទមខ្លាំងណាស់ប្រសិនបើជាឯងយល់ព្រមចុះកិច្ចសន្យាឈាមជាមួយនឹងគេនោះគេច្បាស់ណាស់ប្រកាសជាមិនស្ដាប់សម្ដីរបស់ឯងនោះទេវិធីល្អនោះគួរតែឲ្យវាមកខ្ញុំបានលើថាការយកឈាមនេះមកចម្រាញ់បង្កើតបានទៅជាថ្នាំនោះប្រសិទ្ធភាពរបស់វាកើនឡើងតាមធម្មតាលើសពី10ដងទៅទៀតនៅពេលនោះយើងគ្រាន់តែចិញ្ចឹមវាឲ្យល្អទៅបន្ទាប់មកយកឈាមវាជារៀងរាល់ថ្ងៃរហូតដល់ថ្ងៃចុងក្រោយដែលវាខ្សោយអស់ឈាមពីខ្លួននៅពេលនោះយើងនឹងយកសាច់របស់វាមកធ្វើជាស៊ុបបើកម្លាំងរបស់យើងជាបន្តលើបែបនោះសូម្បីតែអ្នកមាសពាន់ឆ្នាំក៏ត្រូវតែខ្លាចដែរនិយាយឡើងថាធ្វើជាសត្វវិញ្ញាណមានអីមិនល្អទេខ្ញុំគិតថាខ្ញុំស្ម័គ្រចិត្តធ្វើជាសត្វវិញ្ញាណរបស់គេចុះពីព្រោះថាយ៉ាងណាក៏ដោយយើងបានចុះកិច្ចសន្យាឈាមជាមួយនឹងគ្នារួចទៅហើយហ្វាងហៅក៏បានតមធ្វើអញ្ចឹងមិនដេញនឹងកើតឯងគឺជាអ្នកមាសដ៏អស្ចារ្យចំណែកខ្ញុំត្រឹមតែជាមនុស្សកាកសំណល់ប៉ុណ្ណោះពួកយើងមិនស័ក្តិសមជាម្ចាស់និងកូនចៅនោះទេបែបនោះនឹងធ្វើឲ្យលោកម្ចាស់អ្នកមាសអាប់អោនកិត្តិយសជាមិនខានគេក៏បានតបបាច់ខ្វល់ច្រើនទេសម្រាប់ថាអញ្ចឹងទេហ្វាងលីនបានសើចរួចសរសើរលោកម្ចាស់អ្នកមាសមានសមត្ថភាពទល់មេឃអូមែនហើយបងហៅនៅថ្ងៃស្អែកការប្រឡងជម្និតសភាចាប់ផ្ដើមហើយជាមួយនឹងកម្លាំងរបស់បងបច្ចុប្បន្នតើអាចចូលរួមប្រកួតប្រជែងជាមួយនឹងគេបានទេថៃឈៀនក៏បាននិយាយដូចគ្នាបើតាមអ្វីដែលខ្ញុំចាំមិនខុសទេស៊ូហួងក៏ជាមនុស្សដែលស្ថិតក្នុងបញ្ជីដែលត្រូវប្រឡងជម្និតសភាដូចគ្នាដែលឡៃកម្រិតរបស់គេបច្ចុប្បន្នក៏ស្ថិតនៅលើឯងដែរខ្ញុំគិតថាគេមិនអាចឲ្យឯងរួចខ្លួនបានទេនៅពេលដែលជួបគេលើក្រោយនោះបញ្ចេញស្នាមញញឹមហ្វាងហាបាននិយាយប្រាប់ទៅកាន់អ្នកទាំង3កុំបាច់ព្រួយបារម្ភអីសមត្ថភាពរបស់គេបច្ចុប្បន្នមិនអាចធ្វើអ្វីខ្ញុំបានទេព្រឹកនេះថ្ងៃស្អែកក៏បានមកដល់ហ្វាងហាបានធ្វើដំណើរទៅកាន់កន្លែងធ្វើតេស្តសាកល្បងតែទៅមុខមិនទាន់ទាំងបានប៉ុន្មានជំហានផងសម្លេងមួយក៏បានមកលឺឡើងពីខាងក្រោយហ្វាងហាងាកទៅគឺជាស៊ូហួងនោះឯងសត្រូវផ្លូវចង្អៀតទៅណាក៏ជួបដែរអូបងអូនថ្លៃតាមពិតគឺជាឯងទេហ៎ចឹងមិនទៅហើយរបស់ឯងពិតជាបានជាសះស្បើយលឿនមែនឆើបងអូនថ្លៃក្បាលរបស់ឯងអ្វីទៅថ្ងៃនេះខ្ញុំនឹងកាច់បំបាក់ឆ្អឹងរបស់ឯងនៅក្នុងរាងកាយមិនឲ្យសល់មួយកំណាត់នោះទេមិនចេញលំពេងចាក់ចូលត្រូវបានហ្វាងហាយករៀបរបស់គេទាំងពីរគៀបជាប់បំផ្ទុះធម្មពលតែបន្តិចសំបីតែលំពេងរបស់ខ្លួនក៏មិនអាចកាន់ជាប់ដែរប៉ាំងថយទៅខាងក្រោយបង្វិលវារួចចាប់កាន់នឹងដៃទប់រងជាមួយនឹងការវាយប្រហាររបស់ស៊ូហួងលោតទៅកាប់មួយលំពេងបញ្ឆិតធ្វើឲ្យគេភ័យសឹងតែរៀកនោមរវាងមួយលុតជង្គង់ថែមួយលំពេងកណ្ដាលស្មាបុកមួយលំពេងកណ្ដាលទ្រូងដេកស្ប៉ាប់នៅទីនោះហើយបងសុំទៅផងប្អូនថ្លៃមិញនេះប្រើកម្លាំងច្រើនពេកហើយគេក្រោកមកក៏បានខឹងទៀតហើយបំរុងនឹងវាយប្រហារសំលេងពើងព្រឹត្តិការណ៍ម្នាក់ក៏បានដើរចេញមកការធ្វើតេស្តសាកល្បងចាប់ផ្ដើមហើយបើមានអ្នកណាប្រយុទ្ធគ្នានៅទីនេះខ្ញុំនឹងដកសិទ្ធិអ្នកនោះចេញមិនឲ្យធ្វើតេស្តសាកល្បងនោះទេឈ្មោះរបស់គាត់ជាព្រឹត្តិការណ៍ចៅថឹងឈន់មិនចាំស្អែកគាត់ក៏បានប្រកាសឡើងថ្ងៃនេះគឺជាឆ្នាំ1086ក៏ជាថ្ងៃសាលាបណ្ឌិតសភាធ្វើការជ្រើសរើសសិស្សថ្មីការធ្វើតេស្តសាកល្បងលើកទី1ទៅលើឆន្ទៈចាប់ផ្ដើមធម្មពលដែលនៅជុំវិញទីនោះបានបង្កើតទៅជាក្បួនមួយដាក់សម្ពាធទៅកាន់បេក្ខជនទាំងអស់ឆន្ទៈរបស់អ្នកទាំងអស់គ្នាកាន់តែខ្សោយនោះគឺមានន័យថាសម្ពាធគឺកាន់តែខ្លាំងវាក៏មិនពិបាកដែរដរាបណាអ្នកទាំងអស់គ្នាអាចដើរចេញពីរង្វង់នោះបានក៏អាចនិយាយបានថាការធ្វើតេស្តសាកល្បងលើកទី1នេះគឺត្រូវបានជាប់ហើយព្រឹត្តិការណ៍ដែលនៅក្បែរនឹងសម្លឹងទៅកាន់បេក្ខជនទាំងអស់មើលទៅស្ថានភាពរបស់ពួកគេហាក់ដូចជាយ៉ាប់យ៉ឺនមែនឆ្នាំនេះតើមានសិស្សប៉ុន្មានអ្នកដែលអាចឆ្លងកាត់បានទៅពេលដែលគាត់កំពុងតែនិយាយនោះហ្វាងហៅជាមួយនឹងចៅសានស៊ូហួងដើរសឹងតែផុតអំពីរង្វង់នោះបាត់ទៅហើយភ្នែករបស់គាត់បានរីកធំអូតាមពិតក៏មានអ្នកដែលមានសមត្ថភាពលេចធ្លោអស្ចារ្យយ៉ាងនេះប្រកួតនៅក្នុងឆ្នាំនេះដែរហ្វាងហៅក៏បានសរសើរទៅកាន់ចៅសានថាធ្វើបានល្អគេក៏បានតបមានអ្វីពិបាកខ្ញុំគ្រាន់តែដើរតាមម្ចាស់តូចក៏បានចេញមកខាងក្រៅបាត់ទៅហើយព្រឹត្តិការណ៍ដែលនៅកណ្ដាលនោះច្បូតពុកមករបស់គាត់មិនលឺឡើងម្ដងទៀតបេក្ខជននៅសេសសល់អាចធ្វើតេស្តសាកល្បងជាលើកទី2បានដរាបណាអ្នកទាំងអស់គ្នាអាចវាយស្គរសង្គ្រាមនេះបានចំនួន6ដងបញ្ជាក់ថាអ្នកនោះនឹងអាចឆ្លងកាត់នឹងការសាកល្បងតេស្តទី2នេះបានហើយក្នុងចំណោមរបស់ពួកឯងតើអ្នកណាចង់សាកល្បងមុនទៅអាកូនមិនឯងលើកដៃទុកឲ្យខ្ញុំចោះដើរចូលទៅវាយមួយទូងធម្មពលបានចេញពីស្គរវាប្រហារទៅកាន់គេវិញពួកឯងអស់កម្លាំងតែម្ដងដើរចេញពីទីនោះអាកូនមិនទាន់វាបាន2ទូងរសៀលមិនទាន់ទេអស់កម្លាំងរលីងដើរចេញពីទីនោះដូចគ្នាកូននេះដែលនៅក្នុងសមុទ្រស្មារតីរបស់ហ្វាងហាប្រកាសចិត្ត100%ស្គរនេះក៏គួរតែស្គរនេះគ្រីដទេវភាពដែលជាគេមរតករបស់អន្តរជាតិដែលបានបន្សល់ទុកដូចគ្នាហ្វាងហាបានសរសើរពិតជាមានចំណេះដឹងគួរសមការធ្វើតេស្តសាកល្បងនេះក៏ពិតជាការលេងសើចមួយមែនបើតាមពាក្យចចាមអារាមទោះបីជាមនុស្សនៅក្នុងនគរឈូនេះទាំងមូលក៏ដោយមានមិនប្រមាណអ្នកនោះទេដែលមានសមត្ថភាពអាចវាយស្គរនេះគ្រីដនេះបានរហូតដល់ចំនួន6ដងនោះបេក្ខជននៅសេសសល់ទាំងអំបល់ម៉ានចូលទៅធ្វើការតេស្តសាកល្បងជាបន្តប៉ុន្តែក៏នៅតែមិនមានអ្នកណាអាចវាយស្គររហូតទៅដល់6ដងដែរអ្នកតូចដែលនៅក្នុងសមុទ្រស្មារតីរបស់ហ្វាងហៅបានរអ៊ូទាំងអស់នេះពិតជាបំងបាយមែនគ្មាននរណាម្នាក់ដែលគួរចាប់អារម្មណ៍សោះតាមកម្លាំងធារបានបញ្ចេញដោយអាល្អិតសក់ក្រហមនេះក៏អាចចាត់ទុកបានថាគេគឺជាមនុស្សដែលមានទេពកោសល្យម្នាក់ដែរហ្វាងហៅបើទៅក្មេងម្នាក់នេះនឹងអាចខ្លាចទៅជាសត្រូវរបស់ឯងនៅពេលអនាគតលើកទី5លើកទី6លើកទី7លើកទី8ស៊ូហួងនៅតែអាចវាយបានបញ្ចេញសម្រែងវីលើកទី9ព្រឹត្តិការណ៍ដែលនៅខាងលើពិតជាមានការភ្ញាក់ផ្អើលបន្ទាប់ពីស៊ូមួយយូស៊ូហួងក៏ជាមនុស្សដែលមានសមត្ថភាពម្នាក់ដែរនៅក្នុងត្រកូលស៊ូបញ្ចប់ការវាយងាកមកខាងក្រោយនិយាយឌឺទៅកាន់ហ្វាងហៅដល់វេនរបស់ឯងហើយអាចអចារ្យនេះក៏បានជជែកគ្នាមើលទៅគេមិនអាចវាយកើតសូម្បីតែម្ដងផងមើលទៅក្តាប់ដៃយ៉ាងណែនធម្មពលក៏បានបញ្ឆេះរួចជាស្រេចហ្វាងហៅជាទូងពេញមួយទំហឹងទូងជុំវិញបរិវេណនោះទាំងមូលក៏បានរង្គើកញាប់ញ័រឡើងសូម្បីតែព្រឹត្តិ
ចាដែលកំពុងតែគេងលងលក់នេះក៏បានភ្ញាក់តើអ្នកណាគឺជាអ្នកបញ្ចេញធម្មពលវិញ្ញាណបរិសុទ្ធដ៏សម្បើមនេះទេមិនដឹងទាំងអាចបើតាមអ្វីដែលខ្ញុំចាំបានអតិរិយេគឺបានស្លាប់បាត់បង់ជីវិតទៅហើយហើយអ្វីក៏ធម្មពលវិញ្ញាណមួយស្រដៀងជាមួយនឹងម្នាក់នឹងអ្វីម្ល៉េះបើទោះបីជាបែបនេះក៏ដោយសម្រាប់ភាគនេះគឺត្រូវបានបញ្ចប់អរគុណសម្រាប់បងប្អូនទាំងអស់គ្នាដែលចូលរួមទស្សនានៅវីដេអូមួយនេះបងប្អូនដែលមិនទាន់ជួយចុច Subscribe ដាក់សញ្ញាកណ្ដឹងនឹងសូមជួយចុចម្នាក់មួយទៅសំឡេងស្គរនៅទៅលើជាបន្តស៊ូហងបានគិតក្នុងចិនមិនដឹងអាចទៅរួចទៅពីមួយថ្ងៃទៅមួយថ្ងៃសមត្ថភាពរបស់គេហាក់ដូចជារីកចម្រើនលឿនខ្លាំងណាស់ទី5ទី6ទី7សម្រួលអារម្មណ៍បន្តិចរវាងពេញមួយទំហឹងលើកទី8ព្រឹត្តិការណ៍ដែលនៅខាងលើធ្វើទៅបិទថាអាចត្រឹមតែវាយបាន8ដងដែលមិនស្មើជាមួយនឹងស៊ូហងក៏ដោយក៏ប៉ុន្តែគេអាចចាត់ទុកបានថាជាគ្មានដែលមានសមត្ថភាពម្នាក់ទៅហើយក៏បានសំយងចុះហ្វាំងហៅបានគិតនៅក្នុងចិនមិនដឹងនឹងអាចទៅត្រឹមតែ8ដងប៉ុណ្ណោះខ្ញុំហាក់ដូចជាគ្មានកម្លាំងដែលនៅសេសសល់មិនអាចបែបនេះទេខ្ញុំគួរតែអាចបន្តវាយបានទៀតបិទភ្នែកខ្ចីកម្លាំងពីគ្រាប់ពូជវិញ្ញាណឋានស៊ូរួចក៏បន្តវាយលើកទី9លើកទី10ភ្លាមនោះអភូតហេតុមួយក៏បានកកើតឡើងធម្មពលមួយបានផ្ទុះចេញពីស្គរនេក្រាចទៅលើអាកាសប្រមូលផ្ដុំនៅធម្មពលនេក្រាចពណ៌មាសមួយក្បាលបានសម្រុកចុះពីផ្ទៃមេឃចាក់ទម្លុះរាងកាយរបស់ហ្វាងហៅនោះគឺជាពរជ័យនៃស្គរនេក្រាចឋានស៊ូដែលជាគេមរតកដែលបានបន្សល់ទុកដោយព្រះចៅអត្រិយេព្រឹត្តិការណ៍ដែលនឹងបានសើចយ៉ាងសប្បាយចិត្តមិននឹកស្មានថាក្មេងប្រុសម្នាក់នេះអាចមានសមត្ថភាពវាយស្គរនេក្រាចរហូតដល់តែ10ដងអ្នកមាសតូចនៅក្នុងសមុទ្រវិញ្ញាណហ្វាងហៅបានចូលរួមត្រេកអរផងដែរបន្ទាប់ពីហ្វាងហៅអាចវាយស្គរនេក្រាចនេះបានរហូតដល់តែ10ដងព្រលឹងនេក្រាចពិតដែលបានបន្សល់ទុកដោយព្រះចៅអត្រិយេក៏ត្រូវបានគ្រប់គ្រងដោយហ្វាងហៅមើលទៅថាឯងចង់មានចេតនាគ្រប់គ្រងទ្រព្យសម្បត្តិដ៏ទេវភាពរបស់អត្រិយេទាំងអស់មែនទេពេលនេះបានដៃហ្វាងហៅហើយវាយយក11 12 13 14 15គេបន្តវាយរហូតតតែបាក់ឈើនៅក្នុងដៃខ្ញុំមិនទាន់វាអស់ចិត្តផងវាស្រាប់តែបាក់បាត់ទៅហើយអាចចោលអាចារ្យនៅក្បែរនោះនិយាយគ្នាទៀតហើយគេម្នាក់នឹងគួរតែជាមនុស្សដំបូងនៅក្នុងប្រវត្តិសាស្ត្រហើយដែលអាចវាយរហូតដល់តែ18ដងសមត្ថភាពពួកយើងបច្ចុប្បន្នមិនអាចប្រៀបធៀបជាមួយនឹងគេបានទេយល់អស់ចោះចាញ់បោះបង់សិទ្ធក្នុងការប្រកួតប្រជែងនាំគ្នាដើរចាក់ចេញពីទីនោះព្រឹត្តិការណ៍ដែលនៅកណ្ដាលនោះក៏បាននិយាយហ្វាងហៅឯងគឺជាមនុស្សដែលមានទេពកោសល្យកម្រក្នុងរយៈពេល1000ឆ្នាំនេះខ្ញុំនឹងតែងតាំងឯងជាឆ្មាំអន្តរាយតើឯងគិតចឹងមិនដែរសំឡេងមួយភ្លាមស្រាប់តែបានមកលើឡើងពីខាងក្រោយបរិះម្នាក់ដើរចូលមកព្រឹត្តិការណ៍ខ្ញុំមានរឿងមួយចង់ប្តឹងហ្វាងហៅគឺប្រើល្បិចនោះទេក្មេងប្រុសម្នាក់នឹងឈ្មោះរបស់គេគឺវ៉ាងឆាវគឺជាបងប្អូនរួមត្រកូលជាមួយនឹងហ្វាងហៅព្រឹត្តិការណ៍ដែលនៅខាងលើនោះក៏បានសួរថាឯងមានភស្តុតាងអ្វីដែលអាចបញ្ជាក់ថាគេគឺជាមនុស្សបោកប្រាស់បាទព្រឹត្តិការណ៍ជាមួយនឹងសមត្ថភាពរបស់គេមិនដេញនឹងអាចវាស្គរនេក្រាចបានរហូតដល់តែ18ដងទៅនេះគឺជាភស្តុតាងយ៉ាងច្បាស់ក្រឡែតថាគេឆ្លងកាត់ការសាកល្បងដោយប្រើល្បិចប៉ុណ្ណោះសូមលោកព្រឹត្តិការណ៍ស៊ើបអង្កេតឲ្យបានច្បាស់សិនមុននឹងផ្ដល់តំណែងឲ្យគេខ្លាយទៅជាឆ្មាំអន្តរាយគាត់ក៏បានតបភ្លាមមិនសមហេតុផលពួកខ្ញុំគឺបានឃើញគេវាស្គរដោយផ្ទាល់ភ្នែកតើវានឹងអាចខ្លាយទៅជារបៀបនៃការបោកប្រាស់បាននៅរបៀបណាទៅតើឯងចង់មានន័យថាខ្ញុំមិនចេះមើលមែនទេវ៉ាងឆៅយល់ដល់ព្រឹត្តិការណ៍នៅក្នុងត្រកូលវ៉ាងខ្ញុំលើកលែងទោសឯងម្ដងចុះប៉ុន្តែបើឯងនៅតែនិយាយហេតុផលមិនសមទំនងនៅទីនេះទៀតកុំថាខ្ញុំមិនបានទុកមុខឲ្យអីសោះឈ្មោះរបស់ឯងខ្ញុំចង់លុបចេញពីបញ្ជីសិស្សពេលណាក៏បានដែរគាត់ក៏បន្តនិយាយហ្វាងហៅថាឯងគិតចឹងណាចំពោះតំណែងឆ្មាំអន្តរាយដែលខ្ញុំនឹងប្រគល់ឲ្យគេក៏បានគ្រប់ធ្វើការអរគុណប៉ុន្តែព្រឹត្តិការណ៍សមត្ថភាពរបស់ខ្ញុំនៅខ្សោយណាស់ខ្ញុំនៅតែត្រូវផ្ដោតលើការហ្វឹកហាត់ជាមុនសិនល្អខ្ញុំមិនបង្ខំឯងនោះទេប៉ុន្តែប្រសិនបើជាឯងបដូរចិត្តនៅពេលណានោះគឺអាចប្រាប់ខ្ញុំបានហ្វាងហៅធ្វើការគ្រប់អរគុណម្ដងទៀតស៊ូហួងជាមួយនឹងវ៉ាងឆួងគិតនៅក្នុងចិត្តឲ្យឯងរីករាយជាមួយនឹងជីវិតដែលនៅសេសសល់សិនចុះជួបគ្នានៅលើសាយវាននៅពេលបន្ទាប់ជីវិតរបស់ឯងបើមិនស្លាប់ក៏ត្រូវតែពិការដែរនៅពេលនោះព្រឹត្តិការណ៍ក៏បានប្រកាសឡើងទីរៃការធ្វើតេស្តសាកល្បងលើកទី3ចាប់ផ្ដើមវាគឺត្រូវបានហៅថាការធ្វើតេស្តសាកល្បងទៅលើកម្រិតនៅលើទីលានប្រកួតនេះអាវុធលំពេងគ្មានភ្នែកស្លាប់គ្មានការតវ៉ាដើរចូលទៅស៊ូហួងបានសារប្រកាសថាចង់ប្រកួតជាមួយហ្វាងហៅក្រវីលំពេរបស់គេឆេតឆាយគ្មានឆ្ងល់ទេហើយអ្វីបានគេហ៊ានមកប្រកួតប្រជែងនៅក្នុងសាលាបណ្ឌិតសភានេះក៏ដោយសារតែគេបានឡើងទៅកាន់កម្រិតប្រមូលផ្ដុំធម្មពលដោយបែបនេះសោះអញ្ចឹងអ្នកទាំងអស់គ្នាកម្រិតប្រមូលផ្ដុំធម្មពលនឹងគឺជាកម្រិតទី2ហ្វាងហៅប្រសិនបើជាឯងអង្វរខ្ញុំនៅពេលនេះខ្ញុំសន្យាថានឹងមិនឲ្យឯងស្លាប់ដោយវេទនាពេកនោះទេតាំងពីបានក្របពុជវិញ្ញាណឋានស៊ូនៅក្នុងខ្លួនហ្វាងហៅធ្វើអ្វីក៏តែងតែញញឹមដែរទោះបីជាវាយគ្នាក៏ញញឹមដែរមើលទៅមេរៀនការពីពេលមុនដែលបងបានឲ្យឯងនោះមិនគ្រប់គ្រាន់តែមែនទេបានចេះតែចង់ប្រយុទ្ធជាមួយនឹងបងម៉ែបនេះអាប់អូនថ្លៃល្អបើសិនជាឯងដឹងខ្លួននៅពេលនេះដកថយនឹងមិនទាន់ហួសពេលនោះទេដកថយអញ្ចឹងថ្ងៃនេះខ្ញុំនឹងលុបលាងការម៉ាស់ដែលឯងបានធ្វើមកលើខ្ញុំទាំងអស់ហ្វាងហៅមិនទាំងបានធ្វើអ្វីផងលំពេរបស់គេចាក់មិនចូលទៅហើយតើសាច់របស់ឯងរឹងមាំបែបនេះមែនទេមួយដៃផ្លោងចេញពីទីនោះសាច់របស់ខ្ញុំគ្រាន់តែរឹងមាំជាងស្បែកបន្តិចប៉ុណ្ណោះបុកលំពេរបស់គេទៅដីបញ្ចេញសម្រៃលំពេខ្យល់នឹងភ្លៀងគ្រាប់លំពេ4 5គ្រាប់បានធ្លាក់ចុះពីលើអាកាសសម្ដៅទៅកាន់ហ្វាងហៅប្រើបាតដៃមាសអន្តរាយធ្វើការទប់រងនឹងបំបែកមិនដេញនឹងអាចទៅរួចទៅសូម្បីតែក្បាច់កំពូលបែបនេះរបស់ខ្ញុំគេនៅតែអាចទប់ទល់បានចំហាយបាតដៃអន្តរាយនៅសេសសល់ហ្វាងហៅបានសង្កត់វាចុះបន្ថែមស៊ូហួងព្យាយាមប្រើលំពេធ្វើការទប់រងប៉ុន្តែនៅតែមិនអាចទូចែកចេញនៅចំហាយធម្មពលហ្វាងហៅបាននិយាយបកទៅកាន់ស៊ូហួងខ្ញុំមិនដឹងថាធម្មពលរបស់ឯងអាចកើនឡើងមកកាន់កម្រិតទី2ដំណាក់កាលទី2នេះបានដោយរបៀបណានោះទេខ្ញុំគ្រាន់តែដឹងថាឯងគឺពិតជានៅខ្សោយខ្លាំងណាស់សម្រាប់ខ្ញុំស្ទូ
ចូលទៅរកស៊ឺហួងមួយជើងមួយដៃថែមជូនមួយដៃទៀតបើងទៅបំបុកជាមួយនឹងជញ្ជាំងថ្មនៅខាងក្រោមដេកច្បាប់អាចអចែមនៅក្បែរនោះបាននេះជ័យគ្នាទៀតហើយសូម្បីតែមនុស្សស្ថិតក្នុងដំណាក់កាលទី2កម្រិតទី2ក៏ហ្វាំងហៅអាចវារហូតមកដល់សភាពបែបនេះដែរតើគេគូតែមិនខ្លាំងពេកទេមែនទេងើបមិនរួចឡើយស៊ឺហួងពោបនិយាយនៅទីនោះហ្វាំងហៅឯងបានបំផ្លាញមូលដ្ឋានគ្រឹះកាហ្វេខារបស់ខ្ញុំបើទោះបីជាគេខឹងបែបនឹងក៏ដោយតែអាចធ្វើអ្វីបានហ្វាំងហៅក៏បានតបលើកនេះត្រឹមតែជាការបំផ្លាញមូលដ្ឋានគ្រឹះនៃការដាំដុះប្រសិនបើជាឯងនៅហ៊ានឆ្លើយបែបនេះទៀតខ្ញុំនឹងយកជីវិតរបស់ឯងតែម្ដងឈ្មោះបេក្ខភាពដែលបានប្រឡងជាប់មានរហូតដល់តែ6នាក់ចាប់ពីការប្រកាសឈ្មោះនេះទៅអ្នកទាំងអស់គ្នាខ្លាយទៅជាសិស្សពេញសិនរបស់បណ្ឌិតសភាដែលចូលមកខាងក្រោមដើម្បីជ្រើសរើសសិស្សរៀងខ្លួនព្រឹត្តិការណ៍ទាំងអស់បានដើរហួសជើសានជាមួយនឹងហ្វាំងហៅក៏មិនដឹងថាមានរឿងអ្វីកើតឡើងដែរមិនមាននរណាម្នាក់ហ៊ានជ្រើសរើសអ្នកទាំងពីរធ្វើជាសិស្សផ្ទាល់របស់ពួកគាត់នោះទេហ្វាំងហៅក៏មានអារម្មណ៍ថាចម្លែកចិត្តណាស់ដែរភ្លាមនោះសំឡេងមួយក៏បានមកលើឡើងហ្វាំងហៅជួបគ្នាម្ដងទៀតហើយអូតាមពិតគឺជាព្រះបុត្រាទី6សោះថ្ងៃនោះព្រះបុត្រារត់លឿនខ្លាំងណាស់ដែលខ្ញុំមិនអាចមានពេលក្នុងការសរសើរលើបឿនរបស់ព្រះបុត្រាបានទេថ្ងៃនេះបានជួបក៏សរសើរឲ្យទៅព្រះបុត្រាពិតជាមានល្បឿនក្នុងការរត់គេចលឿនមែនខឹងដែរតែមិនដឹងធ្វើម៉េចគ្មានការអនុញ្ញាតពីខ្ញុំឯងមិនអាចធ្វើជាសិស្សរបស់បណ្ឌិតសភាមួយនេះបានទេមានទំនាស់ជាមួយនឹងខ្ញុំឯងប្រកាសជាស្ថិតក្រោមបាតជើងរបស់ខ្ញុំអស់មួយជីវិតឈើលឺបែបនោះហើយហ្វាំងហៅក៏បានបបួលចៅសានចាក់ចេញពីទីនោះសំឡេងមួយក៏ស្រាប់តែបន្លឺឡើងអាល្អិតធ្វើជាសិស្សរបស់ខ្ញុំតើឯងព្រមទេព្រឹត្តិការណ៍ម្នាក់នឹងក៏បានបង្ហាញខ្លួនឈ្មោះរបស់គាត់ហៅថាវូបៃគាត់គឺជាគ្រូហើយក៏ជាព្រឹត្តិការណ៍ម្នាក់នៅក្នុងសាលាបណ្ឌិតសភានេះដែរចូលទៅព្រះបុត្រាទី6នោះក៏បាននិយាយខាងវូបៃប្រសិនបើជាលោកហេតុទទួលយកហ្វាំងហៅធ្វើជាសិស្សនោះមានន័យថាប្រឆាំងជាមួយនឹងខ្ញុំហើយបើកភ្នែកតែបន្តិចព្រះបុត្រាទី6នឹងក៏បានបះជើងមកទៅហើយធម្មពលរបស់ព្រឹត្តិការណ៍វូបៃក៏ពិតជាមិនធម្មតាសូម្បីតែប្រឆាំងអត្រាយើងមកក៏យើងមិនខ្លាចដែរតើឯងគឺជាអ្វីទៅគ្មាននរណាម្នាក់អាចជ្រៀតជ្រែកកិច្ចការសាលារបស់យើងបានទេក្រោកឡើងវិញវូបៃតើលោកមិនខ្លាចខ្ញុំប្រាប់ព្រះបិតាឲ្យកាត់ក្បាលរបស់លោកទេស្រេចតែឯងទៅឥឡូវចង់កាត់ក្បាលអ្នកណាក៏ស្រេចតែឯងទៅហ្វាំងហៅបានគិតក្នុងចិត្តប្រចំណាម្នាក់នេះក៏ពិតជាចម្លែកសូម្បីតែអត្រាក៏គាត់មិនខ្លាចដែរធ្វើជាសាររបស់គាត់ខ្ញុំមានអារម្មណ៍ថាប្រកាសជាមានសុវត្ថិភាពច្បាស់ណាស់គឺប្រកាសជាមិនខាតបង់នោះទេសម្រាប់ចិត្តរួចហើយដាក់ដៃទាំងពីរធ្វើការគោរពខ្ញុំព្រមទទួលលោកធ្វើជាគ្រូព្រះបុត្រាទី6នឹងក៏បានក្រោកឡើងមកទៀតហើយតាមច្បាប់របស់សាលាបណ្ឌិតសភាមនុស្សដែលស្ថិតក្រោមកម្រិតទី2នៃការប្រមូលផ្ដុំកម្លាំងធានគឺមិនអនុញ្ញាតឲ្យចូលរៀននៅក្នុងសាលាបណ្ឌិតសភានោះទេហ្វាំងហៅត្រឹមតែជាមនុស្សស្ថិតក្នុងកម្រិតទី1នៃអំណាចអាណាចក្រដតេវភាពគេមិនស័ក្តិសមជាសិស្សនៃសាលាបណ្ឌិតសភានេះឡើយវាយប៉ុណ្ណឹងហើយមិនរៀងហ្វាំងហៅបានបញ្ចេញធម្មពលដ៏សម្បើមបុត្រាទី6សូមបើកភ្នែកព្រះអង្គមើលថាខ្ញុំស្ថិតក្នុងកម្រិតណាអាចទីទៅមើលបងប្អូនទាំងអស់គ្នាហ្វាំងហៅស្ថិតក្នុងកម្រិតទីប្រមាណបើតាមអ្វីដែលខ្ញុំដឹងនោះគឺហ្វាំងហៅស្ថិតក្នុងកម្រិតទី2ដែលកម្រិតទី2នឹងគេហៅថាកម្រិតប្រមូលផ្ដុំកម្លាំងធានចឹងខ្ញុំហៅជាលេខកម្រិតទី1ហៅថាអាណាចក្រដតេវភាពកម្រិតទី2ហៅថាកម្រិតប្រមូលផ្ដុំកម្លាំងធានសម្រាប់កម្រិតទី3ខ្ញុំអត់ទាន់ដឹងទេរងចាំដល់ភាគនឹងតែម្ដងទៅចាំរៀបរាប់5តែបងប្អូនទាំងអស់គ្នាសម្រាប់អ្នកដែលមើលនៅក្នុង Telegram ប្រកាសជាដឹងហើយកម្រិតដូចជាខ្ញុំបានរៀបរាប់ដែរនៅក្នុង Telegram បន្ទាប់ពីហ្វាំងហៅបានបំផ្ទុះធម្មពលរបស់គេឡើងហើយព្រះបុត្រាទី6ក៏បានដឹងគេពិតជាស្ថិតក្នុងកម្រិតទី2ការប្រមូលផ្ដុំធម្មពលយ៉ាងពិតប្រាកដមែនគ្មានឆ្ងល់ទេហើយបានជាគេមានអំណួតបែបនេះតើគេអាចទម្លុះពីផ្កាយ6នៃកម្រិតទី1មកកាន់កម្រិតទី2បានដោយរបៀបណាទៅត្រឹមតែរយៈពេល1ខែនោះព្រះបុត្រាតើខ្ញុំនៅពេលនេះមានសិទ្ធិអាចចូលរៀននៅក្នុងបណ្ឌិតសភាបានហើយឬនៅក្រហមគេក៏បានតបប្រកាសណាស់ថាឯងមិនអាចមានសិទ្ធិចូលរៀននោះទេជាធម្មតាមនុស្សម្នាក់បែងចែកនៅទេពកោសល្យជា3ផ្សេងគ្នាបើតាមអ្វីដែលខ្ញុំចាំបាននោះឯងត្រឹមតែជាមនុស្សដែលមានទេពកោសល្យស្ថិតក្នុងកម្រិតទាបប៉ុណ្ណោះដែលមិនស័ក្តិសមជាសិស្សនៃសាលាបណ្ឌិតសភានោះទេព្រឹត្តិការណ៍វូបៃអកស្រាមួយអឹកស៊ូទៅកាន់ហ្វាំងហៅអាឡារ៉ាតើឯងស្ថិតក្នុងទេពកោសល្យថ្នាក់ទាបដូចជាគេថាមែនទេគេក៏បានតបមិនមែនទេអញ្ចឹងគឺជាថ្នាក់មធ្យមមែនទេក៏មិនមែនដែរអញ្ចឹងគួរតែជាទេពកោសល្យថ្នាក់ខ្ពស់ហើយហ្វាំងហៅអីហ្វាំងហៅតែឯងចង់លាក់ពីសាវតារបស់ខ្លួនឯងដល់ពេលណាទៀតអ្នកណាក៏ដឹងដែរនៅពេលដែលឯងធ្វើតែសាររបស់នៅគ្រួសារត្រកូលវាងនោះឯងត្រឹមតែជាមនុស្សដែលមានទេពកោសល្យថ្នាក់ទាបប៉ុណ្ណោះឬក៏គិតថាគ្រាន់តែឡើងមកកាន់កម្រិតទី2នៃការប្រមូលផ្ដុំកម្លាំងធានអាចឲ្យឯងមានភាពអំនួតបែបនេះហើយឈើពុតខ្លួនបន្តិចហ្វាំងហៅក៏បាននិយាយបន្តថ្ងៃនេះខ្ញុំក៏ចង់ដឹងអំពីទេពកោសល្យដែលខ្ញុំមានដែរលោកនាយកសាលាតែខ្ញុំអាចស្នើសុំសាកល្បងទេពកោសល្យរបស់ខ្ញុំនៅពេលនេះបានទេថ្មសាកល្បងទេពកោសល្យក៏បានយកមកដល់ភ្លាមហ្វាំងហៅដែលបំរុងនឹងដាក់ដៃចូលទៅហើយក្រឡេកទៅកាន់ចៅសានស៊ូគេឯងស្ថិតក្នុងកម្រិតទេពកោសល្យណាមួយដែរគេក៏បានតបខ្ញុំមិនដឹងទេម្ចាស់តូចពីព្រោះថាខ្ញុំមិនដែលសាកល្បងផងបើបែបនោះហើយឯងចូលមកធ្វើការសាកល្បងមុនទៅដាក់ដៃប៉ះជាមួយនឹងថ្មសាកល្បងទេពកោសល្យវាក៏បានផ្ទុះប៊ូមសាយភានៅកម្លាំងធាតុពណ៌បៃតងព្រឹត្តិការណ៍ទាំង4បានច្រហមមាត់នាយកសាលាបណ្ឌិតសភាក៏បានប្រកាសឡើងចៅសាទេពកោសល្យថ្នាក់ខ្ពស់ដល់វេនហ្វាំងហៅនេះមានតូចដែលនៅក្នុងសមុទ្រស្មារតីរបស់គេនោះនិយាយទៅប្រាប់ហ្វាំងហៅកុំធ្វើខ្ញុំបាក់មុខឲ្យសោះមានកម្លាំងប៉ុន្មានឯងអាចបញ្ចេញទាំងអស់ទៅបានជំនួយពីក្របពូជវិញ្ញាណឋានសួគ៌គ្រាន់តែដាក់ដៃចូលទៅធម្មពលពណ៌មាសដ៏សម្បើមបានផ្ទុះចេញបង្កើតទៅជាអរេហោះឆ្វែងឆ្វាត់នៅទីនោះព្រឹត្តិការណ៍ទាំងអស់ជោគដៃបាំងពីខ្សែធម្មពលរើបានឆ្លងកាត់កែវភ្នែករបស់ពួកគាត់ប្រកាសឡើងហ្វាំងហៅគឺជាទេពកោសល្យលំដាប់ពិភពលោកជាទូទៅមនុស្សបែងចែកទេពកោសល្យជា3ទាបខ្ពស់និងកំពូលចំណែកទេពកោសល្យលំដាប់ពិភពលោក
លោកគឺជាទេពកោសលនៃធ្លាប់ឮត្រឹមតែជាពាក្យដំណាលតែប៉ុណ្ណោះនៅពេលនេះបានឃើញនៅផ្ទាល់ភ្នែកម្ចាស់សាលទាំង4បានរត់ទៅកាន់ហ្វាំងហៅព្រមគ្នាឲ្យគេព្រមទទួលយកពួកគាត់ធ្វើជាគ្រូទេពកោសលដែលមានរាប់ពាន់ឆ្នាំម្ដងបែបនេះអ្នកណាមិនចង់បានទៅដណ្ដើមគ្នាចុះឡើងបុត្រាទី6បានស្រែកម្ចាស់សាលទាំង4តើពួកលោកមិនស្ដាប់បង្គាប់របស់ខ្ញុំទេនៅពេលនេះពួកគាត់ចាប់ផ្ដើមក្បាលរងាយបន្ទាប់ពីឃើញទេពកោសលរបស់ហ្វាំងហៅសាលាបណ្ឌិតសភារបស់ពួកយើងមិនស្ថិតក្រោមការគ្រប់គ្រងរបស់ព្រះអន្តរីទេព្រះបុត្រាទី6ចុះល្អគួរតែកុំបង្ខំពួកយើងអីល្អបញ្ចេញដើមរបស់គេសម្រុកចូលមនុស្សដែលស្លាប់ហើយប្រកាសជាមិនអាចចូលរៀននៅក្នុងសាលារបស់ពួកលោកទេមែនទេប្រើម្រាមពីចាប់ផ្លែដាវដោយតែការពីពេលមុនអញ្ចឹងចឹងមិនព្រះបុត្រាខឹងហើយផ្ទាត់ចេញច្រពាន់ជើងដួលចំផ្កាមុខព្រះបុត្រាខ្ញុំដូចជាធ្លាប់រំលឹកត្រង់ម្ដងការប្រើប្រាស់ថ្នាំដើម្បីជួយជំរុញធម្មពលឲ្យកើនឡើងកម្រិតនោះមូលដ្ឋានគ្រឹះមិនស្ថិតស្ថេរនោះទេកម្លាំងធាតុក៏មិនអាចខ្លាំងបានដែរដូច្នេះហើយត្រឡប់ទៅវិញព្យាយាមហ្វឹកហាត់តាមសម្រួលទៅវាយចាញ់មិនអីទេស្អប់បំផុតអានិយាយឌឺនឹងតែម្ដងក្រោកឡើងកាប់ចូលទៅកាន់ហ្វាំងហៅទីរ៉ៃប្រើកណ្ដាប់ដៃទប់រងនៅផ្ទាល់បាត់ចេញពីទីនោះដាល់ពី3ដៃថែមមួយជង្គង់បាយឈាមធាក់មួយជើងទៀតចាប់ដាល់របស់គេភ្ជុងកហ្វាំងហៅឲ្យហ៊ានមែនទេពុករបស់ខ្ញុំប្រកាសជាមិនអាចលើកលែងឯងទេអូពុករបស់ព្រះបុត្រាជាអ្នកណាទេខ្ញុំមិនដែលទាំងស្គាល់ផងហើយអ្វីខ្ញុំត្រូវខ្លាចគាត់ដើរដល់មុតស្រួចចង្អុលកាន់តែគីនឹងកព្រឹត្តិចារវូប៉ៃជាមួយនឹងនាយកសាលាដើរចូលមកហ្វាំងហៅដល់លេងព្រះបុត្រាទី6ទៅគេក៏បានតបវាគ្រាន់តែជាការប្រកួតធម្មតាប៉ុណ្ណោះនាយកសាលាមិនចាំបាច់ព្រួយបារម្ភនោះទេគប់ដើរគម្រាមប៊ីនឹងចំទៅហើយដកដើររបស់គេឡើងព្រះបុត្រាទី6ហ្វាំងហៅផ្សាទុកសិនចុះឯងកុំតន់សម្បាញ់ចិត្តពេកនេះថ្ងៃអនាគតខ្ញុំនឹងសម្លាប់ឯងនេះផ្ទាល់ដៃរបស់ខ្ញុំនាយកសាលាបាននិយាយម្ដងទៀតហ្វាំងហៅម្ចាស់សាលទាំង6រងចាំឯងសម្រេចចិត្តថាចូលទៅសាលណាដោយពិតប្រាកដខ្ញុំក៏ចូលទៅសាលធានវូព្រឹទ្ធាចារ្យម្នាក់ក្នុងចំណោមព្រឹទ្ធាចារ្យទាំង6នឹងដាស់តឿនទៅកាន់ហ្វាំងហៅសាលធានវូគឺជាសាលដែលក្រីក្របំផុតបច្ចុប្បន្នក៏មិនមានសិស្សហ្វឹកហាត់ដែរឯងសម្រេចចិត្តដោយប្រុងប្រយ័ត្នម្ដងទៀតទៅកុំឲ្យមានការស្ដាយក្រោយអីសោះចៅសានក៏បាននិយាយដូចគ្នាខ្ញុំក៏ទៅសាលាធានវូដែរម្ចាស់តូចទៅទីណាខ្ញុំនឹងទៅទីនោះមានសមត្ថភាពប៉ុន្តែបែរជាល្ងងក្នុងការជ្រើសរើសផ្ទះស្មាទៅកាន់គ្នារបស់គាត់ដើរចាក់ចេញពីទីនោះស្ដាយសិស្សដែលមានសមត្ថភាពដូចជាហ្វាំងហៅដាក់ដៃទាំងពីរសិស្សហ្វាំងហៅសូមគោរពលោកគ្រូគាត់ក៏បានរៀបដៃចាំលើក្រោយទៅតើឯងចង់គោរពគ្រូដោយបែបនេះមែនទេតើមិនអាចមានត្រណប់ដៃអ្វីសោះហ្វាំងហៅក៏ពិតជាមិនយល់តើលោកគ្រូត្រូវការអ្វីទៅគាត់ក៏បានតបវាក៏មិនច្រើនដែរប្រាក់2សែនដំឡឹងតែឯងមានទេចូលរៀនថ្ងៃដំបូងក៏ត្រូវបានគ្រូធ្វើស៊ីបាត់ទៅហើយឃើញហ្វាំងហៅអែអុញព្រឹទ្ធាចារ្យប៉ៃវូក៏បាននិយាយប្រសិនបើជាឯងមិនមានទេការគោរពគ្រូថ្ងៃនេះលើកទៅថ្ងៃក្រោយទៅប្រគល់វាទៅឲ្យគាត់លោកគ្រូប្រាក់2សែនដំឡឹងក៏ពិតជាច្រើនខ្លាំងណាស់ថាលោកគ្រូកំពុងតែចង់សាងសង់សាលហ្វឹកហាត់ឡើងវិញមែនទេគាត់រាប់បណ្ដាតបទៅកាន់ហ្វាំងហៅបណ្ដាមានន័យណាគឺលុយសម្រាប់សងដែលខ្ញុំជាពាក់ថ្លៃស្រាគេតើផឹកស្រារហូតដល់2សែនដំឡឹងពិតជាកំពូលគ្រូមែនលើបែបនោះហ្វាំងហៅជាមួយនឹងចៅសានបាច់ចង្កេះតែម្ដងគាត់ក៏បានបន្ថែមថាអូមេរ៉ាអាសាល្អវាក៏ដល់ពេលដែលខ្ញុំត្រូវយកលុយទៅសងគេល្មមជួបគ្នានៅពេលក្រោយរួចខចាចេញពីទីនោះបាត់ទៅផ្ទះຕົកមួយដៃម្ចាស់នៃគ្រួសារស៊ូក៏ពិតជាខឹងជាខ្លាំងក្រោកឡើងហ្វាំងហៅក៏ពិតជាសម្លុតមកកាន់គ្រួសារយើងមែនបងប្រុសរបស់គាត់នឹងក៏បាននិយាយដូចគ្នាខ្ញុំបានប្រាប់លបងហើយអាក្មេងម្នាក់នឹងមិនមែនជាគោលដៅដែលយើងងាយស្រួលក្នុងការដោះស្រាយនោះទេបើធ្វើតាមសម្ដីខ្ញុំកាលពីពេលមុនសម្រាប់គេឲ្យបាននោះថ្ងៃនេះប្រកាសជាមិនមានរឿងបែបនេះនោះទេនៅពេលនេះប្រសិនបើជាគេអាចខ្លាយទៅជាឆ្មាំអន្តរីទៀតនោះគ្រួសាររបស់យើងប្រកាសជាមិនអាចរស់នៅបានសុខទេក្រហមបន្តិចឆ្មាំអន្តរីគឺជាអ្វីទៅគ្រាន់តែជាឆ្កែបំរើនៃរាជវង្សប៉ុណ្ណោះកុំភ្លេចថានៅពីក្រោយយើងមានព្រះបុត្រាទី6ចាំការពារប៉ុន្តែលើបងក្មេងប្រុសម្នាក់នឹងក៏ពិតជាមានទេពកោសល្យណាស់ខ្ញុំខ្លាចក្រែងថាមួយថ្ងៃណាដែលគេមានជីវិតរស់នៅថ្ងៃនោះក៏ជាការគំរាមមកដល់គ្រួសាររបស់យើងដែរពិបាកអ្វីទៅចេញបញ្ជារបស់ខ្ញុំតាមសម្រាប់គេបានលើកនេះធ្វើយ៉ាងណាត្រូវតែយកទាំងដើមទាំងការពីគេមកវិញលពូចៅពេលនេះបាននិយាយទៅកាន់ហ្វាំងហៅនៅពេលនេះឯងបានខ្លាចជាសិស្សនៃសាលាបណ្ឌិតសភាហើយក៏គួរតែដល់ពេលទៀមទាទ្រព្យសម្បត្តិទាំង3ដែលឪពុករបស់ឯងបានបន្សល់ទុកហើយហ្វាំងហៅក៏យល់ស្របចាំមើលថាវាងធានយ៉ាងមានលេសអ្វីដើម្បីដោះសារទៀតនិយាយចប់ទ្វារផ្ទះរបស់គេនឹងក៏បានបើកព្រឹទ្ធាចារ្យធំដែលជាវាងធានយ៉ាងនឹងក៏បានដើរចូលមកជាមួយនឹងប្រអមដែលកូនចៅរបស់គាត់បានកាន់ព្រឹទ្ធាចារ្យធំមកកន្លែងខ្ញុំទាំងមិនបានអញ្ជើញតើអាចឲ្យខ្ញុំដឹងបានទេថាលោកត្រូវការអ្វីទៅគាត់ក៏បានតបនេះគឺជារបស់ដែលឪពុករបស់ឯងបានបន្សល់ទុកឲ្យខ្ញុំគ្រាន់តែយកវាមកជាមួយនឹងកិច្ចសន្យាមួយហ្វាំងហៅក៏ឆ្ងល់ដែរព្រឹទ្ធាចារ្យវាងធានយ៉ាងបានបញ្យល់ទៅប្រាប់នេះគឺជាសម្បត្តិសម្ពរគួររបស់គ្រូសាស៊ូអូតាមពិតក៏បែបនឹងសោះខ្ញុំខំតែឆ្ងល់ហើយអ្វីក៏លោកមានចិត្តសប្បុរសយករបស់ទាំង3នេះមកឲ្យខ្ញុំដោយផ្ទាល់តាមពិតក៏ដោយសារតែមូលហេតុមួយនេះសោះឃើញគេនិយាយច្រើនបែបនេះគាត់ក៏បានសួរបញ្ជាក់ទៅកាន់ហ្វាំងហៅតើឯងយករបស់ទាំងពីរនេះឬក៏មិនយកទាំងពីរគ្រាន់តែនិយាយមួយម៉ាត់មកខ្ញុំនឹងត្រឡប់ទៅវិញខ្ញុំប្រកាសជាទទួលហើយមិនដែលនឹងអាចខ្វះគុណធម៌ចំពោះម្ចាស់គំនុំដែលចង់សងសឹកបានទៅប៉ុន្តែបើតាមមើលទៅផែនការដែលលោកចង់ឲ្យខ្ញុំប្រកួតជាមួយនឹងស៊ូឈិញហ្វឹងប្រហែលជាត្រូវបរាជ័យទៀតហើយខ្ញុំមិនដែលនឹងអាចចាញ់គេបានបើទោះបីជាគេមានធម៌ពលខ្លាំងក្លាបែបហ្នឹងក៏ដោយម្យ៉ាងវិញទៀតមានរឿងមួយខ្ញុំចង់បញ្ជាក់ជាមួយនឹងលោកឲ្យច្បាស់ចាប់តាំងពីខ្ញុំទទួលបាននៅរបស់ដែលឪពុករបស់ខ្ញុំបានបន្សល់ទុកឲ្យហើយខ្ញុំជាមួយនឹងគ្រួសារវាងមិនមានពាក់ព័ន្ធអ្វីជាមួយនឹងគ្នាទៀតនោះទេបើទោះបីជាថាថ្ងៃក្រោយខ្ញុំធ្វើខុសឬក៏ស្ថិតក្នុងសភាពបែបណាក៏មិនពាក់ព័ន្ធជាមួយនឹងគ្រួសារវាងទៀតដែរកាត់មកពេលយប់អ្នកមាសតូចនឹងក៏បាននិយាយទៅកាន់ហ្វាងហៅឯងប្រកាសចិត្តឲ្យមែនទេដែលចង់ប្រកួតជាមួយនឹងស៊ូឈិញហ្វឹងនោះដែលឯងទើបតែឈានមួយជំហានចូលកម្រិតទី2ប៉ុណ្ណោះប្រសិនបើជានៅពេលនេះខ្ញុំដកថយពួកគេប្រកាសជាធ្វើបាប
ខ្ញុំកាន់តែខ្លាំងបែបនោះគឺមានតែប្រឈមមុខជាមួយនឹងជីវិតនៃការស្លាប់ប៉ុណ្ណោះពួកគេព្យាយាមបង្ខំឲ្យខ្ញុំតល់ច្រកវិធីចុងក្រោយមានតែបកទៅខំគេវិញតែប៉ុណ្ណោះគិតច្រើនក៏គ្មានប្រយោជន៍អ្វីដែរតែថាប្រអប់មួយនេះតើគួរតែបើកយ៉ាងម៉េចទៅពិនិត្យមើលយ៉ាងច្បាស់អ្នកតូចក៏បានប្រាប់ទៅកាន់ហ្វាំងហៅប្រអប់នេះគួរតែត្រូវបានបិទដោយយន្តនៃខ្សែឈាមបើវាជារបស់ពុករបស់ឯងមែនគួរតែអាចប្រើឈាមរបស់ឯងដើម្បីបើកវាបានហើយបន្តឈាមដាក់តែបន្តិចដូចជាអ្វីដែលកូននាងមានបាននិយាយមែនរបស់3យ៉ាងបានផ្ទុះចេញពីប្រអប់ភ្លាមបើកភ្នែកមើលយកចិត្តទុកដាក់អសរមួយជួរក៏បានបង្ហាញឡើងប្រាប់ថាភាគនេះក៏ត្រូវបានបញ្ចប់ទៅហើយយ៉ាមឡើងនៃសាច់រឿងភាគនេះរបស់ទី1ហ្វាំងហៅយកវាមកមើលប៉ុន្តែមិនស្គាល់ក៏បានទុកវាសិនក្រឡេកមើលដាវដែលកំពុងតែអណ្ដែតនៅចំពោះមុខកាន់វាឡើងដាវមួយដាវនេះគួរតែមិនសាមញ្ញនោះទេល្អទុកឲ្យខ្ញុំសាកមើលវាបន្តិចទៅមើលចាក់ធម្មពលវិញ្ញាណរបស់គេចូលបញ្ជូនវាទៅខាងមុខបរិយាកាសដែលនៅទីនោះប្រែប្រួលទៅជាត្រជាក់តុកទូកៅអេនក៏បានកក់ទទួលបានធម្មពលវិញ្ញាណហើយវាក៏បានធ្វើការវាប្រហារទៅកាន់ហ្វាំងហៅប៉ឹងផ្អឹបជាមួយនឹងជញ្ជាំងដូចអ្វីដែលខ្ញុំបានគិតមែនដាវមួយដាវនេះមិនសាមញ្ញនោះទេវាថែមទាំងអាចស្រូបយកធម្មពលរបស់អ្នកណាម្នាក់ទៀតផងនិយាយមិនទាន់ចប់ក្រឡេកមើលទៅកូននាគជាមួយនឹងខ្លួនគេផ្ទាល់និងរបស់របរដតិភាពដែលនៅក្បែរនោះត្រូវបានដាវនោះកំពុងតែស្រូបយកធម្មពលកូននាគស្រែកប្រាប់ទៅកាន់ហ្វាំងហៅឲ្យឆាប់បញ្ឈប់វាភ្លាមទៅបើមិនអញ្ចឹងទេពួកយើងប្រកាសជាខ្សោះធម្មពលពីខ្លួនមិនខានហ្វាំងហៅបានស្ទុះចូលទៅចាប់វាតែក៏ត្រូវប៉ាំងសម្រុកចូលទៅម្ដងទៀតក៏នៅតែប៉ាំងធ្វើការវាប្រហារទៅកាន់ហ្វាំងហៅយកដៃទាំងពីរដែលផ្ទាល់ចាប់ជាមួយនឹងផ្លែដាវកូននាគដែលគេចរួចពីការបឺតស្រោងបំលាស់ទីចូលទៅទាត់ដាវនោះមួយជើងដោតជាប់ជាមួយនឹងជញ្ជាំងសំណាងហើយដែលដាវមួយដើមនោះមិនទាន់មានធម្មពលពេញលេញបើមិនអញ្ចឹងទេពួកយើងប្រកាសជាត្រូវស្លាប់នៅទីនេះដោយគ្មានមូលហេតុខ្ញុំក៏ពិតជាឆ្ងល់ណាស់ហ្វាំងហៅតើឪពុករបស់ឯងបានដាវដ៏អស្ចារ្យខ្លាំងបែបនេះមកពីណាទៅដកវាជុំវិញហ្វាំងហៅក៏បានតបខ្ញុំមិនដឹងនឹងសូម្បីតែមុខរបស់គាត់ខ្ញុំមិនដែលទាំងបានឃើញផងជាទូទៅអាវុធវេទមន្តមាន9ថ្នាក់ប៉ុន្តែដាវរបស់ឯងគួរតែមិនអាចចាត់ចូលជាថ្នាក់ណាមួយសោះខ្ញុំពិតជាឆ្ងល់ថាវាមានប្រភពមកពីណាតើវាអាចជាអាវុធវេទមន្តលេបត្របាក់ឋានសួគ៌ដែលធ្លាប់ឮទៅតាមតែពាក្យដំណាលនោះមែនទេបើបែបនោះមែនវាក៏អាចទៅរួចដែរគ្រាន់តែចាប់ផ្ដើមកកើតឡើងភ្លាមវាក៏អាចមានសមត្ថភាពស្រូបយកធម្មពលជំវិញខ្លួននិងអភិវឌ្ឍភាពឆ្លាតវៃរបស់វានៅទីបំផុតដែលសូម្បីតែធម្មពលមេឃដីនិងឋានសួគ៌ក៏ត្រូវបានលេបត្របាក់ដោយវាដែរប៉ុន្តែក៏គួរឲ្យស្ដាយវត្ថុដ៏អស្ចារ្យបែបនេះបែរជាឯងមិនមានលទ្ធភាពប្រើប្រាស់វាឲ្យបានពេញលេញគិតចុះឡើងក៏ជាសំណាងល្អម្យ៉ាងដែរប្រសិនបើជាអាវុធវេទមន្តនេះមានធម្មពលពេញលេញអំបញ្ញមិញនេះពួកយើងប្រកាសជាត្រូវស្លាប់ទុកដាវមួយនោះហើយហ្វាំងហៅក៏បានយករបស់ម្យ៉ាងឡើងកូននាគតូចក៏បានភ្ញាក់ផ្អើលទៀតហើយហេតុអ្វីបានជារមូរមួយនេះមកនៅទីនេះទៅវិញហ្វាំងហៅក៏ឆ្ងល់សួរថាឯងចង់មានន័យថាយ៉ាងម៉េចទៅកូននាគតូចក៏បានរៀបរាប់ប្រាប់ទៅកាន់ហ្វាំងហៅរមូរមួយនេះគឺបានលាក់ទុកនៅបច្ចេកទេសភ្នែកឋានសួគ៌កម្រិតខ្ពស់បំផុតអាចនិយាយបានថាមានប្រភពមកពីទីវាលរហោស្ថាននៃជើងមេឃនៅពេលដែលកម្រិតធម្មពលរបស់ឯងខ្ពស់ជាងពេលបច្ចុប្បន្ននេះបន្តិចនោះឯងប្រកាសជាបានដឹងពីរបៀបនៃធម្មពលវិញ្ញាណអ្នកផ្សេងនិងចលនារបស់គូសត្រូវដែលបំរុងនឹងបញ្ចេញសកម្មភាពដោយសារតែឆ្ងល់ទៅហើយហ្វាំងហៅក៏បានសួរបន្តតំបន់ឆ្ងាយនៃជើងមេឃនោះតើឯងចង់និយាយអំពីពិភពផ្សេងក្រៅពីពិភពលោកមួយនេះមែនទេគេក៏បានតបពិតប្រាកដហើយរមូរមួយនេះគឺជាបច្ចេកទេសក្បាច់គុណដ៏អស្ចារ្យនៃពិភពលោកផ្សេងប៉ុណ្ណោះតាមពាក្យចចាមអារាមវាត្រូវបានចុះបណ្ដាសាដោយអ្នកខ្លាំងហើយក៏បានបង្ហាញខ្លួននៅពិភពដាច់ស្រយាលនៃជើងមេឃនៃពិភពរបស់ពួកយើងនេះនិយាយចោលឡើងគេក៏បានបិទមាត់ច្រឡំនិយាយច្រើនពេកហើយហ្វាំងហៅព្យាយាមសួរជិះឬជីកគល់ប៉ុន្តែគេមិនបានឆ្លើយប្រាប់ទៀតនោះទេគ្រាន់តែប្រាប់ថាមានកៅភ្នែកឋានសួគ៌នេះបើទោះបីជាឯងមិនអាចប្រកួតឈ្នះក៏ដោយយ៉ាងហោចណាស់ក៏អាចស្មើបានដែរស្មើមិនដេញនឹងអាចទៅខ្ញុំត្រូវតែឈ្នះរឿងមួយនេះគឺពិតជាមិនអូសក្រឡានោះទេថាប្រកួតព្រឹកឡើងក៏ចាប់ផ្ដើមប្រកួតតែម្ដងនៅក្នុងទីលានមានមនុស្សម្នាជាច្រើនកំពុងតែរងចាំទស្សនានៃការប្រកួតមួយនោះស៊ូហងបាននិយាយទៅកាន់បងស្រីរបស់គេដែលជាស៊ូម៉ូយូនឹងនៅពេលបញ្ចប់នៃការប្រកួតខ្ញុំនឹងសូមឲ្យលោកពុកទុកជីវិតឲ្យហ្វាំងហៅនៅពេលនោះខ្ញុំនឹងយកគេមកកាច់បំបាក់ដៃជើងនិងដកឆ្អឹងចេញពីរាងកាយរបស់គេមួយតាមសម្រួលឲ្យគេទទួលបាននូវអារម្មណ៍ឈឺចាប់ដែលមិនអាចបំភ្លេចបានជួងបានមកលឺឡើងនៅលើវេទិកាស៊ូឈីងហ្វាំងបាននិយាយទៅកាន់ហ្វាំងហៅយល់ដល់ឯងជាក្មេងចំនួនក្រោយខ្ញុំនឹងតឲ្យឯង3ក្បាច់មុនហ្វាំងហៅក៏បានបដិសេធទេខ្ញុំតែងតែគោរពចាស់ទុំដូច្នេះហើយខ្ញុំមិននឹងអនុញ្ញាតឲ្យលោកវាប្រហារមកកាន់ខ្ញុំ10ក្បាច់មុនវាយចាញ់មិនអីទេខំបំផុតអានិយាយឌឺដងនឹងតែម្ដងតែក៏មិនអីដែរសម្រុកចូលទៅមួយកំភ្លៀងថែមមួយចង្គង់ធាក់មួយជើង3ក្បាច់គ្រប់ល្មមល្អអាល្អិតថ្ងៃនេះខ្ញុំនឹងចិញ្ច្រាំឯងបញ្ចេញដាវសម្រុកចូលទៅពីបេដាវដំបងត្រូវបានហ្វាំងហៅដាល់បំបីដេញតាមកាប់ប្រហារពីខាងក្រោយកិច្ចបណ្ដាយកដៃទប់រងបណ្ដាចាប់ដាវរបស់គាត់ជាប់បញ្ចេញស្នាមញញឹមបង្វិលដាវចេញតាមចាក់ហ្វាំងហៅជាបន្តឆ្វេងស្ដាំស៊ីមួយបាត់ដៃអត្រីរបស់ហ្វាំងហៅប៉ាំងចេញដូចគ្នាហ្វាំងហៅសឹងតែធ្លាក់ចូលស្រះស៊ូឈីងហ្វាំងម្ចាស់នៃគ្រួសារស៊ូចាប់ផ្ដើមភ័យហើយក្មេងម្នាក់នេះត្រឹមតែជាមនុស្សដែលស្ថិតក្នុងកម្រិតទី2ប្រមូលផ្ដុំកម្លាំងធាតុសោះបែរជាមានធម្មពលជ្រាលជ្រៅបែបនេះមិនអាចទុកឲ្យគេរស់នៅទៀតបានទេថៃឈៀននៅកំពុងតែមើលនៅបានដឹងហើយតាចាស់ម្នាក់នេះកំពុងតែប្រើប្រាស់ធម្មពលរបស់គេអស់ពីខ្លួនហើយមើលទៅគេគួរតែចង់ព្យាយាមកំចាត់ហ្វាំងហៅត្រឹមតែមួយក្បាច់ជាមួយនឹងកម្រិតទី3នៃសមុទ្រកម្លាំងធាតុហ្វាំងហៅមិនដេញនឹងអាចទប់ទល់ជាមួយនឹងគេបានទៅអញ្ចឹងស៊ូឈីងហ្វាំងម្ចាស់នៃគ្រួសារស៊ូនឹងស្ថិតក្នុងកម្រិតទី3ដែលហៅថាកម្រិតសមុទ្រនៃកម្លាំងធាតុបើកែវភ្នែកឋានស៊ូសម្លឹងទៅហ្វាំងហៅបានឃើញពីស្នេហ៍របស់ស៊ូឈីងហ្វាំងយ៉ាងច្បាស់កិច្ចចេញកិច្ចទៀតស៊ូឈីងហ្វាំងបន្តកាប់តែក្មេងម្នាក់នេះអាចកិច្ចផុតពីចលនានៃការវាយប្រហាររបស់ខ្ញុំបាននៅរបៀបណាទៅតើគេពិតជាអាចមើលដឹងពីចលនានៃការវាយប្រហាររបស់ខ្ញុំពិតមែនទេមិនអាចទេកិច្ច
បណ្ដាฟังហៅមិនគិតក្នុងចិត្តបណ្ដាអ្វីត្បិតតែធម្មពលរបស់ខ្ញុំមិនអាចប្រើប្រាស់ភ្នែកដទេសភាពឋានសួគ៌នេះដោយពេញលេញក៏ដោយក៏ប៉ុន្តែនៅតែអាចមើលឃើញចលនាខ្លះៗរបស់គេកាប់សឹងតែកន្លះថ្ងៃប៉ុន្តែមិនត្រូវฟังហៅសូម្បីតែបន្តិចប្រមូលផ្ដុំនៅធម្មពលរបស់គេវាយបបត្រូវបានគេគេចផុតរួចបន្តកាប់ទៅកាន់ฟังហៅវ៉ាងលីនមានការព្រួយបារម្ភជាខ្លាំងចំណែកស៊ូហងនៅពេលនេះសៅចឹងមានក្តីសុខលុតជង្គង់នៅចំពោះមុខស៊ូជីងហ្វឹងបាននិយាយទៅកាន់ฟังហៅអាឡិនពេលវេលារស់នៅរបស់ឯងគឺបានបញ្ចប់ទៅហើយវាក៏គួរតែដល់ពេលឋានរੂត្រូវយកឯងទៅដែរកាប់ចោះជាមួយនឹងដាវក្នុងដៃฟังហៅបញ្ចេញស្នាមញញឹមដកដាវលេបត្របាក់ឋានសួគ៌ធ្វើការទប់រងផ្ទុះចេះចេញនៅចំហាយធម្មពលស៊ូជីងហ្វឹងចាប់ផ្ដើមភ័យម្ដងទៀតតើវាជាដាវចង្រៃយកអ្វីទៅថែមទាំងអាចស្រូបយកធម្មពលរបស់ខ្ញុំទៀតផងฟังហៅបាននិយាយហ៊ានឡើងសៃវៀនប្រយុទ្ធជាមួយនឹងលោកត្រឹមទាំងខ្ញុំស្ថិតក្នុងកម្រិតទី2នោះខ្ញុំមិនដេញនឹងអាចនឹងមិនមានក្នុងមកឯកបានទៅច្រានទៅមុខទៅបន្តិចតែប៉ុណ្ណោះធម្មពលបានផ្ទុះដូចជាក្របបែកបង្កករាងកាយរបស់ស៊ូជីងហ្វឹងកូនទាំងពីររបស់គេបានរត់ទៅគ្រាឪពុកស៊ូហងចាក់ទៅរកฟังហៅរងរួចក៏ធាក់គេមួយជើងបំប៉ើងទាំងកូនទាំងឪពុកฟังហៅវាយដេកទាំងអស់ស៊ូជីងហ្វឹងបាននិយាយទៅកាន់ฟังហៅឯងហ៊ានបំផ្លាញនឹងការដាំដុះរបស់ខ្ញុំក្រហមរួចក៏តបមានអ្វីដែលខ្ញុំត្រូវខ្លាចទៅឡើងសៃវៀនប្រយុទ្ធខ្ញុំនៅតែហ៊ានទោះបីជាពេលនេះខ្ញុំសម្លាប់លោកទៀតក៏ដោយខ្ញុំមិនមានអារម្មណ៍ថាខុសឆ្គងសូម្បីតែបន្តិចគ្រូសាស៊ូបានធ្វើបាបខ្ញុំតាំងពីតូចមកដល់ពេលនេះវាក៏គួរតែដល់ពេលពួកយើងត្រូវជំរះបញ្ជីគ្នាស៊ូមួយយូបានភ្ជង់ដើរទៅកាន់ฟังហៅខ្ញុំនឹងសម្លាប់ឯងក្រហមរួចដើរចេញឪពុករបស់នាងដែលជាអ្នកខ្លាំងបំផុតនោះនៅតែខ្ញុំអាចបង្ក្រាបបានចោះនាងគឺជាអ្វីទៅបើនាងមានពេលច្រើនបែបនេះគួរតែស្វែងរកវិធីដើម្បីដោះស្រាយជាមួយនឹងសត្រូវចាស់បន្ទាប់ពីឪពុករបស់នាងដែលជាអ្នកខ្លាំងបំផុតនៅក្នុងគ្រួសារត្រូវបានបាត់បង់ក្របពូជនៃវិញ្ញាណនោះនៅពេលដែលពួកគេមកសងសឹកតើនាងយកអ្វីទៅតតាំងជាមួយនឹងពួកគេវ៉ាងលេនក៏រត់មកអោបទៀតស៊ូហងដែលបានក្រោកឡើងនិយាយតែម្នាក់ឯងฟังហៅដរាបណានេះខ្ញុំមិនអាចសម្លាប់ឯងបានខ្ញុំនឹងមិនធ្វើជាមនុស្សនោះទេមកដល់បន្ទប់វិញฟังហៅបានទទួលសម្បត្តិមួយដែលបានបន្សល់ទុកដោយលោកពូជើនៅពេលនេះឬគល់ខាងវិញ្ញាណរបស់អ្នកប្រុសតូចបានស្ដារឡើងវិញដាវគ្មានធូលីជាមួយនឹងភ្នែកលេបត្របាក់ឋានសួគ៌អ្នកប្រុសតូចក៏ទទួលបានវិញដែរនេះក៏គួរតែដល់ពេលវេលាដែលខ្ញុំត្រូវទៅដោះស្រាយរឿងផ្ទាល់ខ្លួននៅពេលដែលអ្នកមានសមត្ថភាពខ្លាំងគ្រប់គ្រាន់ខ្ញុំនឹងត្រឡប់មកវិញប្រាប់អំពីស្ថានភាពគ្រួសាររបស់អ្នកប្រុសថែខ្លួនពួកយើងនឹងជួបគ្នាសាជាថ្មីម្ដងទៀតនៅពេលក្រោយឮសំឡេងគោះទ្វារបើកមកគឺជាវ៉ាងលីនជាមួយនឹងចៅសាដែលនាងបាននិយាយថាប្រុសតើរៀបចំឲ្យបានហើយឬនៅពួកយើងក៏គួរតែដល់ពេលដែលត្រូវទៅសាលាបញ្ចេញស្នាមញញឹមគេក៏បានតបទៅកាន់វ៉ាងលីនភាគនេះក៏ត្រូវបានបញ្ចប់ឲ្យវ៉ាងលីនអធិស្ឋានរកខុសឆ្គងដែលបានកើតឡើងដោយអចេតនាផ្ដើមឡើងសាច់រឿងនៃភាគនេះវ៉ាងលីនបានចង្ហមាត់យ៉ាងធំវ៉ាវសាលាបណ្ឌិតសភាធានវូពិតជាធំមែនស័ក្តិសមដែលជាសាលាធំបំផុតមួយក្នុងចំណោមសាលាដ៏ធំទាំង4បែបនេះគឺគ្មានអ្វីដែលគួរឲ្យឆ្ងល់ទេខ្ញុំធ្លាប់បានឮថាវាត្រូវបានបែងចែកជា3ថ្នាក់ទាបថ្នាក់កណ្ដាលនិងថ្នាក់ខ្ពស់រាល់សិស្សនីមួយៗដែលស្ថិតក្នុងថ្នាក់ខ្ពស់ពួកគេយ៉ាងហោចណាស់ក៏ជាមនុស្សស្ថិតក្នុងកម្រិតទី3នៃសមុទ្រកម្លាំងធានដើរហ្វាំងហៅក៏ឈប់ក្រឡេកមើលឆ្វេងស្ដាំលើក្រោមវ៉ាងលីនក៏បានសួរថាបងមានបញ្ហាអ្វីទៅគេក៏បានតបគួរតែមិនមានបញ្ហាអ្វីទេដើរបន្តទៅខាងមុខកូននាគមាននៅក្នុងសមុទ្រស្មារតីរបស់ហ្វាំងហៅបាននិយាយប្រាប់ទៅកាន់គេកន្លែងនេះដូចជាខុសយ៉ាងមិនដឹងទេអូឯងគឺមានអារម្មណ៍ដូចជាខ្ញុំដែរហ្វាំងហៅសួរត្រូវហើយសាលាបណ្ឌិតសភាឋានសួគ៌សៀនវូនេះគឺជាទីតាំងដ៏ល្អបំផុតមួយមានធម្មពលវិញ្ញាណហូរកាត់ប្រសពគ្នាវាក៏ហាក់បីដូចជាត្រូវបានគាំទ្រដោយការបង្កើតដ៏ធំសម្បើមមួយដែរដូច្នេះហើយវាត្រូវតែស្អាតនិងមានសន្តិភាពប៉ុន្តែនោះហាក់បីដូចជារឿងកាលពីពេលមុននៅពេលនេះវិញខ្ញុំបែរជាមានអារម្មណ៍ទទួលដឹងនៅក្លិនឆ្អាបឈាមហ្វាំងហៅកាន់តែឆ្ងល់កូននាគតូចបន្តនិយាយមើលទៅបើខ្ញុំស្មានមិនខុសទេគួរតែមានបិសាចដែលមានឥទ្ធិពលណាមួយត្រូវបានបិទត្រានៅទីនេះដោយឡែកនាពេលបច្ចុប្បន្នត្រានោះប្រហែលជាធូររលុងដូច្នេះធម្មពលនៃវិញ្ញាណអាក្រក់ទាំងអស់នោះក៏បានសាយភាយចេញខ្ញុំគិតថាការសាយភាយនៃវិញ្ញាណអាក្រក់នោះគួរតែប៉ះពាល់ដល់មនសិការសិស្សជាច្រើននៅក្នុងសាលាបណ្ឌិតសភាបាត់ទៅហើយពួកគេកំពុងតែនិយាយគ្នានឹងអ្នកក្លាហានទាំងពីរនាក់នេះវិញក៏កំពុងតែវាយគ្នាក៏មិនដឹងថាដោយសារតែរឿងអ្វីដែរបើឯងមិនសុំទោសខ្ញុំទេខ្ញុំនឹងវាយឯងប៉ះទង្គិចកណ្ដាប់ដៃប៉ាំងថយក្រោយរៀងខ្លួនឯងមិនសុំទោសខ្ញុំទេមែនទេសម្រុកចូលរួចក៏បាត់ចាក់ចេញពីទីនោះហ្វាំងហៅមិនខ្វល់បន្តដំណើរទៅខាងមុខសំឡេងមួយក៏បានស្រែកហៅពីខាងក្រោយហ្វាំងហៅងាកទៅគឺជាថៃឈៀនថាឯងមកទីនេះធ្វើអ្វីទៅឯងមកទីនេះដើម្បីរៀនខ្ញុំក៏មកទីនេះដើម្បីរៀនដូចគ្នាប៉ុន្តែឯងមិនបានធ្វើតេស្តសាកល្បងនោះទេគេក៏តបដូចជាខ្ញុំចាំបាច់ធ្វើតេស្តសាកល្បងធ្វើអ្វីទៅឯងមើលតាំងពីខាងក្រៅមកដល់ទីនេះទៅមើលទាំងអស់នេះសុទ្ធតែជាការចំណាយរបស់គ្រួសារខ្ញុំក្នុងការសាងសង់ប្រសិនបើឯងជានាយកសាលាហើយការសាងសង់សាលានេះ 50% គឺជាទ្រព្យសម្បត្តិរបស់គ្រួសារខ្ញុំតែឯងនឹងទុកឲ្យខ្ញុំខ្លាចទៅជាជនអនាថាដើរហ្វឹកហាត់នៅតាមផ្លូវដែរឬទេហ្វាំងហៅបានទទួលស្គាល់ហើយថាគ្រួសាររបស់ឯងពិតជាមានសំឡេងស្រីស្អាតមួយទៀតនឹងក៏បានមកលើឡើងវ៉ាងលីនឆាប់មកនេះជាមួយនឹងគ្រូនាងក៏បានរៀបដៃរួចលាហ្វាំងហៅអ្នកគ្រូខ្ញុំមកយកហើយបងត្រូវតែខំហ្វឹកហាត់ដឹងទេហ្វាំងហៅក៏តបប្រសិនបើជាមានអ្នកណាចង់ធ្វើបាបឯងនៅក្នុងសាលាបណ្ឌិតសភាធានវូនេះត្រូវប្រាប់បងថៃឈៀនក៏ដូចគ្នាប្រាប់ខ្ញុំផងថៃឈៀនបាននិយាយទៅកាន់ហ្វាំងហៅប្រសិនបើជាខ្ញុំចាំមិនច្រឡំទេគ្រូរបស់ឯងគួរតែឈ្មោះថាវូប៉ៃដល់ល្បីល្បាញនោះមែនទេមុននេះខ្ញុំបានឆ្លងកាត់ទៀមស្រាផ្កាបៃតងឃើញគ្រូរបស់ឯងផឹកសន្លប់នៅទីនោះឯងលើបែបនោះហ្វាំងហៅក៏មិនដឹងធ្វើអ្វីក្រៅពីផ្ទះក្បាលខ្លួនឯងចាប់ហើយខ្ញុំចេះសានក៏បានអេះក្បាលម្ចាស់តូចមើលទៅពួកយើងទាំងពីរយប់នេះតើមិនអាចនឹងដេកនៅតាមចិញ្ចើមផ្លូវទេតើត្រូវទេបញ្ចេញស្នាមញញឹមរឿងនេះគួរតែពឹងលើថៃឈៀនហើយដើរបណ្ដាថៃឈៀននិយាយបណ្ដាពួកឯងទាំងពីរពឹងពាក់លើខ្ញុំ
ខ្ញុំពិតជាមិនខុសនោះទេបន្ទប់ធម្មតាមិនចាំបាច់និយាយឡើយពួកយើងគួរតែមានកន្លែងស្នាក់នៅដ៏ថ្លៃបំផុតនិងល្អបំផុតនៅក្នុងសាលាបណ្ឌិតសភាឋានសួគ៌ធានស៊ូនេះបែបនោះទើបបានសមជាមួយនឹងឋានៈរបស់ខ្ញុំដើរទៅបន្តិចទៀតក៏បានលឺអាកូនពីរនាក់កំពុងតែជជែកគ្នាមាននរណាម្នាក់បានបង់ថ្លៃគុណនឹងពីរទៅលើការស្នាក់នៅក្នុងរយៈពេល100ឆ្នាំក្មេងស្រីដែលដើរជាមួយគេនឹងក៏បានតបមើលទៅគាត់ហាក់ដូចជាល្ងងមែនសិស្សថ្នាក់ទាបដែលរៀននៅសាលាបណ្ឌិតសភាមួយឆ្នាំនឹងត្រូវដំឡើងទៅជាកម្រិតកណ្ដាលហើយកន្លែងស្នាក់នៅរបស់គេក៏ត្រូវផ្លាស់ប្ដូរដូចគ្នាគេត្រូវស្នាក់នៅត្រឹមតែ1ឆ្នាំបែរជាបងការស្នាក់នៅរហូតដល់100ឆ្នាំពិតជាល្ងងមែនច្បាស់ណាស់ថាគេកំពុងតែនិយាយដើមខ្លួនទឹកមុខថៃឈៀនក៏អាប់អូបន្តិចដែរហ្វាងហៅបានជន់ពីក្រោយថែមមើលទៅអ្នកស្នងមរតកនេះពេលអនាគតនៃវិមានវ៉ាន់ដានពិតជាល្ងងដូចជាគេថាមែនហើយតើឯងដឹងអ្វីទៅខ្ញុំរស់នៅ1ឆ្នាំសល់99ឆ្នាំទៀតជួលបន្តឲ្យគេនៅពេលនោះខ្ញុំក៏គង់តែរកចំណូលបានជារៀងរាល់ឆ្នាំដដែលហ្នឹងថាមិនត្រូវអាចចំណេញទៀតផងហ្វាងហៅបានសរសើរពិតជាគំនិតអ្នកចំនួនមែនសំលេងលន់អ៊ីអ៊ូនៅពីមុខក្មេងប្រុសម្នាក់ក៏បានខ្ទាបចេញមកខ្លួនមិនមានទាំងលុយផងចង់ចូលមកតំបន់កាន់កាប់របស់យើងក្មេងប្រុសម្នាក់នឹងឈ្មោះគេគឺយ៉ាងឈីជាអ្នកខ្លាំងមួយក្នុងចំណោមអ្នកខ្លាំងទាំង7នៅសាលាបណ្ឌិតសភាឋានសួគ៌មិនទាន់ស្លាប់ទេក្រោកមកក៏និយាយក្រៃអ្នកមិនអញ្ចឹងឬប្រាប់ថាថ្លៃការពារត្រឹមតែ10កាក់ទេប៉ុន្តែនៅពេលនេះហារអ្វីក៏ទាបពីខ្ញុំរហូតទៅដល់100កាក់ទៅវិញគេក៏តបតម្លៃស្ថិតលើមាត់ខ្ញុំបើឯងមិនចង់ឲ្យគ្រាន់តែចាក់ចេញពីទីនេះបញ្ជាឲ្យកូនចៅប្រដៅគេថែមទៀតជប់សិនងាកទៅគឺជាក្រុមហ្វាងហៅអូតើគ្រាន់តែជាក្រុមសិស្សថ្មីទេល្អណាស់ស្របពេលល្មមដែលខ្ញុំមកទទួលថ្លៃការពារពួកឯងក្នុងម្នាក់ត្រូវចំណាយ1000កាក់សម្រាប់ការរស់នៅទីនេះហ្វាងហៅក៏តបអញ្ចឹងមានន័យថានេះជាការទទួលស្វាគមន៍សិស្សថ្មីមែនទេកូនចៅគេមួយនឹងដើរមកខាងមុខនិយាយទៅកាន់ហ្វាងហៅអាល្អិតសំដីរបស់ឯងថ្លោះណាស់ថ្ងៃនេះខ្ញុំនឹងបណ្ដេញឯងចេញពីសាលាបណ្ឌិតសភាឋានសួគ៌ស្ទុះចូលដាល់មួយដៃកណ្ដាលពោះប៉ាំងចេញពីទីនខ្ញុំគិតថាឯងនោះទេជាអ្នកចាក់ចេញពីការសិក្សានៅសាលាបណ្ឌិតសភានេះយ៉ាងឈីសម្លុតទៅកាន់ហ្វាងហៅឯងមិនដឹងថាឯងកំពុងតែធ្វើអ្វីទេកូនចៅគេមួយសម្រុកចូលទៀតត្រូវបានជើសានចាប់ក្បាលបោកទៅខាងក្រោយធ្វើរាងកាយសកម្មដាល់មួយដៃហ្វាងហៅទប់រងចាប់បោកភឹងពេញមួយទំហឹងតែឯងនឹងថាឯងកំពុងតែប៉ះពាល់អ្នកណាទេអ្នកខ្លាំងទាំង7នៅសាលាបណ្ឌិតសភានឹងមិនលើកលែងឲ្យឯងឡើយអត់ស្គាល់ផងហ្វាងហៅមិនខ្វល់ចាប់បោកបន្ថែមទៀតបោកឆ្វេងបោកស្ដាំបោកទៀតថែមមួយជើងហោះធ្លោចេញពីទីនោះឆាប់នាំមេរបស់ឯងចេញទៅថៃឈៀនឯងជាអ្នកជំនួយនឹងបានខ្វាន់ចាំបន្តិចទៅមុននេះគេបានធ្វើឲ្យយើងរងនៅសម្ពាធផ្លូវចិត្តបន្តិចនោះទេតែឯងមិនមានអារម្មណ៍ថាខ្លាចបន្តិចទេអំបញ្ញមិញហ្វាងហៅក៏ឆ្ងល់ខ្ញុំខ្លាចអូត្រូវហើយអំបញ្ញមិញនេះបេះដូងខ្ញុំស្ទើរតែលោតចេញមកខាងក្រៅខ្ញុំពិតជាភ័យខ្លាចខ្លាំងណាស់បញ្ហាមួយនេះគួរតែមានសំណងមើលថែផ្លូវចិត្តខ្លះហើយគេក៏តបតែឯងឈួតមែនទេឯងគឺជាអ្នកវាយខ្ញុំរហូតដល់សភាពបែបនេះឥឡូវបាយជាចង់សម្លុតខ្ញុំយកលុយទៀតមែនទេជើសានប្រើក្រញាំបំរុងនឹងច្របាច់កគេក៏បានឆ្លើយថាខ្ញុំព្រមចេញថ្លៃខូចខាតសងជំងឺចិត្តដល់ឯងថាត្រូវការប៉ុន្មានទៅថៃឈៀនក៏បានគុនគូដំបងមកអស់ពួកឯងបានបើកការវាប្រហារភ្លាមដែលធ្វើឲ្យអារម្មណ៍ស្មារតីរបស់ខ្ញុំទាំង3មានការតក់ស្លុតនិងពិបាកត្រឡប់មកប្រក្រតីវិញណាស់សម្រាប់សំណងជំងឺចិត្តតើវាមិនច្រើនពេកទេសម្រាប់ផ្កាឈូកព្រិល3តងគេបំរុងនឹងបដិសេធមើលទៅកាន់មុខហ្វាំងហៅរួចហើយក៏ឆ្លើយយល់ព្រមស្រាប់ពេលដែលអ្នកទាំង3កំពុងតែសម្លុតអាកូនមួយនោះអាកូនមួយនេះវិញមិនមានបានសន្លប់ឯណាគេធ្វើពុតតែប៉ុណ្ណោះដេកស្ដាប់គេធ្វើលៀនអណ្ដាតនៅទីនឹងខ្ញុំពិតជាមិនមានចំទាស់ទៅលើការសងសំណងមួយនឹងទេគ្រាន់តែថាខ្ញុំមិនមានប្រាក់ច្រើនបែបហ្នឹងនោះទេថៃឈៀនប្រាប់ទៅកាន់ចៅសានឲ្យពិនិត្យមើលសពទាំងខ្លួនរបស់គេមិនត្រូវទុកអ្វីមួយឲ្យនៅសេសសល់ឡើយចៅសានដល់ចូលទៅរលាក់ចេញខ្ទេចបំរុងនឹងដោះខោអាវគេទៀតផងកុំតែបានហ្វាំងហៅខត់តន់កុំអីខោអាវក៏មិនសល់ផងធ្វើបែបនេះរួចហើយគេក៏សួរពួកយើងអាចចាក់ចេញបានហើយឬនៅបន្ទាប់ពីហ្វាំងហៅងក់ក្បាលយល់ព្រមអាកូនដែលបានធ្វើពុតសន្លប់អំបញ្ញមិញលោតឡើងរត់ចាក់ចេញមុនគេទៀតពិតជាមិត្តតែមិនស្មោះត្រង់មែនដើរទៅរកក្មេងដែលត្រូវបានគេធ្វើបាបមុននេះហ្វាំងហៅបានសួរតើឯងក៏ត្រូវបានពួកគេវាយដណ្ដើមយកលុយដែរមែនទេបើបែបនោះមែនខ្ញុំនឹងប្រកល់វាទៅឲ្យឯងគេមិនខ្វល់រត់ចាក់ចេញពីទីនោះត្រូវបានជើសានទាញជាប់សួរគេថាតើឯងក៏អ្វីទៅគេក៏តបឯងបានធ្វើរឿងទាំងអស់នេះដោយខ្លួនឯងកុំទាញខ្ញុំឲ្យពាក់ព័ន្ធជាមួយនឹងបញ្ហាដែលឯងបានមកកើតឡើងនៅក្នុងថ្ងៃនេះអីប៉ះពាល់ជាមួយនឹងអ្នកខ្លាំងទាំង7ឯងប្រកាសជាវានេះអូតើមានន័យថាឯងខ្លាចអ្នកខ្លាំងទាំង7នោះមែនទេជាការពិតណាស់ខ្ញុំប្រកាសជាខ្លាចគេហើយធម្មពលរបស់ពួកគេម្នាក់ណាក៏ខ្លាំងជាងខ្ញុំដែរបង្កបញ្ហាជាមួយគេមិនមែនជាវិធីល្អនោះទេខ្ញុំណែនាំឲ្យឯងផ្ទេរទៅសាលាផ្សេងមុននឹងពួកគេត្រឡប់មកសងសឹកវិញគ្រូវាដៃហោះចាក់ចេញពីទីនោះបាត់ទៅថៃឈៀននោះក៏ដូចចិត្តនិយាយបន្លាចទៅកាន់ហ្វាំងហៅបន្ថែមទៀតឯងបានប៉ះពាល់ម្នាក់ក្នុងចំណោមអ្នកទាំង7ខ្ញុំគិតថាឯងគួរតែដូរសាលាដូចជាម្នាក់នឹងប្រាប់ទៅអញ្ចឹងផងអមិញមិញនេះខ្ញុំបានវាយគេឯងមិនបានខាត់ឯណាឯងក៏ជាម្នាក់នៅក្នុងចំណោមពួកយើងដែរប្រសិនបើជាគេមកសងសឹកស្មានតែឯងរួចខ្លួនមែនចោះថាតែគេខ្លាំងនៅថ្នាក់នឹងមែនទេថៃឈៀនក៏បានលើកចេញជាពាក្យដំណាលតែម្ដងនៅក្នុងសាលាបណ្ឌិតសភាឋានសួគ៌មួយនេះសិស្សដែលមានសមត្ថភាពខ្លាំងពិតណាស់ថាមានច្រើនរាប់មិនអស់ប៉ុន្តែ7នាក់នៅក្នុងចំណោមពួកគេនោះក៏ពិតជាខ្លាំងពេកហើយស្ថិតនៅក្នុងកំពូលសិស្សខ្លាំងទាំង7បច្ចេកទេសនៃក្បាច់គុនពួកគេម្នាក់ណាក៏ចម្លែកហើយនឹងខ្លាំងក្លាដែរថែមទាំងតាមការប៉ាន់ស្មានរបស់ខ្ញុំពួកគេគួរតែមានអំណាចអាចកំបាំងនៅពីក្រោយទៀតផងដើរដល់ដំណាក់កាលនេះទៅហើយហ្វាំងហៅមិនដេចនឹងត្រូវខ្លាចប្រសិនបើជាពួកគេមកមែនមកមួយខ្ញុំនឹងវាយគេមួយបើគេមិនបញ្ឈប់ខ្ញុំក៏មិនបញ្ចប់ដូចគ្នាផ្ដាំឡើងសាច់រឿងនៃភាគនេះយ៉ាងឆាវកូនចៅរបស់គេកំពុងតែស្អំរបួសឲ្យគិតក៏ស្រាប់តែស្រែកឯងដៃស្រាលជាងនឹងបន្តិចមិនបានទេឬក៏យ៉ាងម៉េចគ្នាគេម្នាក់ទៀតនឹងក៏ដើរចូលមកស្រែកហាបង្
ងឆៅអាក្មេងដែលប្រឆាំងជាមួយយើងឈ្មោះហ្វាងហៅនោះថ្ងៃនេះគេបានចូលមកធ្វើការហ្វឹកហាត់នៅក្នុងសាលហ្វឹកហាត់ឬហើយផ្ទះមួយដៃក្រោកឡើងថាម៉េចគេបាយជាថ្លាមធំបែបនេះអាសត្វដេរេឆានវាខ្ញុំយ៉ាងដំណំបែបនេះទៅហើយបាយជាហ៊ានបង្ហាញមុខក្នុងសាលហ្វឹកហាត់ធ្វើដូចមិនមានរឿងអ្វីកើតឡើងភាពក្លាហានរបស់គេពិតជាមិនអន់មែនក្តាប់ដៃលបងខ្ញុំគិតថាខ្ញុំនឹងទៅប្រមូលគ្នារបស់យើងឲ្យកាន់តែច្រើនមិនជឿថាគេនៅតែអាចយកឈ្នះបានទេអាកូនចៅដែលបានសក់មុខមេអំបញ្ញមិញនឹងទម្លាក់ក្រណាត់ចោលដើរចេញខ្ញុំជាអ្នកទៅសងសឹកវីដេអូផ្ទាល់ប្រមូលកូនចៅដែលមានទាំងអស់របស់ខ្ញុំសម្រាប់គេនៅក្នុងថ្ងៃនេះគាត់ឲ្យឈប់ផ្ទះពីកំភ្លៀងឆ្វេងស្ដាំតែឯងល្ងងមែនទេសូម្បីតែខ្ញុំក៏មិនមែនជាដៃគូគេផងតើកូនចៅរបស់ឯងជាអ្វីទៅអញ្ចឹងយើងគួរតែធ្វើយ៉ាងម៉េចទៅលបងទុកឲ្យរឿងនេះកន្លងទៅដល់បែបនេះមែនទេកន្លងទៅមិនដេចនឹងអាចអ្នកដែលធ្វើបាបយ៉ាវឆាវខ្ញុំមិនមានអ្នកណាម្នាក់រស់នៅដល់ពេលនេះទេចំណែកវាក៏ដូចគ្នាផ្ទះទុកមួយដៃឯងឆាប់ទៅប្រាប់មនុស្សឈួតម្នាក់ហ្នឹងឲ្យគេសងសឹកជំនួសខ្ញុំកូនចៅនេះក៏បានឆ្ងល់លោកបងចង់និយាយអំពីធានពួកមែនទេគេក៏បានញញឹមហើយតបត្រូវហើយថ្មីនេះធានពួកគួរតែបានឡើងទៅកាន់ដំណាក់កាលទី2នៃកម្រិតទី3ហើយតែត្រូវទេលើកនេះខ្ញុំមិនជឿថាអាក្មេងម្នាក់ដែលឈ្មោះហ្វាហានោះនៅតែអាចដោះស្រាយបានឡើយក្តាប់ដៃដាល់ទៅតុកដៃខាតត្រូវតែកម្ចាត់គេចេញពីសាលានៅសាលហ្វឹកហាត់ហ្វាងហៅបានដើរកាត់នោះប្រូពីអ្នកនេះបាននិយាយគ្នាទោះបីជាមានដំណឹងលេចឮថាធានពួកនឹងមុខសងសឹកគេម្នាក់នេះក៏នៅតែហ៊ានបង្ហាញមុខនៅក្នុងសាលហ្វឹកហាត់គេពិតជាមានភាពក្រអឺតក្រទមមែនរឿងនេះគឺមិនអូសក្រឡានោះទេសម្រាប់ជើងមនុស្សម្នាក់ដើរចូលមកវេកគេវេកឯងកាច់កសួរថាតើអ្នកណាគឺឈ្មោះថាហ្វាងហៅទៅសម្លឹងមើលរួចក៏ចង្អុលទៅកាន់ចៅសានតែឯងមែនទេជាហ្វាងហៅមិនចេញកណ្ដាប់ដៃដាល់ចេញត្រូវបានហ្វាងហៅចាប់ជាប់ខ្ញុំគឺជាហ្វាងហៅចោះថាតើឯងជាអ្នកណារកខ្ញុំមានការអ្វីអូតាមពិតគឺជាឯងទេម្សិលមិញប្អូនប្រុសរបស់ខ្ញុំបានប្រាប់ខ្ញុំថាឯងគឺជាអ្នកធ្វើបាបគេបញ្ឆេះធម្មពលកាន់តែខ្លាំងឯនេះខ្ញុំសងសឹកបើកចំហជាលក្ខណៈកូនប្រុសយើងប្រយុទ្ធគ្នាទៅសម្រុកចូលកណ្ដាប់ដៃរង្គើភ្នំមួយដៃពីរដៃបីដៃហ្វាងហៅនៅទីកិច្ចផុតលោតចូលទៅថែមមួយដៃទៀតប្រេះសសរកណ្ដាប់ដៃទល់ជាមួយនឹងបាតដៃហ្វាងហៅប្រើបាតដៃអត្រាដាល់បីដៃបន្ថែមទៀតអ្នកដែលបានប៉ាំងគឺជាហ្វាងហៅកម្លាំងរបស់មនុស្សម្នាក់នេះក៏ពិតជាខ្លាំងខ្ញុំគួរតែដល់ពេលប្រើភ្នែកមេគេហើយគ្រាន់តែហ្វាងហៅធ្វើបែបនោះចលនារបស់ធានពូក៏ស្រាប់តែប្រែជាយឺតនៅក្នុងភ្នែករបស់ហ្វាងហៅពីរបីដៃ4 5ដៃបន្តវាយជាបន្តបន្ទាប់ប៉ុន្តែហ្វាងហៅនៅតែអាចគេចផុតមួយជង្គង់នេះក៏មិនត្រូវលោតចុះមកខាងក្រោមដាល់វិញក៏នៅតែមិនត្រូវគេចាប់ផ្ដើមមានអារម្មណ៍ថាមិនស្រួលនៅក្នុងខ្លួននិយាយទៅកាន់ហ្វាងហៅបើឯងជាកូនប្រុសមែនតដៃជាមួយនឹងយើងមកកុំចាំបាច់គេចដូចជាមុនសម្លោបែបនេះអីអូបើបែបនោះមែនរងចាំខ្ញុំឡើងទៅកាន់កម្រិតទី3ដូចជាឯងទៅខ្ញុំប្រកាសជានឹងទប់ទល់ជាមួយនឹងឯងនៅបើកចំហធានពូមិនឯងនឹងអាចចាំបានលូតឡើងទៅលើអាកាសបញ្ចេញសម្រែកពេញមួយទំហឹងកណ្ដាប់ដៃរំញ័រភ្នំមួយស្រាប់តែផុសចេញពីដៃរបស់គេធ្វើការវាប្រហារដកដាវគ្មានទលីកាពីដងអ្នកដែលនៅជុំវិញបរិវេណនោះបានចំហមាត់បន្ទាប់ពីបែកជាបំណែកហ្វាងហៅបានកាប់ពីបេដាលទៀតផ្ទុះបែកខ្ចាត់ខ្ចាយពេញនោះស្ទុះចូលទៅដូចគ្នាស៊ីមួយដៃកណ្ដាលពោះហ្វាងហៅមានឈាមខ្លះបានហូរចេញពីមាត់ធានពូបានសើយ៉ាងសប្បាយចិត្តមុននេះបើសិនជាយើងប្រើកម្លាំងខ្លាំងជាងនេះតែបន្តិចឯងប្រកាសជាបាក់ឆ្អឹងជាមិនខានហ្វាងហៅក៏បាននិយាយដូចគ្នាបើសិនជាយើងរុញឲ្យជ្រៅជាងនេះតែបន្តិចឯងក៏ប្រកាសជាធ្លុះពោះដូចគ្នាមើលទៅដាវគ្មានទលីបេះនឹងចាក់ចូលពោះគេទៅហើយពូក៏បានភ្ញាក់ផ្អើលការប្រយុទ្ធនេះនឹងអាចមានធម៌មេត្តាទៅបើឯងចង់ចាក់ក៏ចាក់ទៅមុននេះខ្ញុំមិនបានថាឯណាហ្វាងហៅក៏តបរៀមច្បងគឺជាមនុស្សល្អពួកយើងមិនដែលមានគំនុំនឹងគ្នាទេខ្ញុំមិននឹងអាចសម្លាប់មនុស្សដែលគ្មានកំហុសម្យ៉ាងវិញទៀតក្នុងនាមជាអ្នកខ្លាំងមិនដែលក៏រៀមច្បងមិនដោយឲ្យយ៉ាងឆាវដើរធ្វើបាបគេបែបនេះពូក៏មិនយល់ដែរមានន័យថាម៉េចទេកាលពីម្សិលមិញឯងមិនមែនបង្ខំឲ្យយ៉ាងឆាវបងថ្លៃការពារឲ្យឯងទេហ្វាងហៅក៏បានសើចរៀមច្បងដូចជាស្លូតត្រង់ពេកហើយមើលទៅប្រហែលជាចាញ់បោកយ៉ាងឆាវទៀតផងគិតបន្តិចសម្លឹងទៅអាពីអ្នកនេះអោនមុខចោះអ្នកផ្សេងទៀតក៏មិនហ៊ាននិយាយស្ដីអ្វីដែរលោកដៃចូលរឿងអ្នកខ្លាំងទាំង7ពួកគេសុកចិត្តធ្វើមិនដឹងមិនលឺវិញល្អជាងអញ្ចឹងគឺមានន័យថាយ៉ាងឆៅកំពុងបោកខ្ញុំប្រើហើយបងអូនប្រុសឲ្យខ្ញុំសុំទោសផងដែលធ្វើការវាប្រហារមិនបានសួរនាំមុនបានមិនអីទេខ្ញុំមិនមែនជាមនុស្សជួយចិត្តបង្កបញ្ហាដរាបណាអ្នកខ្លាំងទាំង7មិនរករឿងខ្ញុំក៏មិនទៅរករឿងគេដែរធានពូបានទម្លាក់ទឹកមុខចោះខ្ញុំត្រឹមតែជាអ្នកដែលខ្សោយជាងគេបំផុតក្នុងចំណោមអ្នកទាំង7ទេពួកគេម្នាក់ណាក៏មានសមត្ថភាពនិងបច្ចេកទេសវិទ្យាគុណចម្លែកជាងខ្ញុំដែរជឿល្អថ្ងៃក្រោយឯងគួរតែកុំប៉ះពាល់ពួកគេអីឬបែបនោះហ្វាងហៅក៏រំមិនល្អដូចគ្នាធានពូបាននិយាយទៅកាន់គេសង្ឃឹមថាថ្ងៃក្រោយពួកយើងជួបគ្នានៅលើសាយវៀនពួកយើងនឹងប្រយុទ្ធជាមួយនឹងគ្នាឲ្យអស់ពីសមត្ថភាពហើយប្រកាសណាស់ថាខ្ញុំនឹងយកឈ្នះឯងឲ្យបានកុំភ្លេចណាខ្ញុំគឺឈ្មោះធានពូប្រូពីអ្នកនេះពិភាក្សាគ្នាតើជាអ្វីទៅមុននេះពួកគេនៅវាយគ្នានៅឡើយឥឡូវសត្រូវប្រែក្លាយទៅជាមិត្តហើយបំភ្លេចវាចោលទៅនៅក្នុងពិភពគុណបើមិនវាយគ្នាក៏មិនស្គាល់គ្នាដែរចំណែកអានទឹកពីអ្នកនេះវិញចាប់ផ្ដើមភ័យបន្តិចៗហើយធានពូបានដកខ្លួនចេញចោះថាតើរឿងនេះពួកយើងបញ្យល់ទៅកាន់លបងយ៉ាងឆាវដោយរបៀបណាទៅអូននេះក៏តបយ៉ាងឆាវក្បាលរបស់ឯងអ្វីទៀតនៅពេលនេះធានពូបានដឹងហើយថាយ៉ាងឆាវបានកុហកដូច្នេះហើយពួកគេប្រកាសជាវាយគ្នាឯងជាមិនខានជំរឿល្អនៅពេលនេះពួកយើងគួរតែដូរសាលាទៅចៅសានកំពុងតែដេកហ្វាងហៅកំពុងតែហ្វឹកហាត់ក្នុងបន្ទប់សម្រាប់ជើងមនុស្សម្នាក់បានចុះលើដំបូលក្របពូជវិញ្ញាណឋានសួគ៌បានដាស់តឿនទៅកាន់ហ្វាងហៅបើកភ្នែកឡើងទាំងតក់ស្លុតម្ដេចនៅខាងក្រៅពេលនេះហាក់ដូចជាមានសម្ពាធនៃធម្មពលវិញ្ញាណនៃអរិយក្រាស់ក្រែលអ្វីម្លេះដើរចេញទៅងាកមកខាងក្រៅយកដៃទប់រងផាំងចេញមួយចំហៀនរៀងខ្លួនមើលច្បាស់ស៊ូហងត្រូវហើយគឺ
គឺជាយើងថ្ងៃនេះមិនជឿថាយើងមិនអាចសម្លាប់ឯងបាននោះទេហ្វាំងហៅបានគិតក្នុងចិត្តតើវាជាអ្វីដែលគេកំពុងតែធ្វើខាត់ទៅដំណាក់កាលទី2នៃកម្រិតទី2ទម្លុះមកដំណាក់កាលចុងក្រោយនៃកម្រិតទី2ត្រឹមតែរយៈពេល1សប្តាហ៍វាខ្លាំងជាងការហ្វឹកហាត់របស់ខ្ញុំដែលពឹងផ្អែកទៅលើក្របពូជវិញ្ញាណឋានសួគ៌ទៅទៀតបំផ្ទុះធម្មពលទីរេអណ្ដែតទៅលើអាកាសបញ្ចេញសម្រែងបាតដៃអរិយសនមីងវាប្រហារទៅហ្វាំងហៅដកដៅគ្មានទលីកាប់ពីបេឆាយត្បិតថាបំបែកបានប៉ុន្តែដៅគ្មានទលីបានរើបំរាស់បំរុងនឹងស្ដាប់បញ្ជារបស់ហ្វាំងហៅទីរេគិតក្នុងចិត្តមើលទៅខ្ញុំគួរតែបញ្ចប់ការវាប្រហារនេះឲ្យបានលឿនបំផុតកាប់ពីដៅបំបែកក្រញាំដែលបានហោះចូលមកទាំងពីរកោះក្រូដែលនៅខាងក្រោមធាក់មួយជើងវាប្រហារទៅត្រូវបានគេវាយបំបែកមួយពុះព្រិចភ្នែកអ្នកទាំងពីរឆ្លងកាត់គ្នាជាមួយនឹងលបឿនយ៉ាងលឿនហ្វាំងហៅបែកឈាមនឹងថ្ងាសបន្តិចទៅហើយស៊ូហងបញ្ចេញស្នាមញញឹមប៉ុន្តែមើលទៅដៃរបស់គេគឺបានកកមួយចំហៀងនិយាយទៅកាន់ហ្វាំងហៅពួកយើងមិនបញ្ចប់ដោយស្រួលបែបនេះនោះទេថ្ងៃក្រោយខ្ញុំនឹងមកយកក្បាលរបស់ឯងនិយាយចប់ក៏ហោះចាក់ចេញពីទីនោះទៅហ្វាំងហៅបានត្រឹមតែបញ្ចេញស្នាមញញឹមគិតនៅក្នុងចិត្តតែម្នាក់ឯងមើលទៅស៊ូហងនៅពេលនេះហាក់ដូចជាមនុស្សថ្មីផ្សេងម្នាក់ទៀតថែមទាំងមានក្លិនឆ្អាបឈាមនៃអរិយនៅលើខ្លួនរបស់គេយ៉ាងក្រាស់ក្រែលល្អមើលទៅបងប្អូនទាំងអស់គ្នាសម្រាប់ភាគនេះត្រូវបានបញ្ចប់កុំភ្លេចជួយចុច Subscribe និងដាក់សញ្ញាកណ្ដឹងដើម្បីទទួលបាននូវវីដេអូថ្មីៗដែលខ្ញុំនឹងធ្វើការផុសជាបន្តបន្ទាប់ផ្ដើមឡើងសាច់រឿងនៃភាគនេះបន្ទាប់ពីត្រឡប់ពីការធ្វើការវាយប្រហារទៅកាន់ហ្វាំងហៅស៊ូហងបើកទ្វារចូលទៅក្នុងបន្ទប់ដូចជាសមមួយដងធម្មពលមួយបានវាយប្រហារចូលមកត្រូវបានគេគេចផុនស្រែកសួរថាតើជាអ្នកណាក៏ស្រាប់តែប៉ាំងកណ្ដាលមុខបុកនឹងទ្វារធ្លាក់ចុះមកខាងក្រោមពន្លឺក៏បានភ្លឺឡើងលោកម្ចាស់គឺនៅទីនេះលូនទៅរកជើងបរោះបិទមុខម្នាក់នឹងគេក៏បានសួរថាតើឯងដឹងថាឯងធ្វើខុសអ្វីទេអ្នកណាឲ្យឯងបើកការវាយប្រហារទៅកាន់ហ្វាំងហៅបង្ហាញនូវជំនាញដែលខ្ញុំបានបង្រៀននោះគេក៏បានតបខ្ញុំគ្រាន់តែចង់ដឹងថាគេកំពុងតែធ្វើអ្វីនឹងតាមដានគេប៉ុណ្ណោះអូឯងហ៊ានប្រកែកជាមួយនឹងខ្ញុំផងធាក់មួយជើងកណ្ដាលកកប៉ាំងទៅរកទ្វារវិញដកខ្លុយឬក៏ត្រែស្អីគេនឹងផ្លុំធ្វើឲ្យស៊ូហងមានការឈឺចាប់ជាខ្លាំងខ្លួនប្រាណរបស់គេឮសំឡេងស្រាប់តែមិនស្ដាប់បញ្ជាប្រកាច់ប្រកិនត្រឡប់ត្រលិនស្រែកជាមួយនឹងការឈឺចាប់លោកម្ចាស់ខ្ញុំលេងហ៊ានទៀតហើយបរោះបិទមុខនៅតែមិនបញ្ឈប់បន្តផ្លុំស៊ូហងស្រែកទៅធាក់នៅនាលដីបងស្រីសូមជួយខ្ញុំផងតែនាងបានត្រឹមតែខំមាត់ជាមួយនឹងទឹកមុខស្រពាប់ស្រពោនមិនហ៊ានតវ៉ាអ្វីនោះទេលទ្ធផលចុងក្រោយគេក៏បានស្រែកមួយវាស់ពេញមួយទំហឹងរួចក៏ផ្កាំមុខនៅទីនោះស៊ូមួយយូមិនអាចធ្វើអ្វីបានថែមទាំងលើកទឹកតែជូនទៅកាន់បរោះបិទមុខនឹងទៀតផងខ្ញុំបានជួយសង្គ្រោះបងប្អូនពួកឯងទាំងពីរពីការសងសឹកនៃត្រកូលទាំង6មិនមែនដោយអត់ប្រយោជន៍បែបនេះនោះទេស្ដាប់ពាក្យខ្ញុំឲ្យបានច្បាស់បើអ្នកណាហ៊ានវាយស្មៅបង្អើលពោះទៀតនោះខ្ញុំនឹងសម្លាប់អ្នកនឹងបោកពេញតែចោលសាច់រឿងបានកាន់មកកន្លែងមួយផ្សេងទៀតនៅក្នុងសាលសិភៅសំឡេងព្រឹទ្ធាចារ្យម្នាក់បានមកលើឡើងតាំងពីសម័យបុរាណកាលដើម្បីអាចក្លាយទៅជាអមតៈមានវិធីសាស្ត្រក្នុងការហ្វឹកហាត់ច្រើនណាស់ធម្មពលវេទមន្តយុទ្ធសិលអាគមសុទ្ធតែជាមួយនៅក្នុងចំណោមឬក៏ជាការកសាងប្រលឹងសុទ្ធតែអាចឲ្យមនុស្សម្នាក់ក្លាយទៅជាអមតៈជនបានហ្វាំងហៅឆ្ងល់បានលើកដៃសួរព្រឹទ្ធាចារ្យនៅក្នុងអាណាចក្រឈូយើងនេះតើមានអ្នកណាអាចហ្វឹកហាត់បច្ចេកទេសអរិយដល់ចំណុចកំពូលហើយក្លាយទៅជាអមតៈជនទេគាត់ក៏បានតបពិតប្រាកដណាស់អ្នកដែលអាចហ្វឹកហាត់ធម្មពលនៃបច្ចេកទេសអរិយដល់ចំណុចកំពូលក៏អាចក្លាយទៅជាអមតៈជនបានដែរក៏ប៉ុន្តែការហ្វឹកហាត់នៅបច្ចេកទេសក្បាច់គុណអរិយមិននឹងអាចក្លាយទៅជាអមតៈជននោះពួកគេប្រកាសជាក្លាយទៅជាអរិយមុនជាក់ជាមិនខានចំណុចសំខាន់នៃអ្នកហ្វឹកហាត់វិជ្ជាអរិយតម្រូវឲ្យអ្នកនោះត្រូវចេះកែលម្អដានធានពីយានទៅយ៉ាងទើបអ្នកនោះមិនអាចធ្លាក់ចូលទៅក្នុងផ្លូវបិសាចចំណុចមួយនឹងក៏ពិបាកក្នុងការសម្រេចបានដែរដូច្នេះហើយនៅទីវាលរហោស្ថាននៃភាគខាងកើតវិជ្ជាអរិយត្រូវបានបាត់បង់បាត់ទៅហើយក៏មិនមានអ្នកណាយកមកធ្វើការហ្វឹកហាត់ជាបន្តដែរតាមពាក្យចចាមអារាមបច្ចេកទេសក្បាច់គុណអរិយបើទោះបីជាម្នាក់នឹងបាត់បង់ឬគល់វិញ្ញាណក្នុងការហ្វឹកហាត់ហើយក៏ដោយគេនៅតែអាចស្ដារឡើងមកកាន់កម្រិតកំពូលនៃកម្រិតធម្មពលដែលគេបានបង់កាលពីពេលមុនឬព្រឹទ្ធាចារ្យនិយាយបែបនោះហ្វាំងហៅកាន់តែប្រកាសនៅក្នុងចិត្តថាស៊ូហងពិតជាបានសិក្សានៅអក្សរវិរុទ្ធអរិយនោះពិតប្រាកដមែនដែលធ្វើឲ្យគេបានកើនឡើងទៅកាន់កម្រិតទី2កំពូលទាំងដែលគេត្រូវបានបំផ្លាញឬគល់ខាងវិញ្ញាណដោយគាត់បាត់ទៅហើយកំពុងតែគិតម្នាក់ឯងថៃឈៀនបាននិយាយហ្វាំងហៅបើដូចជាព្រឹទ្ធាចារ្យនិយាយមែនខ្ញុំគិតថាជាប្អូនថ្លៃស៊ូហងរបស់ឯងនោះឯងដែលជាអ្នកហ្វឹកហាត់ធម្មពលអរិយនោះគេក៏បានឆ្លើយដែលធ្វើឲ្យថៃឈៀនឆ្ងល់ហេតុអ្វីក៏ឯងមិនភ្ញាក់ផ្អើលហ្វាំងហៅក៏តបពីព្រោះថាខ្ញុំបានប្រយុទ្ធជាមួយនឹងគេកាលពីយប់មិញថៃឈៀនចង្ហមាត់ធំឥឡូវនេះខ្ញុំបានឮថាស៊ូមួយយូជាមួយនឹងស៊ូហងក៏បានចូលមកសិក្សានៅសាលាបណ្ឌិតសភាឋានសួគ៌នេះដែរគ្រាន់តែគេហ្វឹកហាត់នៅសាលខុសពីពួកយើងប៉ុណ្ណោះខ្ញុំថែមទាំងបានឮថាថ្មីនេះបងប្អូនពួកគេទាំងពីរបានទម្លុះទៅកាន់កម្រិតទី2កំពូលដែលជាកម្រិតប្រមូលផ្ដុំកម្លាំងធាតុចុងក្រោយវាប្រកាសណាស់ថាអ្នកដែលនៅក្រោយខ្នងពួកគេទាំងពីរមិនមែនមានសមត្ថភាពសាមញ្ញនោះទេថៃឈៀនក៏បានគិតដូចជាហ្វាំងហៅកំពុងតែគិតដែរចប់ម៉ោងរៀនពួកគេទាំង3ក៏ដើរត្រឡប់មកកន្លែងស្នាក់នៅថៃឈៀនបាននិយាយទៅកាន់ហ្វាំងហៅជាមួយនឹងចៅសានពួកឯងទាំងពីរធ្លាប់ឮអំពីវេទិកាឈិញយុនទេហ្វាំងហៅក៏បានតបត្រូវហើយខ្ញុំបានឮរឿងនេះម្ដងពីធានពួកបាននិយាយថៃឈៀនបានបន្តនិយាយវេទិកាឈិញយុនជារៀងរាល់3ខែម្ដងបណ្ឌិតសភាឋានសួគ៌បង្កើតវេទិកានេះឡើងដើម្បីពង្រឹងសមត្ថភាពគុណសិស្សបេក្ខជនទាំងអស់នឹងត្រូវតម្រូវឲ្យចូលទៅក្នុងពិភពតូចមួយនៃឈិញយុនដើម្បីធ្វើការដាំដុះនិងប្រកួតប្រជែងចំណាត់ថ្នាក់នៅទីនោះបេក្ខជនដែលអាចជាប់ជ័យលាភីលេខ1នឹងទទួលបាននូវអត្ថប្រយោជន៍ពីសាលារាប់មិនអស់ហ្វាំងហៅនិយាយទៅកាន់ថៃឈៀនជាមួយនឹងទ្រព្យសម្បត្តិដែលឯងមានបច្ចុប្បន្នតែឯងរំលឹកពីរឿងនេះធ្វើអ្វីទៅគេក៏បានតបអ្វីត្បិតតែខ្ញុំមិនត្រូវការទ្រព្យសម្
សម្បត្តិទាំងអស់នោះមែនក៏ប៉ុន្តែមិនមែនបានន័យថាឯងមិនត្រូវការឯណាម្យ៉ាងវិញទីលើកនេះដើម្បីកំដរឯងនោះខ្ញុំនឹងធ្វើការភ្នាល់ឲ្យអស់ដៃម្ដងកំពុងតែជជែកគ្នាយ៉ាងសប្បាយចិត្តនោះមនុស្ស3នាក់បានមកស្កាក់មុខពួកគេបរិសម្នាក់នេះបានគិតនៅក្នុងចិត្តមនុស្សដែលអាចមានសមត្ថភាពវាយស្មើជាមួយនឹងធានពូគូតែជាមនុស្សដ៏ខ្លាំងម្នាក់ក៏ប៉ុន្តែក្មេង3នាក់នេះត្រឹមតែជាមនុស្សស្ថិតក្នុងកម្រិតទី2នៃកម្រិតប្រមូលផ្ដុំកម្លាំងធាតុប៉ុណ្ណោះហ្វាំងហែក៏បានសួររៀមច្បងទាំង3តើពួកយើងអាចជួយអ្វីបានទៅគេក៏បានតបនោះក៏គ្មានអ្វីដែរដោយសារតែពួកឯងគឺជាសិស្សថ្មីខ្ញុំផ្ដល់នៅឱកាសមួយចូលមកធ្វើកូនចៅរបស់យើងនៅសាលាបណ្ឌិតសភាឋានសួគ៌នេះនឹងមិនមានអ្នកណាហ៊ានប៉ះពាល់ពួកឯងនោះទេមិនចាប់អារម្មណ៍ហ្វាំងហៅបាននាំអ្នកទាំងពីរដើរចាក់ចេញថៃជៀនបាននិយាយទៅកាន់ហ្វាំងហៅឯល្ងងមែនទេឬក៏ធ្វើជាល្ងងទៅឯងកំពុងតែបដិសេធទឹកចិត្តរបស់អ្នកខ្លាំងទាំង7ហើយល្អបានជាឯងបដិសេធជាមួយនឹងយើងហើយមិនចាំបាច់បន្តធ្វើជាសិស្សនៅសាលាបណ្ឌិតឋានសួគ៌នេះទៀតទេបង្កើតធម្មពលវាប្រហារទៅហ្វាំងហៅងាកមកយកដៃរបស់គេទប់រងជើសានឃើញបែបមនុស្សបំរុងនឹងចូលទៅជួយម្ចាស់តូចប៉ុន្តែត្រូវបានថៃឈៀនអូគេចេញប្រាប់ថានេះគឺជាការប្រយុទ្ធរវាងមនុស្សដែលស្ថិតក្នុងកម្រិតទី2ដំណាក់កាលទី5ឡើងលើឯនឹងខ្ញុំមិនស័ក្តិសមនោះទេគ្រាន់តែឈរមើលពីចម្ងាយទៅបានហើយច្របាច់បន្តិចបំបីធម្មពលនោះក្មេងប្រុសម្នាក់នឹងបញ្ចេញកបិតបញ្ចេញស្នាមញញឹមថៃឈៀនឃើញកូនកបិតនៅក្នុងដៃនោះក៏ភ្ញាក់ផ្អើលអាវុធវិញ្ញាណតាមសមត្ថភាពមនុស្សម្នាក់នេះធ្វើត្បិតតែថាខ្លាំងក៏ប៉ុន្តែស្ថិតក្នុងកម្រិតទី3នេះគេនៅមិនទាន់មានសមត្ថភាពអាចផលិតអាវុធវិញ្ញាណបាននៅខ្លួនឯងនោះទេច្បាស់ណាស់ប្រកាសជាមាននរណាម្នាក់ផលិតអាវុធវិញ្ញាណមួយនេះសម្រាប់គាត់អាលអិនស្លាប់ក្រោមកបិតប្រចាំរបស់ខ្ញុំចាត់ទុកថាជីវិតរបស់ឯងស្លាប់ដោយមានន័យពេកហើយបញ្ជាវាចូលទៅធ្វើការវាយប្រហារហ្វាំងហៅទប់ទល់លើកណ្ដាប់ដៃគេបញ្ចេញស្នាមញញឹមកបិតមួយនោះសំកាំងនៅលើអាកាសបន្តចូលទៅធ្វើការវាយប្រហារហ្វាំងហៅជាបន្តជោគដៃទប់រងវាមិនបញ្ឈប់ហោះក្រឡឹងទៅមកវាយប្រហារជាបន្តសម្រុកចូលទាំងកបិតទាំងម្ចាស់ហ្វាំងហៅបំផ្ទុះធម្មពលប៉ឹងទាំងពីរលួចឆ្មក់វាយប្រហារគេបែបនេះអ្នកខ្លាំងទាំង7ពិតជាមានសមត្ថភាពមែនហ្វាំងហៅនិយាយឌឺធ្វើឲ្យគេខឹងកាន់តែខ្លាំងលោតកាប់ពេញមួយទំហឹងហ្វាំងហៅអណ្ដែតខ្លួនទៅលើអាកាសខ្ចីធម្មពលពីក្របពុយវិញ្ញាណឋានសួគ៌បញ្ចេញដាវគ្មានទលីយកធម្មពលពីក្របពុយវិញ្ញាណឋានសួគ៌ដើម្បីគ្រប់គ្រងវាប្រហារចុះមកបំបុកពេញមួយទំហឹងជាមួយនឹងកូនកំបិតចំណិតព្រះច័ន្ទផ្ទុះប៊ូមបើកភ្នែកមើលដាវគ្មានទលីរបស់ហ្វាំងហៅបានភ្ជង់ជាប់ជាមួយនឹងករបស់គេទៅហើយហ្វាំងហៅមិនសម្លាប់គេមិនអរគុណបែរជាសើចយកដាវអេតចៃរបស់ឯងទប់ទល់ជាមួយនឹងអាវុធវិញ្ញាណរបស់យើងឯងលេងសើចពេកទេដឹងសម្លឹងមើលទៅកំបិតចំណិតព្រះច័ន្ទនោះក៏បានផ្ទុះបែកចំណែកម្ចាស់របស់វាវិញបានប្រុសឈាមបាស់ជើងនៅទីនោះមិនដេញនឹងអាចទៅឯងបែរជាអាចមានសមត្ថភាពបំបែកអាវុធព្រលឹងរបស់ខ្ញុំបានជាទូទៅអាវុធវេទមន្តខូចខាតម្ចាស់នៃអាវុធក៏ត្រូវរបួសព្រលឹងដូចគ្នាឃើញហ្វាំងហៅដើរចូលគេកាន់តែភ័យតែឯងដឹងថាខ្ញុំជាអ្នកណាទេពូរបស់យើងនឹងមិនអត់ឱនឲ្យឯងទេប្រសិនបើជាឯងហ៊ានសម្លាប់យើងនោះមើលទៅកាន់ហ្វាំងហៅដូចជាមិនចាប់អារម្មណ៍ថែមទាំងមិនខ្លាចទៀតផងក្មេងប្រុសម្នាក់នឹងបន្តនិយាយគាត់គឺជាម្ចាស់សាលពូជាជនហ្វាំងហៅលើបែបនោះក៏បានប្រែទឹកមក180ដឺក្រេហើយអ្វីមុននេះក៏លបងមិនប្រាប់ថាគឺជាក្មួយប្រុសនៃនាយកសាលពូជាយន្តលោកដៃទៅមិនមែនជួយគ្រាណាផ្ទះមួយកំភ្លើងហៅវើផ្លាស់ប្ដូរទឹកមក180ដឺក្រេទៀតក្នុងនាមជាសមាជិកនៃគ្រួសារគ្រូបង្រៀនឯងបែរជាបង្ហាញចរិតដ៏ចោលម្សៀតបែបនេះធ្វើបាបអ្នកទុនខ្សោយថែមទាំងចង់គំរាមខ្ញុំអញ្ចឹងថែមមួយជើងផ្លោងមិនតិចម៉ែត្រនោះទេពីមួយថ្ងៃទៅមួយថ្ងៃបញ្ហាចេះតែកើនឡើងច្រើនទៅថៃឈៀនបាននិយាយទៅរ៉ៃថ្ងៃនេះបញ្ហាក៏មិនតូចនោះដែរសាលពូជាយន្តមិនមែនជាមនុស្សល្អនោះទេប្រកាសណាស់ថាពួកគេនឹងសងសឹកលើឯងងក់ក្បាលដាក់គ្នាថ្ងៃក្រោយពួកយើងមិនគួរបង្កបញ្ហាបែបនេះទៀតទេក្លេចក្លោចមែនភ្លាមនោះក៏ជន់ក្មេងប្រុសម្នាក់នឹងម្នាក់មួយជើងធ្វើឲ្យគេស្រែកជាមួយនឹងការឈឺចាប់ប្រាប់ថាភាគនេះត្រូវបានបញ្ចប់ព្រះភាគទី14ដែលជាភាគបន្តរបស់យើងផ្ដើមឡើងសាច់រឿងនៃភាគនេះអ្នកទាំង3កំពុងតែប្រាជ្ញគ្នាទ្វារផ្ទះក៏បានរបើកអានទឹកពីអ្នកនេះបានស្រែកជេរអាណាមួយគឺជាហ្វាំងហៅឆាប់ចេញមកដើរទៅគេចង់ជួបហ្វាំងហៅក៏ចេញតើពួកឯងទាំងពីរគឺជាអ្នកណាអាកប្បប្រកិរិយាដូចជាមិនដែលធ្លាប់ចូលសាលាធ្វើការអប់រំនោះទេចូលផ្ទះរបស់គេដោយមិនបានគោះទ្វារថែមទាំងទម្លុះទៀតផងអាកូនម្នាក់ដែលត្រូវបានវាយដោយហ្វាំងហៅបាញ់មិញបានហៅពូរបស់គេមកហើយឈ្មោះគាត់គឺពូជាយន្តសាសផ្ទាល់គាត់ម្នាក់បានសម្រុកចូលទៅក៏ដូចជាសមមួយដងមួយជើងដេកច្បាហ្វាំងហៅក៏បាននិយាយសម្រាប់ដូចជាពួកគេមិនស័ក្តិសមប្រយុទ្ធជាមួយនឹងខ្ញុំនោះទេអ្នកណាដែលមានគំនុំពិតប្រាកដឆាប់ចូលមកខ្ញុំគ្មានពេលលេងសើចច្រើនឡើយអូមានភាពក្រអឺតក្រទមក្រនបាស្មឡឹងទៅកាន់មុខគុណសាររបស់គាត់គេក៏បានស្ទុះចូលទៅមិនហ៊ានឈរខាងមុខទេនៅពីក្រោយនិយាយទៅកាន់ពូរបស់គាត់អាក្មេងហ្វាំងហៅម្នាក់នឹងកម្លាំងរបស់គេពិតជាខ្លាំងណាស់លោកពូតើសិស្សច្បងអាចយកឈ្នះគេបានទេពូគេក៏តបគ្មានបញ្ហាទេជាមួយនឹងកម្រិតទី2របស់អាលអិតម្នាក់នឹងមិនមែនជាដៃគូសិស្សច្បងរបស់ឯងដែលស្ថិតក្នុងកម្រិតទី3ទេនិយាយចប់សិស្សច្បងរបស់គេនឹងក៏បានប៉ឹងធ្លាក់នៅនឹងមុខនោះឯងពួកឯងទាំងពីរអាចទៅសម្រាកបានណាគេក៏ដើរចេញគាត់ក៏បន្តសើចអំបញ្ញមិញនេះខ្ញុំហាក់ដូចជាមើលស្រាសមត្ថភាពរបស់ឯងបន្តិចហើយមើលឲ្យខ្ញុំមើលទៅមើលថាឯងខ្លាំងប៉ុណ្ណាទៅសម្រុកចូលកណ្ដាប់ដៃបុកជាមួយនឹងបាតដៃចាប់កាច់ហ្វាំងហៅបោកទៅខាងក្រោយដៃរបស់គេញ័រជាខ្លាំងពិតជាឈឺកាច់សឹងតែបាក់ទៅហើយមុននេះខ្ញុំថែមទាំងគិតថាឯងខ្លាំងទៀតផងប៉ុន្តែសូម្បីតែមួយស្នេហ៍របស់ខ្ញុំក៏ឯងមិនអាចទប់ទល់បានពិតជាធ្វើឲ្យខ្ញុំខកបំណងបន្តិចហើយជើសានស្ទុះចូលទៅសំពងមួយដំបងគាត់ទប់លើប្រេះដីអូឯងពិតជាមានកម្លាំងខ្លាំងមែនបើទោះបីជាបែបនេះក៏ដោយនៅតែមិនគ្រប់គ្រាន់ផ្ទាត់ត្រឹមតែពីម្រាមជើសានប៉ឹងដេកនៅខាងក្រោយហ្វាំងហៅឃើញបែបនោះស្ទុះចូលប្រើបាតដៃអត់រីទះផឹងព្រឹទ្ធាចារ្យពូជាយន្តនោះយកបាតដៃរបស់គេទប់ស្រា
ស្រាក៏បានបំបែកបាត់ដៃអត្រីនោះបាត់ទៅឲ្យហ្វាំងហៅបង្ហាញខ្លួនទះដោយដៃផ្ទាល់ក៏នៅតែត្រូវបានពូជីយុនចាប់កាច់បោកទៅខាងក្រោយបញ្ជូនមជុល3ដើមទម្លុះរាងកាយរបស់ហ្វាំងហៅលុតជង្គង់ក្អួតឈាមនៅទីនោះមជុលបំផ្លាញកម្លាំងធានព្រឹត្តិការណ៍ពូជីយុនបន្តសើចឌឺទៅកាន់ហ្វាំងហៅប្រសិនបើជាឯងឈឺនោះគ្រាន់តែស្រែករោគជំនួយទៅគឺបានហើយបើទោះបីជាខ្ញុំស្លាប់ក៏មិនចាំបាច់សុំជំនួយពីឯងដែរតើជាអ្នកខ្លាំងអ្វីទៅប្រើបច្ចេកទេសដ៏អាក្រក់បែបនេះវាប្រហារដានធានរបស់ខ្ញុំមាត់របស់ឯងពិតជារឹងប្រើបាតដៃទទេកាប់ចុះផ្លែដៃដ៏ធំបានកាប់ចុះស្របតាមដៃរបស់គាត់ជើសានជន់មួយជើងទៅដីឡើងបែកការ៉ូបំលាស់ទីបង្ហាញខ្លួននៅចំពោះមុខហ្វាំងហៅទប់រងជាមួយដាវដ៏ធំនោះដំបងធំនៅក្នុងដៃពូជីយុនព្យាយាមកាប់ចុះជើសានព្យាយាមធ្វើការទប់រងក្នុងចិត្តគេក៏ឆ្ងល់ណាស់ដែរដំបងឈើមួយនេះហើយអ្វីក៏រឹងមាំយ៉ាងនេះពូជីយុនកាប់ចុះម្ដងទៀតផ្លែដាវលេចចូលសាច់ជើសានស្ទុះចូលមុខរវាំមួយជើងកណ្ដាលធ្គាមបើងកប់ចិញ្ចាំងក្រឡោះអាវបន្តិចបន្ទាប់ពីគេស្លាប់ក្រោយមកខ្ញុំនឹងយកជីវិតរបស់ឯងបំរុងនឹងធ្វើអ្វីមួយទៅឲ្យកំណោបាក់បែកកាប់ពីពេលមុនបានបញ្ចេញនៅពន្លឺពូជីយុនបានភ្ញាក់ផ្អើលចង្រៃយោតើវាជាអាវុធវេទមន្តប្រភេទអ្វីទៅហ្វាំងហៅបានគិតក្នុងចិត្តគ្មានអ្វីចម្លែកនោះទេដែលដំបងមួយនេះអាចសង្កត់បេះដូងនាយក្រៀកឲ្យនៅក្នុងបាតស្រះបានដោយសារតែវាក៏ជាវត្ថុវេទមន្តកម្រិតខ្ពស់ដែរវាយពីដំបងពូជីយុនធ្វើការទប់រងដោយផ្ទាល់លោតឡើងទៅលើអាកាសសំពងពេញមួយទំហឹងនៅពេលនេះចង់ឬមិនចង់ក៏ត្រូវថយទៅក្រោយពី3ជំហានទប់រងម្ដងទៀតជើសានប៉ឹងទៅក្រោយហ្វាំងហៅប្រាប់ថាពួកយើងចូលធ្វើការវាយប្រហាររួមគ្នាបំរុងបញ្ចេញធម្មពលមជុលក៏ធ្វើទុកប្រើបាត់ដៃអត្រាទៅជើសានវាយមួយដំបងពូជីយុនប្រមូលផ្ដុំធម្មពលថ្លាដេញតើឯងគិតថាខ្លាំងងាប់មែនទេស្ថិតក្នុងកលៈទេសៈពីមួយក៏ដោយជើសានប្រឹងខ្លាំងណាស់ហ្វាំងហៅកំពុងតែមានរបួសផងពូជីយុនប្រឹងតែបន្ទែងពួកគេទាំងពីរប៉ឹងហ្វាំងហៅនៅពេលនេះគិតនៅក្នុងចិត្តជាមួយនឹងរបួសមជុលបំផ្លាញជីបចរនេះខ្ញុំមិនមែនជាដៃគូគេនោះទេយល់អគួរតែបង្ខំមជុលនេះឲ្យចេញសិនបន្ទាប់ពីប៉ាងជើសានក៏បានសម្រុកចូលម្ដងទៀតមិនខុសពីលើកមុនគេនៅតែប៉ាងដដែលនឹងហ្វាំងហៅព្យាយាមប្រមូលផ្ដុំកម្លាំងធាតុនៅខាងក្នុងខ្លួនខ្ចីកម្លាំងក្របពូជវិញ្ញាណឋានសួគ៌បណ្ដេញមជុលដែលនៅក្នុងខ្លួនទ្រាំជាមួយនឹងការឈឺចាប់បន្តិចមជុលទាំង3ដើមបានផ្ទុះធ្លុះចេញពីរាងកាយហ្វាំងហៅជាមួយនឹងល្បឿនដ៏លឿនជន់ក្បាលអាល្អិតម្នាក់នេះទាញយកដំបងជើសានសំពងកណ្ដាលធ្គាមរបស់ជូជីយុនខ្ទាតហុយដីត្រឡោមព្រួយបារម្ភជាខ្លាំងប្រញាប់រត់ទៅគ្រាពូរបស់គេក្រោកឡើងថ្ងៃនេះខ្ញុំនឹងបង្ហាញអំពីអំណាចមនុស្សស្ថិតក្នុងកម្រិតទី4ឲ្យឯងបានដឹងថាគឺជាអ្វីដែលពួកឯងមិនអាចប៉ះពាល់បានទេបញ្ចេញដាវមុខបញ្ឆេះធម្មពលឡើងហ្វាំងហៅស្ដោះឈាមចេញពីមាត់បោះដំបងទៅកាន់ជើសានឮតែជូជីយុនបញ្ចេញសម្រែករលកដាវរាប់ពាន់ដាវមួយប្រែคล้ายទៅជាច្រើនវាប្រហារទៅកាន់ហ្វាំងហៅថៃឈៀនដែលពួនមើលនៅក្បែរនោះបំរុងនឹងចូលជួយធ្វើការវាប្រហារភ្លាមនោះដំបងមួយបានហោះមកពីណាក៏មិនដឹងធ្វើការទប់រងជាមួយនឹងដាវជាច្រើននោះថែមទាំងទម្លាក់វាចុះមកក្រោមទៀតផងស្រូបឈើច្រត់របស់គាត់ត្រឡប់ទៅវិញនោះគឺជាវត្តមានវូប៉ៃដែលជាគ្រូរបស់ហ្វាំងហៅអកស្រាមួយអឹកជូជីយុនតើឯងមកធ្វើអ្វីនៅទីនេះខ្លាមិននៅផ្ទះស្វាចង់លួចស៊ីជែងហ៊ានមកវាយសិស្សរបស់ខ្ញុំដល់កន្លែងភាពក្លាហានរបស់ឯងបានមកពីណាទៅគេក៏បានតបវូប៉ៃសិស្សរបស់លោកជាអ្នកវាយក្មួយរបស់ខ្ញុំមុនរឿងនេះមិនឲ្យខ្ញុំរកយុត្តិធម៌មកដេញនឹងបានថ្ងៃនេះដាច់ខាតត្រូវតែមានការបកស្រាយមួយព្រឹត្តិការណ៍វូប៉ៃក៏បានតបឯងហ៊ានខ្ញុំសន្យាថានឹងឲ្យឯងស្លាប់បើសិនជាឯងហ៊ានប៉ះសិស្សរបស់ខ្ញុំម្ដងទៀតនៅក្នុងថ្ងៃនេះនេះគឺជាការបញ្ជូលរបស់ខ្ញុំល្អចង់ចាំរឿងនេះទុកវូប៉ៃខ្ញុំនឹងមិនបញ្ឈប់ដោយងាយនោះទេដោយចាក់ចេញពីទីនោះហ្វាំងហៅនឹងក៏និយាយឌឺទៅកាន់គេរៀនឯងពេលក្រោយជួបគ្នាសំណាងល្អព្រឹត្តិការណ៍ហើយក៏មិនភ្លេចឌឺដងបន្ថែមទៀតដែរអូមែនហើយលោកព្រឹត្តិការណ៍ថ្ងៃណាមួយលោកអារម្មណ៍មិនល្អអាចមកលេងទីនេះម្ដងទៀតបាទឌឺគេមិនទាន់ចប់ស៊ីក្បាលមួយឈើច្រត់ពោកសូម្បីតែម្ចាស់សាលដែលដូចជាជូជីយុនក៏អាចហ៊ានប៉ះពាល់គេដែរមើលទៅអាល្អិតពីក្បាលឯងនេះពិតជាមេបញ្ហាដូចគេថាមែនហ្វាំងហៅក៏បានដាក់ដៃធ្វើការអរគុណគាត់ក៏ធ្វើបើអរគុណក្បាលឯងអីទៅឯណាលុយអំបញ្ញមិញខ្ញុំជួយឯងកំចាត់ពួកគេគួរតែបង្ហាញនៃការដឹងគុណបន្តិចហើយអភិជនតៃឈៀនបានរត់ពីចម្ងាយកាន់លុយជាច្រើនសិបសន្លឹកប្រគល់ទៅកាន់ព្រឹត្តិការណ៍វូប៉ៃល្អឯងល្អគួរសមសម្លឹងទៅកាន់ហ្វាំងហៅប្រសិនបើជាឯងមិនមានលុយឲ្យខ្ញុំទេត្រូវចូលទៅសៃវៀនប្រយុទ្ធឈីនយុនរកលុយឲ្យខ្ញុំហ្វាំងហៅអន់ចិត្តនិយាយឡើងថាចោះជើសានមិនដេចក៏មិនឲ្យគាត់ទៅជាមួយនឹងខ្ញុំផងព្រឹត្តិការណ៍ក៏បានតបតើឯងចេះអ្វីទៅជើសានបានបើកត្រាអាវុធវេទមន្តកម្រិតទី9លើកនេះគេបង្ហាញគុណសម្បត្តិមិនតិចនោះទេមិនដេចនឹងអាចប្រៀបធៀបជាមួយនឹងឯងដែលចេះតែបង្កបញ្ហាបែបនេះទៅបើខ្ញុំចាំមិនច្រឡំទេនេះគឺជាអាវុធវេទមន្តដែលត្រូវបានហៅថាដំបងឋានសួគ៌បំបីមេឃាហ្វាំងហៅជាមួយនឹងជើសានភ្ញាក់ផ្អើលមើលមុខគ្នាព្រឹត្តិការណ៍បានបន្តវាគួរតែត្រូវបានធ្វើឡើងពីឆ្អឹងនេក្រីកាលពី1000ឆ្នាំមុននៅពេលដែលបានបិទដោយត្រាវាគឺជាដំបងដៃធម្មតាប៉ុណ្ណោះបន្ទាប់ពីត្រាត្រូវបានបើកធម្មពលពេញលេញរបស់វាក៏អាចប្រើប្រាស់បានមានន័យថាវានឹងអាចក្លាយទៅជាអាវុធវេទមន្តកម្រិតទី9កំពូលដ៏ពិតប្រាកដតាមកម្លាំងមនុស្សធម្មតាមិនអាចបំបែកត្រាដែលបានបិទលើវាបាននោះទេប៉ុន្តែជើសានមើលទៅឯងនៅពេលបច្ចុប្បន្ននេះហាក់ដូចជាបានរីកចម្រើនទីរែងរាងកាយដែលពោពេញទៅដោយធម្មពលរបស់ឯងនេះក៏ពិតជាស័ក្តិសមជាមួយនឹងដំបងឋានសួគ៌បំបីមេឃានេះមកខ្ញុំនឹងបង្ហាត់ឯងនៅស្នៀតដំបងមួយនេះជើសានក៏បានអេះក្បាលប៉ុន្តែខ្ញុំមិនមានលុយទេលោកគ្រូហើយយ៉ាខ្ញុំមិនបានចង់បានលុយពីឯងទេឆាប់ឡើងខ្ញុំនឹងបង្រៀនអ្វីដែលខ្ញុំចេះទាំងអស់ទៅឲ្យឯងប្រកាសណាស់ជាមួយនឹងថ្វីដៃរបស់ខ្ញុំក្នុងការបង្រៀនមិនយូរមិនឆាប់ឯងនឹងអាចក្លាយទៅជាអ្នកខ្លាំងបំផុតនៅក្នុងអាណាចក្រឈូមួយនេះថៃឈៀនលឺបែបនោះកាន់លុយមួយក្តាប់រត់ទៅរកព្រឹត្តិការណ៍វូប៉ៃបង្រៀនខ្ញុំផងព្រឹត្តិការណ៍ល្អខ្ញុំនឹងបង្រៀនពួកឯងទាំងពីរក៏មិនដឹងថាគាត់មានគំនុំអីជាមួយនឹង
ហ្វាំងហៅដែរបើមិនបានលុយមិនបង្រៀនបើមិនបានលុយមិនជួយលុយអ្នកផ្សេងគាត់ក៏មិនចង់បានដែរលុយហ្វាំងហៅគឺចង់បានឈើតាចាស់ម្នាក់នេះពិតជាបញ្ឈឺខ្ញុំស្លាប់ហើយផ្ដាំឡើងសាច់រឿងនិភានេះហ្វាំងហៅកំពុងតែអង្គុយតាំងសមាធិចម្រើនកម្លាំងធាតុនៅក្នុងបន្ទប់ភ្នែករបស់គេស្រាប់តែបើកឡើងមានរឿងអ្វីមួយមិនប្រក្រតីនៅខាងក្រៅកូនអ្នកមាសភ្លាមបានចេញនិយាយជាមួយនឹងហ្វាំងហៅឯងក៏មានអារម្មណ៍ថាមិនប្រក្រតីដូចជាខ្ញុំដែរមែនទេវាហាក់ដូចជាមានពំនោមកពីទិសខាងកើតបានជាឆ្ងល់ក៏ដើរទៅមើលតែម្ដងនៅចំពោះមុខគឺជាផ្ទះបាក់បែកមួយបើកទ្វារចូលទៅអ្នកតូចហោះចូលទៅខាងមុខក្លិនអាសោយរបស់វាកាន់តែខ្លាំងនៅពេលពួកយើងមកដល់ទីនេះខ្ញុំគិតថាវាគួរតែបានលាក់ខ្លួននៅទីនេះហើយទុកឲ្យខ្ញុំជាអ្នកស្វែងរកហោះទៅមកប៉ុន្តែមិនឃើញទេហ្វាំងហៅបានបើកភ្នែកទៅទេវភាពឋានសួគ៌សម្លឹងមើលដឹងហើយវាក៏នៅចំពោះមុខដើរចូលទៅទន្ទ្រាំមួយជើងរូបចម្លាក់នៅក្បែរនោះបានរង្កិលបង្ហាញចេញនៅផ្លូវក្រោមដីដើរចុះទៅខាងក្រោមម្ដងហើយម្ដងទៀតកូននាគបានដាស់តឿនទៅកាន់ហ្វាំងហៅត្រូវតែប្រុងប្រយ័ត្នកន្លែងនេះហាក់ដូចជាត្រូវបានផ្សារភ្ជាប់ដោយពពួកអរិយនៅចំពោះមុខគឺជាព្រឹត្តិចាស់ចាស់ម្នាក់ដែលដូចជាក្រុងឆ្អឹងឃើញបែបនោះកូននាគតូចបារោមព្រឺឆ្អឹងខ្នងប៉ុន្តែត្រូវបានហ្វាំងហៅលួងប្រាប់គេថាមិនអីទេដើរចូលទៅកាន់តាគៀកូននាគតូចបានប្រាប់ធម្មពលបិសាចដ៏ក្រាស់ក្រែដែលបានសាយភាចេញមុននេះគួរតែត្រូវបានសាយភាចេញពីខ្លួនគាត់នេះឯងនាគតូចនិយាយបន្តតែចាស់ម្នាក់នេះសមត្ថភាពមិនអន់ទេតើអ្នកណាម្នាក់ទៅដែលមានសមត្ថភាពអាចសម្លាប់គាត់តែមទាំងយកមកឆ្កាងនៅទីនេះទៀតផងមនុស្សស្លាប់មិននឹងអាចបញ្ចេញធម្មពលឥតឈប់ឈរបែបនេះបានទៅហ្វាំងហៅឆ្ងល់ដាក់ដៃចូលទៅធម្មពលបិសាចដ៏ក្រាស់ក្រែលបានចាក់ចូលទៅក្នុងរាងកាយរបស់គាត់កូននាគតូចមានការព្រួយបារម្ភជាខ្លាំងចំណែកនៅខាងក្នុងសមុទ្រនៃស្មារតីរបស់ហ្វាំងហៅក្របពូជវិញ្ញាណឋានសួគ៌បានរង្គើនិងបញ្ចេញធម្មពលបំផ្លាញផ្សេងអបរិយដែលប្រុងនិងប្រមូលផ្ដុំនៅក្នុងខ្លួនរបស់ហ្វាំងហៅកូននាគតូចព្យាយាមទាញហ្វាំងហៅចេញពីទីនោះតែគេមិនអាចធ្វើបាននោះទេទាញពីក្រោយមិនអស់ចិត្តមកទាញពីមុខផ្សែងអរិយនឹងពីនឹងជ្រៀតចូលដៃគេទៀតផងហោះក្រឡឹងហ្វាំងហៅស្រែកប្រាប់ឲ្យគេភ្ញាក់ដឹងខ្លួនព្រាមទៅឯងមិនអាចខ្លាចទៅជាបិសាចបានទេមានជំនួយពីក្របពូជវិញ្ញាណឋានសួគ៌វាបំផ្លាញរាល់លំហូរកម្លាំងធាតុអរិយដែលបានសាយភាចូលទៅក្នុងរាងកាយរបស់ហ្វាំងហៅផ្ទុះប៊ូមកូននាគតូចប៉ាំងមកជាមួយនឹងសសរលៀនអណ្ដាតនឹងកូននាគតូចក៏ភ្ញាក់ផ្អើលឯងមិនត្រឹមតែបន្សុទ្ធធម្មពលបិសាចទាំងអស់នោះទេថែមទាំងចម្រាញ់យកវាបង្កើតទៅជាធម្មពលរបស់ខ្លួនឯងទៀតហ្វាំងហៅក៏បានដឹងដូចគ្នាថានេះគឺជាជំនួយរបស់ក្របពូជវិញ្ញាណឋានសួគ៌នៅពេលនេះហ្វាំងហៅបានទម្លុះពីដំណាក់កាលទី5ទៅដំណាក់កាលទី6នៃកម្រិតទី2កំពុងតែគិតនោះចំហាយអរិយបានផ្ទុះចេញពីរាងកាយព្រឹត្តិចាស់នៅចំពោះមុខទៀតដែរនៅខាងក្រៅក៏មានវត្តមានមនុស្សម្នាក់ដែលគៀកនឹងដើរមកដល់ដែរហ្វាំងហៅជាមួយនឹងនាគតូចចាប់ផ្ដើមភ័យម្ដងទៀតព្រឹត្តិចាស់នេះមិនទាន់ស្លាប់ទេពាក្យដែលគាត់បាននិយាយជាលើកដំបូងតើឯងគឺជាអរិយមែនទេមិនមែនទេខ្ញុំគឺជាមនុស្សហ្វាំងហៅបានតបមនុស្សដែលអាចស្រូបធម្មពលអាក្រក់ដើម្បីពង្រឹងរាងកាយរបស់ខ្លួនម្ដេចនឹងអាចទៅជាមនុស្សកើតទៅឯងគួរតែជាបិសាចច្បាស់ណាស់តែអាល្អិតធម្មពលបិសាចដែលនៅលើខ្លួនរបស់ឯងបាញ់មិញបាត់ទៅណាអស់ហើយហើយអ្វីក៏ខ្ញុំមិនអាចកត់សម្គាល់ថាវានៅលើខ្លួនរបស់ឯងទៀតអញ្ចឹងតើព្រឹត្តិចាស់សួរអំពីរឿងនេះធ្វើអ្វីទៅអ្វីដែលព្រឹត្តិចាស់គួរតែបារម្ភនោះគួរតែជាធម្មពលបិសាចនៅលើខ្លួនរបស់ព្រឹត្តិចាស់ច្រើនជាងមានចំហាយធម្មពលបិសាចពេញទាំងខ្លួនបែបនេះតើព្រឹត្តិចាស់គឺជាបិសាចមែនទេគាត់ក៏បានសើចប្រសិនបើខ្ញុំគឺជាបិសាចមិននឹងអាចត្រូវឃុំនៅទីនេះជាមួយនឹងរយៈពេលដ៏យូរបែបនេះទៅអាល្អិតដោយសារតែឯងមានសមត្ថភាពអាចចម្រាញ់ផ្សែងអរិយនេះបានតើចង់ចុះកិច្ចសន្យាជាមួយនឹងខ្ញុំមួយទេតើព្រឹត្តិចាស់ចង់ឲ្យខ្ញុំជួយបណ្ដេញចំហាយបិសាចពីក្នុងខ្លួនព្រឹត្តិចាស់មែនទេគាត់ក៏បានតបត្រូវហើយកូននាគតូចឯងដាច់ខាតមិនត្រូវសន្យាជាមួយគាត់ទេចំហាយបិសាចនៅក្នុងខ្លួនតាចាស់ម្នាក់នេះមិនសាមញ្ញឡើយជាមួយនឹងកម្រិតបច្ចុប្បន្នរបស់ឯងខ្ញុំខ្លាចទៅថាប្រសិនបើជាស្រូបយកវាមកវានឹងលេបត្របាក់វិញ្ញាណរបស់ឯងទាំងមូលដែលខ្ញុំមិនអាចនឹងជួយឯងបានដែរនិយាយចប់ហ្វាំងហៅក៏ឆ្លើយយល់ព្រមភ្លាមដែលធ្វើឲ្យកូននាគតូចបាក់ចកេះតែម្ដងខំព្យាយាមហាមឃាត់ប៉ុណ្ណឹងដែរមិនស្ដាប់ហ្វាំងហៅអាចគួនឯហ៊ានមកស្ដាប់សម្ដីរបស់ខ្ញុំផងបិទមាត់របស់គេហ្វាំងហៅបន្តនិយាយទៅកាន់ព្រឹត្តិចាស់ចាស់ជាមួយនឹងកម្រិតបច្ចុប្បន្នរបស់ខ្ញុំនៅមិនទាន់អាចជួយព្រឹត្តិចាស់បានទេកិច្ចសន្យាមួយនេះខ្ញុំនឹងចងចាំទុកប៉ុន្តែរងចាំដល់ពេលដែលខ្ញុំមានសមត្ថភាពគ្រប់គ្រាន់ខ្ញុំនឹងត្រឡប់មកវិញម្ដងទៀតនិយាយចប់ក៏ដើរចេញកូននាគតូចបានបន្តស្ដីបន្តទៅកាន់ហ្វាំងហៅឯងមិនចេះគណិតវិទ្យាទេឬក៏យ៉ាងម៉េចខួរក្បាលឯងលប់សតិឬនៅមិននៅយកជាប់ភ្នៅត្បៀតឃ្លៀកហ្វាំងហៅក៏តបពីគ្រាន់តែជាបញ្ហាបន្តិចបន្តួចឬក៏ឯងមិនឃើញថាក៏រងទុកប៉ុណ្ណាទេដើរជិតនឹងដល់មាត់ទ្វារទៅហើយហ្វាំងហៅងាកមកវិញសួរទៅកាន់ព្រឹត្តិចាស់អូមែនហើយតើព្រឹត្តិចាស់គឺជានរណាទៅគាត់ក៏បានតបខ្ញុំគឺជាប្រធានទី1នៃសាលាមន្តសភាឋានសួគ៌ឈ្មោះថាជូហុងលីដែលបណ្ដាកូននាគតូចបានសួរទៅកាន់ហ្វាំងហៅបណ្ដាអំណាចនៃធម្មពលអរិយនៅពេលដែលចូលទៅក្នុងខ្លួនមនុស្សធម្មតាណាម្នាក់ពួកគេប្រកាសជាអាចខ្លាយទៅជាបិសាចប៉ុន្តែឯងបែរជាអាចបំបែកបានថែមទាំងចម្រាញ់វាបង្កើតទៅជាធម្មពលប្រើប្រាស់ផ្ទាល់ខ្លួនទៀតផងតែឯងធ្វើវាបានដោយរបៀបណាទៅនៅមានរឿងដែលខ្ញុំឆ្ងល់មួយទៀតក្របពូជដែលនៅក្នុងសមុទ្រស្មារតីរបស់ឯងតើវាមានប្រភពមកពីណាដែរខ្ញុំហាក់ដូចជាមិនដែលធ្លាប់ឃើញក្របពូជវិញ្ញាណមានប្រភេទបែបនេះឡើយហ្វាំងហៅបានគំរាមទៅកាន់កូននាគតូចកុំចង់ដឹងនៅអ្វីដែលឯងមិនគួរដឹងភ្លាមនោះកម្រិតខ្វែងមួយបានហោះធ្វើការវាប្រហារចូលមកហ្វាំងហៅកិច្ចឡើងស្លើភ្នែកមនុស្សម្នាក់បង្ហាញខ្លួននៅលើមេឈើក្បែរនោះហ្វាំងហៅបាននិយាយទៅកាន់គេមើលទៅអ្នកគួរតែរងចាំខ្ញុំនៅទីនេះយូរដែរហើយកូននាគតូចមើលភ្លាមក៏បានដឹងថាជាស្រីបាត់ទៅហើយសួរទៅកាន់ហ្វាំងហៅតើជាមនុស្សស្រីដែលឯងបានធ្វើ
ឲ្យឈឺចាប់ហើយនាងក៏ត្រឡប់មកសងសឹកដោយបែបនេះមែនទេបាត់មករបស់ឯងទៅនាងសម្រុកចូលហ្វាំងហៅដកឃ្លាថយមកខាងក្រោយកិច្ចពីកំបិតក្នុងដៃរបស់នាងដាល់ចេញត្រូវបាននាងកិច្ចផុតថែមមួយដៃទៀតប៉ាំងថយទៅខាងក្រោយមើលទៅបាត់ដៃរបស់គេរបួសមិនតូចនោះទេនាងក៏បានរង្វិលខ្លួនគប់កំបិតទាំងពីរមកទៀតហើយហ្វាំងហៅប្រើបាត់ដៃអតិរិទ្ធទប់រងជាមួយនឹងការវាប្រហារមួយនោះកំបិតបំរុងនឹងដល់កទៀតហើយហ្វាំងហៅចាប់ដៃជាប់ធាក់មួយជើងប៉ាំងមិនតិចម៉ែត្រនោះទេហើយតែមិនសមហេតុផលស្រីក៏ហ្វាំងហៅໄວដែរបំលាស់ទីចាក់ចេញពីទីនោះហ្វាំងហៅស្រែកប្រាប់ថាបើក្រនបើកម្រិតអីភ្លាមនោះអាវុធទាំងពីរក៏បានហោះត្រឡប់មកពីទិសមួយផ្សេងទៀតតាមពិតនាងគ្រាន់តែដកឃ្លាធ្វើការវាប្រហារជាបន្តតែប៉ុណ្ណោះដាល់មួយដៃជន់មួយជើងអាវុធសម្ងាត់របស់នាងមួយត្រូវបានជន់ជាប់ដោយហ្វាំងហៅនេះពិតជាគួរឲ្យចាប់អារម្មណ៍ហ៊ានប្រើល្បិចលបលួចវាប្រហារខ្ញុំផងទាត់កំបិតចាប់ដោយដៃច្បាស់ណាស់ថានេះគឺជាអាវុធរបស់មនុស្សស្រីនាងធ្វើការវាប្រហារចូលមកហ្វាំងហៅទប់រងរួចវាយចេញទៅដៃរបស់គេនឹងក៏បានប៉ះជាមួយនឹងអ្វីរបស់នាងដើរទៅខាងក្រោយកូននាគតូចបានសរសើរទៅកាន់ហ្វាំងហៅអាដៃមានសំណាងនិយាយបែបនោះកាន់តែធ្វើឲ្យក្មេងស្រីម្នាក់ដែលនៅចំពោះមុខកាន់តែខឹងឡើងកំហឹងប្រែខ្លាយទៅជារន្ទះបំរុងនឹងធ្វើការវាប្រហារទៅកាន់ហ្វាំងហៅគេប្រញាប់ដោះសារខ្ញុំគ្មានចេតនានោះទេនេះគឺជាការប្រយុទ្ធខ្ញុំមិនដេញនឹងដឹងថានាងមិនកិច្ចទៅតាមពិតនាងខឹងយ៉ាងខ្លាំងដោយសារនាគតូចនៅឯងហោះទៅកាន់ដៃហ្វាំងហៅអាដៃមានសំណាងមិនងាយស្រួលនោះទេមិនមែននរណាម្នាក់សុទ្ធតែបានប៉ះដូចជាឯងឯណាអាំងហៅពិតជាខឹងចាត់វាយគេនឹងចង់លៀនដាតចំណែកនារីម្នាក់នឹងកាន់តែខឹងទ្វេដងនៅពេលដែលឮសម្ដីរបស់កូននាគតូចនិយាយម្ដងភ្នែករបស់នាងចាប់ផ្ដើមរីកធំបញ្ចេញក្រញាំដៃជាមួយនឹងសម្រែងខ្យល់ភ្លេចបន្តពណ៌ស្វាយហ្វាំងហៅឃើញបែបនោះអូទីបំផុតនាងបញ្ចេញសមត្ថភាពពិតហើយមែនទេសំឡេងមួយក៏បានមកលឺឡើងពីខាងក្រោយខ្នងកន្ធាត់កូននាគតូចបានមើលទៅកាន់ហ្វាំងហៅកន្ធាត់តើជាឈ្មោះអ្នកណាទៅនារីឈុតខ្មៅដែលនៅចំពោះមុខនឹងពន្លត់ធម្មពលរបស់គេរួចក៏បន្តនិយាយលោកតាមិនដេចក៏ហៅឈ្មោះហៅក្រៅរបស់ខ្ញុំទៀតហើយតើឈប់ហៅបែបនេះតើបានទេនាងក៏ស្រាប់តែភ្ញាក់ផ្អើលលោកតាអាចនិយាយបានហើយតែមែនទេគាត់ក៏បានបន្តគួរតែអរគុណដល់មិត្តតូចម្នាក់នោះគេគឺជាអ្នកបន្សុទ្ធធម្មពលអាក្រក់ដែលនៅក្នុងខ្លួនរបស់ខ្ញុំបានខ្លាចទើបធ្វើឲ្យខ្ញុំអាចភ្ញាក់ដឹងខ្លួនម្ដងទៀតចាប់ពីពេលនេះទៅអ្នកទាំងពីរគួរតែត្រូវស្គាល់គ្នាហើយតានៅតែត្រូវពឹងមិត្តតូចម្នាក់នោះដើម្បីជួយចម្រាញ់ធម្មពលបិសាចដែលនៅក្នុងខ្លួនរបស់តាទៀតមិនត្រូវខ្វះការគួរសមជាមួយនឹងគេនោះទេកូននាគតូចបានលុតចេញពីដៃហ្វាំងហៅសើចស្ទើរតែចុកពោះអញ្ចឹងគឺមានន័យថានាងគឺឈ្មោះថាកន្ធាត់ពិតជាចម្លែកមែនមនុស្សស្រីដែលមានឈ្មោះថាកន្ធាត់បន្ទាប់ពីគេដាក់មួយកំបិតប៊ីនឹងដាច់ក៏ស្ងាត់ឈប់សើចភ្លាមតែម្ដងរួចនាងក៏និយាយសម្លុតទៅកាន់ហ្វាំងហៅគុំថាខ្ញុំមិនបានប្រាប់អ្វីដែលលោកបានឃើញនិងបានដឹងនៅក្នុងថ្ងៃនេះដាច់ខាតមិនឲ្យមានអ្នកទី2ដឹងអំពីរឿងនេះទេខ្ញុំសន្យាថានឹងមិនឲ្យអ្នកដឹងខ្លួនថាខ្លួនឯងស្លាប់ដោយរបៀបណាឡើយអានេះគម្រាមសម្លាប់ចង់មានន័យថាកំពុងតែដេកចូលទៅសម្លាប់ជាងទៅអញ្ចឹងទៅអត់ឲ្យដឹងខ្លួនមុនថាខ្លួនឯងស្លាប់ដោយរបៀបណាអញ្ចឹងជីតារបស់គាត់មិននឹងប្រាប់ថាឲ្យមានការគួរសមជាមួយនឹងហ្វាំងហៅហើយកុំឲ្យខ្វះការគួរសមអញ្ចឹងទៅប៉ុន្តែនេះបែរជាគម្រាមសម្លាប់ហ្មងនិយាយចប់ក៏បំលាស់ទីចាក់ចេញពីទីនោះកូននាគតូចលោតឡើងទៅលើស្មាហ្វាំងហៅថ្ងៃក្រោយជួបគ្នាស្រីកន្ធាត់ហ្វាំងហៅគិតនៅក្នុងចិត្តសាលាបណ្ឌិតសភាឋានសួគ៌មួយនេះកាន់តែគួរឲ្យចាប់អារម្មណ៍ហើយនៅពេលនេះខ្ញុំក៏ចង់ដឹងដែរថាអរិយប្រភេទណាទៅដែលនៅពីក្រោយសាលាបណ្ឌិតសភាឋានសួគ៌មួយនេះអធិស្ឋានរាល់កំហុសខុសឆ្គងនៃការឡើងដោយអចេតនា